ស្មីមួយដែលមានចំណងជើងថាក្មេងប្រុសធម្មតាម្នាក់ប៉ុន្តែមានកម្លាំងថោកស្រីពិសេសស្ថិតនៅក្នុងខ្លួនរឿងមួយហ្នឹងគឺល្អមើលខ្លាំងមែនទែនដែលបាននិយាយអំពីតួឯកប្រុសរបស់យើងដែលគាត់មានកម្លាំងថោកស្រីពិសេសស្ថិតនៅក្នុងខ្លួនប៉ុន្តែបើសិនជាកម្លាំងថោកមួយហ្នឹងគឺខ្លាំងជ្រុលពេកនោះគាត់នឹងមិនអាចគ្រប់គ្រងខ្លួនបាននោះឡើយនឹងបណ្ដាលគាត់ខ្លាចទៅជាស្ដេចបិសាចចំណែកពពួកមនុស្សដែលមានកម្លាំងថោកពិសេសនឹងត្រូវប្រយុទ្ធតតាំងជាមួយនឹងពពួកបិសាចនិងសត្វចម្លែកជាច្រើននៅក្នុងពិភពលោកមួយនេះចឹងចំណងថារឿងនឹងល្អមើលប៉ុណ្ណាចូលទៅរកការទស្សនាទាំងអស់គ្នាប៉ុន្តែកុំភ្លេចចុច Sub ឲ្យខ្ញុំអ្នកមួយផងរឿងរបស់យើងក៏បានចាប់ដើមដោយមានពពួកបិសាចជាច្រើនហើយក៏មានតួឯកប្រុសរបស់យើងដែលជាស្ដេចបិសាចត្រូវបាននាំមុខផងដែរចាប់ដើមដំណើររឿងតួឯកប្រុសរបស់យើងគាត់ក៏បាននិយាយឡើងមកថាអស់រយៈពេល20ឆ្នាំជាងមកនេះមនុស្សជាច្រើនដែលមានសែនទាក់ទងជាមួយនឹងបិសាចបានប្រែខ្លួនខ្លាចទៅជាពពួកបិសាចហើយនៅក្នុងចំណោមពួកគេទាំងអស់នោះក៏មានរូបគាត់ផងដែរប៉ុន្តែរូបគាត់គឺខុសគេដោយសារតែគាត់មានសែនរបស់ស្ដេចបិសាចស្ថិតនៅក្នុងខ្លួនហើយដោយសារថាពលទាំងអស់នោះគឺច្រើនលើសលប់ខ្លាំងពេកទៅបណ្ដាលគាត់ខ្លាចទៅជាស្ដេចបិសាចដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយនៅពេលនេះគាត់ក៏ដឹកនាំពពួកបិសាចជាច្រើនដើម្បីទៅសម្លាប់មនុស្សក៏ដូចជាគំនិតទីក្រុងទាំងមូលតួឯកប្រុសរបស់យើងគាត់ក៏បានបញ្ជានៅកូនចៅរបស់គាត់ទៅសម្លាប់មនុស្សរួចនឹងគាត់ក៏បានធ្វើការវិភាគទៅកាន់ពពួកមនុស្សផងដែរចាប់ដើមភ្លាមគាត់ក៏បានជួយដៃរបស់គាត់វាយសម្ដៅទៅកាន់ពពួកមនុស្សមួយក្រុមនោះប៉ុន្តែស្របនៅពេលហ្នឹងក៏មានវីរៈនារីខ្លះហើយម្នាក់ក៏បានចេញមកតតល់ជាមួយនឹងគាត់តនឹងមុខគ្នាតែម្ដងចាប់ដើមភ្លាមនេះគឺមិននិយាយច្រើននោះឡើយក៏បានប្រើថាពលរន្ទះពណ៌ស្វាយរបស់នាងបាញ់សម្ដៅទៅកាន់តួឯកប្រុសរបស់យើងដែលបានធ្វើឲ្យគាត់នឹងឈោកឆក់មួយកន្លែងដូច្នេះនៅពេលដែលឃើញថាតួឯកប្រុសរបស់យើងកំពុងតែឆក់មួយកន្លែងចឹងហើយនាងក៏បានព្យាយាមនិយាយដាស់ស្មារតីរបស់តួឯកប្រុសរបស់យើងដើម្បីគ្រប់គ្រងខ្លួនឯងបានមកវិញប៉ុន្តែទោះបីជានាងខំប្រឹងនិយាយច្រើនប៉ុណ្ណាក៏ដោយតួឯកប្រុសរបស់យើងក៏នៅតែមិនអាចគ្រប់គ្រងខ្លួនឯងបានដែរទើបគាត់ក៏បានធ្វើការវិភាគទៅកាន់នាងតែម្ដងកំណត់ដៃរបស់គាត់ដែលវាយចេញទៅពពញទៅដោយកម្លាំងនៃអំណាចបិសាចដែលមកចេញទៅសឹងតែត្រូវនាងទៅហើយប៉ុន្តែសំណាងល្អដែលគាត់អាចគ្រប់គ្រងខ្លួនឯងបានមកវិញចេះនៅពេលដែលឃើញចឹងក៏សប្បាយចិត្តខ្លាំងមែនទែនរហូតដល់ស្រក់ទឹកភ្នែកដោយសារតែនាងគិតថាតួឯកប្រុសរបស់យើងគឺវិលត្រឡប់មកដូចដើមវិញហើយនាងក៏និយាយទៅកាន់តួឯកប្រុសរបស់យើងថាទីបំផុតលោកគឺបានវិលត្រឡប់មកដូចដើមវិញហើយប៉ុន្តែអត់នោះឡើយកំឡុងពេលហ្នឹងតួឯកប្រុសរបស់យើងកំពុងតែព្យាយាមគ្រប់គ្រងជាមួយថាពលកម្លាំងបិសាចស្ថិតក្នុងខ្លួនរបស់គាត់ទៅបណ្ដាលគាត់នៅពេលនេះគឺឈឺក្បាលប្រកាច់ប្រកិនឡើងពេញណាពេញណីប៉ុន្តែទោះបីជាគាត់ខំប្រឹងគ្រប់គ្រងយ៉ាងណាក៏នៅតែអត់ប្រយោជន៍នោះដែរនៅពេលនេះក៏នៅតែបិសាចគ្រប់គ្រងខ្លួនគាត់ដដែលបន្តមកកណ្ដាប់ដៃទី2ក៏បានសម្ដៅទៅកាន់នាងម្ដងទៀតដែលកណ្ដាប់ដៃលើកនេះតួឯកប្រុសរបស់យើងមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយទៅបណ្ដាលនាងខ្ទាតទៅបុកជាមួយនឹងថ្មបានបំផ្លាញជីវិតរបស់នាងធ្វើឲ្យនាងគឺស្លាប់បាត់ទៅប៉ុន្តែនៅសល់ដង្ហើមចង្រិតមុននឹងដាច់ខ្យល់ស្លាប់នៅវិនាទីចុងក្រោយនាងក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាកុំឲ្យពពួកបិសាចទាំងអស់នោះគ្រប់គ្រងលោកបន្តទៀតបានទេសោះបន្ទាប់ពីបានសម្លាប់រូបនាងហើយសម្លេងរបស់គាត់ដែលស្ថិតនៅក្នុងចិត្តរបស់គាត់បានបន្លឺឡើងថាគាត់ពិតជាសោកស្ដាយខ្លាំងណាស់ដែលបានសម្លាប់នាងនៅក្រោមស្នាដៃរបស់គាត់ក៏ដូចជាមនុស្សជាច្រើនគឺបានស្លាប់នៅក្រោមស្នាដៃរបស់គាត់ផងដែរសាកសពរបស់នាងដែលកំពុងតែដេកនៅលើថ្មពពួកបិសាចជាច្រើនក៏បានចូលមករំពាត់ដើម្បីធ្វើការហាយសាច់របស់នាងស៊ីជាចំណែកស្របពេលជាមួយគ្នាទីបំផុតតួឯកប្រុសរបស់យើងក៏អាចគ្រប់គ្រងខ្លួនឯងបានមកវិញទើបគាត់គឺមិនអនុញ្ញាតឲ្យពពួកបិសាចទាំងអស់នោះហាយសាច់របស់នាងស៊ីនោះឡើយតួឯកប្រុសរបស់យើងក៏បានវាយសម្ដៅទៅកាន់ពពួកបិសាចទាំងអស់នោះដែលបានធ្វើឲ្យវាខ្ចាក់ខ្ចាយតនីងតណែងតណាអស់លីងក្លេកមកខាងក្រៅខ្នល់របស់គាត់វិញយើងក៏បានឃើញពពួកបិសាចទាំង3ក្បាលនេះដែលពួកវាគឺសុទ្ធតែជាជើងខ្លាំងតែម្ដងពួកវាទាំង3ក្បាលបន្ទាប់ពីឃើញថាតួឯកប្រុសរបស់យើងគឺអាចគ្រប់គ្រងខ្លួនឯងបានមកវិញចឹងទៅវាមិនຕົកជីវិតឲ្យតួឯកប្រុសរបស់យើងនោះឡើយប្រមូលផ្ដុំនៅថាពលរបស់វាទាំង3ក្បាលសម្រុកចូលទៅវាព្រួតទៅកាន់តួឯកប្រុសរបស់យើងដែលបណ្ដាលឲ្យតួឯកប្រុសរបស់យើងមិនអាចតដៃជាមួយនឹងពួកវាបានសោះឡើយនៅវិនាទីចុងក្រោយមុនពេលដែលគាត់ស្លាប់គាត់ក៏បានបន្លឺសម្លេងឡើងមកថានៅក្នុងជីវិតមួយនេះខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនអាចគ្រប់គ្រងជាមួយថាពលកម្លាំងស្រាយវិស័យស្ថិតក្នុងខ្លួនរបស់ខ្ញុំបានខ្ញុំសច្ចាថាបើសិនជាខ្ញុំអាចកើតនៅក្នុងជីវិតក្រោយខ្ញុំនឹងសងសឹកទៅកាន់ពពួកបិសាចមុនពេលដែលភ្នែករបស់គាត់ត្រូវបានបិទយើងក៏បានឃើញបិសាចដ៏ធំមួយកំពុងតែគ្រប់គ្រងទៅលើភពផែនដីមួយនេះបន្ទាប់ពីបានស្លាប់ហើយនៅទីបំផុតគាត់ក៏បានបើកភ្នែកមកវិញដែលធ្វើឲ្យគាត់គឺឆ្ងល់ខ្លាំងមែនទែនចុះកែមិញងាប់បាត់ទៅហើយគាត់ក៏ស្លឹងទៅម្ខាងទៀតក៏ឃើញกระดาษសាច់បងលុយក៏ដូចជាបានឃើញថ្ងៃទីនៅលើហ្នឹងគឺថ្ងៃទី15ខែ6ឆ្នាំ2025បន្ទាប់ពីបានឃើញចឹងគាត់ក៏បានដឹងថាគាត់គឺបានរស់ឡើងវិញនៅក្នុងអតីតកាលហើយបើយើងទៅតាមអីដែលគាត់ចាំនៅក្នុងពេលអតីតកាលមនុស្សជាច្រើននឹងប្រែខ្លួនខ្លាចជាបិសាចបើសិនជាសែនរបស់ពួកគេប្រែប្រួលខ្លាចជាពពួកបិសាចនៅក្នុងពេលបន្តិចទៀតនេះមនុស្សជាតិនឹងស្ថិតនៅក្នុងភាពអន្តរាយជាមិនខាននោះឡើយបន្ទាប់ពីដឹងចឹងគាត់ក៏បានសច្ចាទៅលើខ្លួនឯងថានៅក្នុងជីវិតមួយនេះគាត់នឹងមិនឲ្យពពួកបិសាចគ្រប់គ្រងទៅលើខ្លួនគាត់បានទៀតនោះឡើយស្របពេលជាមួយគ្នាក៏ឮសំឡេងមនុស្សស្រីកំពុងតែងុយទឹកនៅក្នុងបន្ទប់ទឹករបស់គាត់ហើយខ្ញុំភ្លេចប្រាប់ទៅថាតួឯកប្រុសរបស់យើងគឺមានឈ្មោះថាស៊ីនយុនអបស៊ីនយុនហ្នឹងគឺមានស្រីច្រើនខ្លាំងមែនទែនស្រីមួយនៅក្នុងបន្ទប់ទឹកចំណែកស្រីផ្សេងទៀតក៏កំពុងតែគោះទ្វារនៅមុខបន្ទប់របស់គាត់ស្របពេលជាមួយគ្នាទូរស័ព្ទរបស់គាត់បានបន្លឺឡើងហើយគាត់ក៏បានទិញទូរស័ព្ទរបស់គាត់យកមកមើលទៅក៏បានឃើញថានាងគឺឈ្មោះស៊ីយូនឹងដែរនាងគឺជាចែចែមួយដែលបានប្រើរន្ទះបាញ់គាត់អាការពីជាតិមុននៅក្នុងពេលហ្នឹងចែចែហ្នឹងក៏បានឆាតមកលេងសើចជាមួយនឹងតួឯកប្រុសរបស់យើងដោយសារតែតួឯកប្រុសរបស់យើងហ្នឹងគឺស្រីច្រើនខ្លាំងពេកដែលនាងក៏បានប្រាប់ទៅកាន់តួឯកប្រុសរបស់យើងថាស្រីរបស់គាត់ហ្នឹងកំពុងតែឈរចាំនៅមុខបន្ទប់របស់គាត់ឡើងកថាក៏ប៉ុន្តែស៊ីនយុនរបស់យើងគឺមិនបានខ្វល់ពីស្រីដទៃទៀតនោះឡើយដែលគាត់គឺខ្វល់តែនាងតែម្នាក់តែប៉ុណ្ណោះដោយសារតែគាត់គឺស្រឡាញ់នាងហើយគាត់ក៏សប្បាយចិត្តខ្លាំងមែនទែនដែលបានឮសំឡេងរបស់នាងម្ដងទៀតដោយសារតែកាលពីជីវិតមុនគាត់គឺបានសម្លាប់នាងដោយផ្ទាល់ដៃរបស់គាត់នៅក្នុងជីវិតមួយនេះគាត់ក៏បានសច្ចាថាគាត់នឹងការពាររូបនាងឲ្យតទៅបានមិនឲ្យនាងស្លាប់ដូចក្នុងកាយពីជីវិតមុននោះឡើយចំណែកថាអពស់ស្អែកពិសេសដែលស្ថិតនៅក្នុងខ្លួនរបស់ខ្ញុំនឹងធ្វើការគ្រប់គ្រងវាឲ្យបានដោយមិនឲ្យវាគ្រប់គ្រងរូបរាងកាយរបស់ខ្ញុំដូចនៅក្នុងជីវិតមុននោះឡើយចំណែកឯពូជពពួកបិសាចទាំងអស់ពួកឯងគឺត្រូវតែសងនៅអ្វីដែលពួកឯងបានធ្វើមកលើមនុស្សដោយឡែកស្របពេលជាមួយគ្នាថាអពស់របស់ស្អែកពិសេសដែលស្ថិតក្នុងខ្លួនរបស់គាត់វាក៏ត្រូវបានដាស់ឡើងដែលបានធ្វើឲ្យបេះដូងរបស់ស៊ីនយុនគឺលូតញាប់យ៉ាងខ្លាំងចំណែកឯដៃខាងឆ្វេងក៏ត្រូវបានប្រែក្លាយទៅជាដៃរបស់បិសាចតែមុខរបស់គាត់ទាំងមូលក៏ប្រែទៅជាបិសាចមួយកំណាត់មនុស្សមួយកំណាត់ប៉ុន្តែអត់អីនោះទេដោយសារតែគាត់គឺអាចគ្រប់គ្រងខ្លួនឯងបានដោយឡែកស្រីរបស់គាត់ដែលកំពុងតែងុយទឹកនោះវិញនាងក៏បានដើរចេញមកពីបន្ទប់ទឹកល្មមចំណែករាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រែមកសភាពធម្មតាវិញហើយមិនត្រឹមតែមានចែកនោះទេស្រីនៅមុខបន្ទប់របស់គាត់ក៏បានបើកទ្វារចូលមកផងដែរដែលមានចំនួនច្រើនខ្លាំងមែនទែនរហូតដល់5 6 7នាក់ណោះហើយស្រីទាំងអស់ហ្នឹងក៏បានទៅតោងតែអបតួឲ្យប្រុសប្រយើងយ៉ាងបញ្ញាពេញណៃទៅនៅពេលហ្នឹងតួឲ្យប្រុសប្រយើងក៏បានធ្វើការសំបាយទៅកាន់ពួកនាងទាំងអស់អបសិញ្ញហ្នឹងគឺសបោស្នេហ៍ខ្លាំងមែនទែនទោះបីជាសំបាយពួកនាងហើយក៏ដោយក៏ពួកនាងក៏នៅតែបុកក្រាស់តោងទៀមតួឲ្យ
ឲ្យប្រុសប្រយើងទៅដែរដែលស្រីខ្លះក៏បបួលទៅ shopping ស្រីខ្លះក៏បបួលទៅ date ស្រីខ្លះក៏បបួលទៅខូបកំណើតស្រីខ្លះក៏បបួលទៅណាទៅណីយ៉ាងពេញអាពេញណីហើយក៏ទៅដើមគ្នាឡើងអញញ៉ៃពេញហ្នឹងស៊ីនយុននៅពេលដែលឃើញថាស្ថានភាពមិនសូវស្រួលគាត់ក៏បានចាប់ដើមរត់ចេញពីទីកន្លែងហ្នឹងយ៉ាងលឿនតែម្ដងហើយក៏បានស្រែកប្រាប់ទៅកាន់ពួកនាងថាខ្ញុំក៏មានសែនរបស់បិសាចស្ថិតនៅក្នុងខ្លួនដូច្នេះនៅពេលណាមួយបើសិនជាខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេពួកនេះប្រកាសជាស្លាប់ក្នុងពេលណាមួយជាមិនខាននោះឡើយទោះបីជាស៊ីនយុនអាចប្រែខ្លួនក្លាយជាបិសាចក្នុងពេលណាមួយមិនអាចគ្រប់គ្រងក៏ដូចជាសម្រាប់នាងនៅពេលណាមួយក៏ដោយក៏ពួកនាងនៅតែស្រឡាញ់ស៊ីនយុនទៅដែរហើយហាមឃាត់ស៊ីនយុនកុំឲ្យទៅឯសោះប៉ុន្តែស៊ីនយុនក៏នៅទៅអញ្ចឹងបានថាគាត់នេះគឺសម្បូរស្នេហ៍ខ្លាំងមែនទែនចំណែកស្រីហ្នឹងក៏អញ្ចឹងទៀតនៅទីបំផុតស៊ីនយុនក៏បានរត់មកដល់ខាងក្រៅមូលហេតុដែលស៊ីនយុនរត់លឿនបែបនេះក៏ដោយសារតែស៊ីនយុនគឺមានសែនរបស់ស្រីវិស័យស្ថិតនៅក្នុងខ្លួនចំណែកនៅខាងមុខស៊ីនយុនទើបជាស្រីដែលគាត់ស្រឡាញ់ពិតប្រាកដដែលនាងគឺមានឈ្មោះថាស៊ីយូនោះឯងហើយពេលហ្នឹងគាត់ក៏បានដើរទៅជួបនាងចំណែកនាងវិញក៏បានទិញនៅរបស់មួយឲ្យទៅកាន់ស៊ីនយុនផងដែរចំណែកស៊ីនយុនគឺមិនខ្វល់ខ្វាយរបស់ទាំងអស់ហ្នឹងនោះទេស៊ីនយុនក៏បានលូកដៃរបស់គាត់ទៅប៉ះថ្ពាល់របស់នាងទៅប៉ះថ្ពាល់របស់នាងអង្អែថ្ពាល់របស់នាងនិយាយក្នុងចិត្តថាខ្ញុំនឹងមិនឲ្យខ្លួនឯងបាត់បង់រូបនាងទៀតនោះឡើយចំណែកស៊ីយូក៏និយាយទៅកាន់ស៊ីនយុនថាគាត់ឯងហ្នឹងថ្ងៃហ្នឹងមិនក៏ចម្លែកបេះចំណែកស៊ីនយុនហ្នឹងក៏អញ្ចឹងទៀតអត់ខ្វល់នោះឡើយក៏ចង់ទៅបិទមាត់នាងខាងទៀតប៉ុន្តែមិនទាន់នឹងបានថាផងសែនរបស់បិសាចក៏បានដាស់ឡើងមកម្ដងទៀតដែលបានធ្វើឲ្យរាងកាយរបស់គាត់នៅពេលនេះក៏បានប្រែคล้ายខ្លួនទៅជាបិសាចបដាបន្តិចហើយដោយសារតែសែនរបស់បិសាចនៅពេលនេះវាកំពុងតែឃ្លានចំណែកឯចំណីរបស់វាគឺជាមនុស្សប៉ុន្តែស៊ីនយុនគឺមិនឆេះសាច់មនុស្សនោះឡើយដែលគាត់គឺនឹងទៅប្រមាញ់បិសាចយកមកធ្វើជាចំណីរបស់គាត់បន្ទាប់ពីគាត់ចឹងហើយស៊ីនយុនក៏រត់គេចពីនាងដើម្បីទៅទិញសម្លៀកបំពាក់មួយឈុតដែលជាឈុតក្រហមពាក់គ្រប់ដណ្ដប់រាងកាយរបស់គាត់ទាំងមូលដើម្បីកុំឲ្យពពួកមនុស្សផ្សេងទៀតមើលទៅកាន់គាត់ស្គាល់ដែលចេញមកពីកន្លែងហាងបណ្ដាកាត់បណ្ដាក្នុងចិត្តខ្លួនឯងថាមនុស្ស 5% ស្ថិតនៅក្នុងពិភពលោកមួយនេះគឺកំពុងតែវិវត្តសែនពីមនុស្សធម្មតាខ្លាយទៅជាពពួកបិសាចហើយពួកគេទាំងអស់នោះនឹងវិវត្តទៅជាបិសាចបើសិនជាពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលដឹងថាពពួកមនុស្សផ្សេងទៀតមានសែនបិសាចស្ថិតនៅក្នុងខ្លួនពួកគេនឹងសម្លាប់មនុស្សដែលមានសែនបិសាចស្ថិតនៅក្នុងខ្លួនចោលចេះជាមិនខាននោះឡើយដើម្បីកុំឲ្យពួកគេវិវត្តទៅជាបិសាចតន់មកសម្លាប់ពពួកមនុស្សធម្មតាប៉ុន្តែស៊ីនយុនគឺមិនគិតចឹងនោះឡើយដោយស៊ីនយុនគឺចង់ការពារនិងជួយទៅដល់ពពួកមនុស្សទាំងអស់មិនថាមនុស្សដែលមានសែនបិសាចនិងមនុស្សដែលមិនមានសែនបិសាចនោះទេគឺគាត់ចង់ការពារទាំងអស់កំពុងតែដើរនិយាយបដាគាត់ក៏ស្រាប់តែក្លិនរបស់បិសាចដែលចិត្តនេះស៊ីនយុនក៏បានដើរទៅតាមក្លិនមួយនោះហើយក៏ឃើញថានៅទីតាំងកន្លែងហ្នឹងដែរគឺកំពុងតែមានពពួកបិសាចកំពុងតែធ្វើការវិបហាទៅកាន់មនុស្សយ៉ាងផ្ទុះបញ្ញាពេញន័យក្លែងមកខាងទីវិញជើក៏បានឃើញពពួកមនុស្សដែលមានកម្លាំងថាមពលពិសេសពួកគេទាំងអស់គ្នានោះកំពុងតែប្រើថាមពលរបស់ពួកគេការពារទៅកាន់ពពួកមនុស្សធម្មតាក្លែងមកគាត់នេះវិញក៏កំពុងតែព្យាយាមការពារទៅកាន់ក្មេងប្រុសម្នាក់ស្របពេលដែលដៃរបស់គាត់កំពុងតែដាច់មកខាងចំណែកបិសាចវិញមកឡើងពី3ក្បាលពាត់ជុំវិញគាត់នឹងតែម្ដងទៅគាត់នឹងក៏បានធ្វើការប្រើថាមពលពិសេសរបស់ខ្លួនកាប់ទៅកាន់ពពួកបិសាចទាំងអស់នោះយ៉ាងលឿនខ្លាំងមែនទែនដាច់ជាបំណែកជាច្រើនកំណាត់ប៉ុន្តែនៅសល់បិសាចមួយកំពុងតែជាដៃវាយសម្ដៅទៅកាន់មកគាត់នឹងស្រន់នៅពេលនឹងសំណាងល្អខ្លាំងមែនទែនស៊ីយុនក៏បានមកដល់ទីតាំងកន្លែងនឹងតាន់ដោយស៊ីយុនក៏បានសោយទៅកាន់បិសាចមួយនោះវិញដៃពោពេញត្រង់ណាញ់នៃថាមពលស្រីបិសាចដែលបានធ្វើបិសាចមួយនោះខ្ទាតទៅបុកជាមួយនឹងដំបូលបណ្ដាធ្លុះធ្លាយទៅមកខាងទៀតគាត់នឹងនៅពេលដែលឃើញចឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដោយស៊ីយុនប្រើតាមតែកំណាប់ដៃតែម្ដងធ្វើការវាយប្រហារទៅកាន់បិសាចមួយក្បាលនោះដែលបិសាចនឹងគឺមានកម្រិត level 2បន្ទាប់ពីបិសាចមួយក្បាលនោះខ្ទាតទៅឆ្ងាយហើយស៊ីយុនក៏ទៅយកក្បាលរបស់ខ្លួនទៅអុកជាមួយនឹងក្បាលគាត់នោះដើម្បីលាក់បាំងអំពីរឿងរបស់ខ្លួនដែលរូបគាត់នឹងធ្វើការទៅស៊ីសាច់បិសាចចំណែកបិសាច level 2មួយក្បាលនោះក៏បានវិលត្រឡប់មកវិញធ្វើការវាយប្រហារទៅកាន់ស៊ីយុនដោយឡែកស៊ីយុននៅវិញក៏បានប្រើជាមួយនឹងកម្លាំងនៃអំណាចថាពោស្ត្រៃបិសាចរបស់ខ្លួនបញ្ចេញដៃមកខាងធ្វើការមាត់ទៅកាន់បិសាចមួយនឹងត្រឹមតែមួយដៃនោះទេដែលបានធ្វើឲ្យវាផ្ងាប្រេដេកត្រង់ដីភ្លាមបិសាចមួយក្បាលនឹងបន្ទាប់ពីឃើញកម្លាំងនៃថាពោរបស់ស្រីបិសាចបែបនេះទៅធ្វើវាគឺឆ្ងល់ខ្លាំងមែនទែនថាតើស៊ីយុនគឺមានកម្លាំងថាពោរបស់ស្រីបិសាចនេះមកពីណាទៅប៉ុន្តែស៊ីយុនមិនបានឆ្លើយតបជាមួយនឹងវានោះឡើយដោយគ្រាន់តែប្រាប់វាថាយើងនឹងធ្វើការសម្លាប់ឯងក៏ដូចជាស៊ីសាច់របស់ឯងយកធ្វើជាចំណីហើយឯងមិនបាច់ឆ្ងល់ច្រើននោះទេនាពេលអនាគតយើងនឹងខ្លាយជាស្ដេចបិសាចរបស់ពួកឯងតើវាបានប្រាប់ចឹងហើយស៊ីយុនក៏បានធ្វើការស៊ីសាច់របស់បិសាចមួយនឹងតែម្ដងអញ្ចឹងខ្ញុំសូមស្ដីសាច់រឿងរបស់យើងត្រឹមប៉ុណ្ណឹងសិនចាំជួបគ្នានៅក្នុងភាគក្រោយទៀតហើយបើសិនជាល្អមើលអ្នកទាំងអស់គ្នាកុំភ្លេច comment ប្រាប់ខ្ញុំខាងក្រោមផងថាល្អមើលហើយនឹងចុច like ចុច comment ឲ្យច្រើនផងដើម្បីវីដេអូរបស់ខ្ញុំនឹងរែងឲ្យគេមើលច្រើនចឹងណាអូខេចាំទស្សនានៅវីដេអូសួស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តហើយក៏សូមសុំទោសអ្នកទាំងអស់គ្នាខ្លាំងមែនតើខ្ញុំបានខកខានចេញវីដេអូយូរដោយសារតែខ្ញុំមានបញ្ហាផ្ទាល់ខ្លួនតិចតួចចឹងណាតែឥឡូវអត់អីទេខ្ញុំមកត្រឡប់ធ្វើចប់ឡប់វិញហើយកុំភ្លេចចុច Subscribe អ្នកមួយផងគ្នាយើងតើឥឡូវយើងចូលទៅដល់ភាពបន្តទាំងអស់គ្នារឿងរបស់យើងក៏បានបន្តនៅពេលដែលស៊ីនយន្តធ្វើការស៊ីទៅកាន់សាច់វិស័យមួយក្បាលនេះវិស័យមួយក្បាលហ្នឹងវាក៏បាននិយាយទៅកាន់ទួយប្រាប់របស់យើងថាឯងគឺមានសែនរបស់ស្រីវិស័យប៉ុន្តែហេតុអីបានជាឯងស៊ីសាច់វិស័យរបស់គ្នាឯងចឹងហើយនៅថ្ងៃខាងមុខស្រីវិស័យគឺនឹងមិនលើកលែងឯងនោះឡើយទួយប្រាប់របស់យើងគាត់ទៅលើទៅមួយស្រីវិស័យភ្លាមគាត់ក៏បានឆ្លើយតបទៅវិញថាស្អីគេអាស្រីវិស័យនៅថ្ងៃអនាគតអញនឹងស៊ីទាំងស្ដេចបិសាចរបស់ឯងទៀតហើយនឹងធ្វើការគ្រប់គ្រងនៅពពួកពូជបិសាចរបស់ឯងទាំងអស់និយាយចប់សញ្ញនក៏បានធ្វើការឲ្យសាច់របស់វាស៊ីជាបំណែកចំណែកបិសាចមួយគាត់នឹងគឺបានស្រែកពុកពេញទៅដល់ការឈឺចាប់ឥឡូវយើងក៏លេចមកខាងនេះវិញយើងក៏បានឃើញជាមួយនឹងពពួកមនុស្សដែលមានថាអពលពិសេសកំពុងធ្វើការតតាំងជាមួយនឹងបិសាចមួយក្បាលដែលម្នាក់ប្រើថាអពលភ្លើងធ្វើការដុតកម្លោចទៅកាន់បិសាចចំណែកម្នាក់ទៀតប្រើថាអពលដើម្បីធ្វើការទប់បិសាចឲ្យវាជាប់ថឹងនៅនឹងតោះវាបានកម្ចាត់បិសាចមួយក្បាលនឹងហើយអាប៉ែមួយដែលត្រូវជាកូនចៅក៏បានសួរទៅកាន់មេក្រុមរបស់ខ្លួនថានៅពេលនេះលៀនជីយ៉ាងម៉េចហើយអាគាត់មេក្រុមនឹងក៏បានឆ្លើយតបទៅកាន់កូនចៅរបស់ខ្លួនវិញថានៅពេលនេះលៀនជីកំពុងតែធ្វើការចូលទៅក្នុង mall ដើម្បីកម្ចាត់ទៅកាន់បិសាចកម្រិត level 2ដើម្បីជួយទៅកាន់កូនក្មេងបន្ទាប់ពីលើចឹងហើយភ្ញាក់ផ្អើលខ្លាំងមែនទែនដោយលីនជីកំពុងតែទប់ទល់ជាមួយនឹងបិសាចកម្រិត level 2ដែលជាបិសាចខ្លាំងគួរសមដែរហើយមិនចាំពេលយូរនៅឡើយពួកគេទាំងពីរក៏បានធ្វើការរត់ទៅរកគ្នារបស់ខ្លួនម្នាក់ទៀតដែលឈ្មោះថាលីនជីនៅក្នុង mall នោះឯងប៉ុន្តែនៅពេលដែលទៅដល់គឺគួររន្ធត់ខ្លាំងមែនទែនលីនជីក៏បានដាច់ដៃមកខាងបាត់ទៅហើយដោយសារតែជួយទៅកាន់កូនក្មេងទាំងអស់ហ្នឹងឃើញចឹងមករុំក្រុមរបស់លីនជីក៏បានចូលទៅសរសើរលីនជីដែលសរសើរទៅកាន់លីនជីថាលីនជីពិតជាអស្ចារ្យអង្អាចខ្លាំងមែនទែនដែលបានលះបង់ដៃរបស់ខ្លួនដើម្បីជួយទៅកាន់កូនក្មេងទាំង3នាក់ហ្នឹងបានយ៉ាងមានសុវត្ថិភាពលីនជីបន្ទាប់ពីលីចឹងក៏បានបកស្រាយទៅវិញថាបិសាចមួយក្បាលនោះមិនមែនខ្លួនជាអ្នកកំចាត់នោះឡើយគឺមានបរិ
អាចក្បាំងម្នាក់ដែលមានស្លៀកពាក់ឈុតពណ៌ក្រហមដែលបានធ្វើការចូលទៅសម្រាប់បិសាចមួយនឹងដោយសារតែការបិសាចមួយគួរហ្នឹងគឺត្រឹមតែម្ដាយតែប៉ុណ្ណោះដែលរូកេគឺមានកម្លាំងស្អែកបិសាចក្នុងខ្លួនដែលមានរូបរាងដៃម្ខាងមើលទៅប្រៀបដូចជាដៃរបស់បិសាចអញ្ចឹងហើយមុនពេលដែលបរិបម្នាក់នោះបានធ្វើការវាយប្រហារទៅកាន់បិសាចម្នាក់នោះបរិបអាចក្បាំងម្នាក់ហ្នឹងក៏បានធ្វើឲ្យខ្ញុំបានសម្លាប់បាត់ទៅហើយប៉ុន្តែចុយដនខ្លាំងមែនទែនខ្ញុំក៏បានក្រោកមកវិញក្នុងកំឡុងពេលដែលបានឃើញរូកេគឺធ្វើការស៊ីទៅកាន់សាច់បិសាចមួយក្បាលនោះដែលធ្វើឲ្យពិបាកកត់សម្គាល់ខ្លាំងមែនទែនថាតើរូកេគឺជាបិសាចឬមួយក៏ជាមនុស្សឲ្យប្រកបប៉ុន្តែអ្វីមួយដែលគួរឲ្យកត់សម្គាល់នោះគឺជាដៃម្ខាងរបស់គេដែលជាដៃផ្នែកខាងឆ្វេងដែលមើលទៅគឺប្រៀបដូចជាដៃបិសាចអញ្ចឹងហើយដៃមួយហ្នឹងគឺមានកម្លាំងថាពោខ្លាំងមែនទែនមករុំក្រុមរបស់ខ្លួនគាត់ទៅលឺចឹងក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនស្អីគេមនុស្សស៊ីសាច់បិសាចហើយក៏ចាប់តាមចោទសួរថាតើបរិបម្នាក់នោះគឺជាបិសាចឬមួយក៏ជាមនុស្សឲ្យប្រកបទៅអបិមួយដែលទៅជាមេក្រុមក៏បានចូលនិយាយផងដែរថាបរិបម្នាក់នោះបើសិនជាបិសាចពិតប្រកបមែននោះរូកេប្រកបជាស៊ីសាច់មនុស្សដូចគ្នាប៉ុន្តែថាលីនជីជាមួយនឹងកូនក្មេងទាំង3នាក់ហ្នឹងគឺរួចជីវិតចេញមកដូច្នេះហើយរូកេគឺមិនស៊ីសាច់មនុស្សនោះឡើយដូច្នេះដើម្បីដឹងជាលក្ខពួកយើងគឺត្រូវតែចាប់គេឲ្យបានដើម្បីធ្វើការយកមកពិសោធន៍ក៏ដូចជាសាកសួរអញ្ចឹងទៅហើយអ្វីដែលចង់ដឹងខ្លាំងបំផុតនោះគឺជាកម្លាំងដៃម្ខាងរបស់គេដែលមានរូបរាងប្រៀបដូចជាដៃបិសាចហើយពិតជាមានកម្លាំងថោពោខ្លាំងដែលអាចកម្ចាត់ទៅកាន់បិសាចដោយត្រឹមតែម្ដាយហើយបរិបដែលពួកគេកំពុងតែនិយាយអំពីនោះគឺជាតួឲ្យប្រុសប្រយ័ត្ននៅក្នុងរឿងនេះឯងក៏លេចក៏មើលស៊ីនយល់វិញបន្ទាប់ពីបានស៊ីសាច់បិសាចមួយគាត់នឹងហើយរូបគាត់ក៏បានដើរត្រឡប់មកផ្ទះវិញដើរបដាគិតបដាក៏ដូចជាក្នុងកាពះនោះគឺឆ្អែតខ្លាំងមែនទែនដើរសុកស៊ីនយល់ក៏ស្រាប់តែនឹកឃើញដល់ថ្ងៃអតីតកាលដែលក្នុងកំឡុងថ្ងៃនេះផងដែរស៊ីយូនាងនឹងធ្វើការអវេខិនថាបរបស់នាងដែលត្រូវជារន្ទះបោះស្វាយហើយការអវេខិនរបស់នាងនេះគឺសាហាវខ្លាំងមែនទែនគឺបានធ្វើឲ្យមនុស្សនឹងគឺផ្ទុះងាប់មួយអាគារតែម្ដងដោយការអវេខិនរបស់នាងនឹងចាប់ដើមនៅក្នុងម៉ោង3:30នាទីព្រឹកហើយស៊ីនយល់របស់យើងក៏បានមើលទៅកាន់ម៉ោងទៅគឺថាវានៅសល់3-4ម៉ោងទៀតទៅដល់ពេលដែលនាងធ្វើការអវេខិនបន្ទាប់ពីនឹកឃើញចឹងហើយស៊ីនយល់ក៏បន្តគោលដៅទៅផ្ទះបន្តទៀតប៉ុន្តែចម្លែកខ្លាំងមែនទែនដើរសុកអំពូលភ្លើងនៅនឹងក៏ចាប់ដើមរលត់ហើយស៊ីនយល់របស់យើងក៏ចាប់ដើមមើលទៅកាន់អាគារដែលនៅចំពោះមុខរបស់គាត់ដែលស៊ីយូនាងធ្វើការស្នាក់នៅនោះឯងបន្ទាប់ពីឃើញចឹងស៊ីនយល់ក៏បានសន្និដ្ឋានថាការអវេខិនរបស់នាងនៅក្នុងជីវិតនេះខុសកាលពីជីវិតមុនដែលនៅក្នុងពេលវេលានេះក៏ដូចជាជីវិតនេះរបស់នាងគឺលឿនជាងកាលពីមុនក៏เลยទៅមើលស៊ីយូនៅក្នុងបន្ទប់នោះវិញនាងគឺពិបាកកម្រើកខ្លាំងមែនទែននៅពេលដែលថាពលរន្ទះបោះស្វាយរបស់នាងកំពុងតែធ្វើការអវេខិនចេញមកសម្បីតែចង់ចាប់យកទូរស័ព្ទដើម្បីខលទៅកាន់អ្នកដែលស្គាល់ដើម្បីជួយនាងក៏សឹងតែចាប់មិនចង់កាត់នោះឡើយហើយនាងក៏បានក្លែងទៅមើលដៃរបស់នាងក៏ដូចជារាងកាយរបស់នាងទាំងមូលនៅពេលនេះគឺពោពេញទៅដោយថាពលរត់ពីពេញរាងកាយរបស់នាងបាត់ទៅហើយបណ្ដានាងមិនអាចកម្រើកខ្លួនបាននោះឡើយហើយក្នុងចិត្តវិញក៏ចង់តាក់ទងឲ្យគេមកជួយផងដែរហើយក្នុងចិត្តម្យ៉ាងទៀតក៏ខ្លាចថាអ្នកដែលមកជួយនឹងក៏មានគ្រោះថ្នាក់ដោយសារការអវេខិនថាពលរបស់ខ្លួនស្របពេលជាមួយគ្នាស៊ីនយុនក៏បានឡើងមកដល់កន្លែងអួយរបស់នាងឃើញចឹងក៏ឆ្ងល់ខ្លាំងមែនទែនទើបនាងសួរទៅកាន់ស៊ីនយុនថាតើស៊ីនយុនឡើងលើអួយនេះដោយរបៀបណាទៅដោយសារតែអួយនៅកន្លែងដែលនាងនៅនឹងគឺវានៅទីខ្ពស់ខ្លាំងមែនទែនប៉ុន្តែស៊ីនយុនក៏គ្មានពេលបកស្រាយប្រាប់នាងច្រើននោះឡើយក៏បានស្ទុះទៅចាប់ស្មារបស់នាងដោយប្រើជាមួយនឹងដៃវិសាចរបស់ខ្លួនដល់ពេលឃើញចឹងនាងក៏ឆ្ងល់បន្តទៀតថាស៊ីនយុនរបស់យើងគាត់មានដៃវិសាចបែបនេះមកពីណាទៅប៉ុន្តែក៏គ្មានពេលបកស្រាយច្រើននោះឡើយស៊ីនយុនរបស់យើងក៏បានធ្វើការសុំទោសនាងហើយក៏បានចាប់អួយនាងចេញទៅក្រៅបង្អួយហើយខ្លួនក៏ស្ទុះចេញទៅតាមក្រោយហើយក៏ចាប់អីនាងហោះឡើងទៅលើនៃដំបូលអគារពេលដែលឡើងទៅដល់នៃដំបូលអគារហើយស៊ីនយុនក៏បានប្រាប់ឲ្យនាងបញ្ចេញនូវថាវពលទាំងអស់នោះបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ទៅទើបនាងក៏បានធ្វើតាមទើបថាវពលទាំងអស់ហ្នឹងក៏បានបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ដែលវាគឺជាថាវពលរន្ទះពណ៌ស្វាយបាញ់ឡើងចិញ្ចាចឆក់ឆក់ឡើងពេញមេឃហើយបន្ទាប់ពីការបែកខិនថាវពលរបស់នាងទទួលបានជោគជ័យហើយនាងក៏សួរទៅកាន់ស៊ីនយុនថាដៃរបស់ស៊ីនយុនហ្នឹងគឺជាដៃអ្វីទៅស៊ីនយុនក៏សម្រេចចិត្តប្រាប់នាងតាមត្រង់ថាដៃរបស់ខ្លួនហ្នឹងគឺជាដៃថាវពលរបស់ស្ដេចបិសាចទៅបណ្ដាដៃឆ្វេងរបស់គាត់ប្រែទៅជាបែបនេះប៉ុន្តែអត់អីនោះទេដោយសារតែខ្ញុំគឺអាចគ្រប់គ្រងជាមួយថាវពលទាំងអស់ហ្នឹងបានដូច្នេះហើយខ្ញុំគឺនៅតែមានញាណដូចជាមនុស្សធម្មតាអញ្ចឹងគ្រាន់តែថាមានថាវពលរបស់ស្ដេចបិសាចស្ថិតនៅក្នុងខ្លួនស៊ីយូគ្រាន់តែលើយើងភ្លាមក៏បានស្ទុះទៅបិទមាត់ស៊ីនយុនហើយក៏បាននិយាយប្រាប់ទៅកាន់ស៊ីនយុនថាលើកក្រោយមិនចាំបាច់ប្រាប់នាងការពិតក៏បានដោយគ្រាន់តែលើកយកហេតុផលណាមួយមកកុហកនាងឲ្យសមស្របក៏បានដែរព្រោះថាអាចកំបាំងរបស់ស៊ីនយុនបើសិនជាមានមនុស្សផ្សេងឮហើយរាយការណ៍ទៅកាន់ថ្នាក់លើនោះស៊ីនយុនប្រកាសជាមិនរួចខ្លួននោះឡើយដោយសារតែមានថាវពលបិសាចស្ថិតក្នុងខ្លួនបែបនេះបើមិនគេយកទៅសម្លាប់នោះទេក៏យកទៅពិសោធន៍ផងដែរស៊ីនយុនបន្ទាប់ពីឮចឹងហើយក៏បានសើចបន្តិចតែស៊ីយូឃើញស៊ីនយុនសើចចឹងក៏បានថាឲ្យស៊ីនយុនថារឿងនេះមិនជារឿងលេងសើចទេគឺវាតាក់ទងជាមួយនឹងអាយុជីវិតរបស់លោកណាបន្ទាប់ពីឮចឹងហើយស៊ីនយុនក៏ស្ទុះទៅចាប់ស្មារបស់នាងហើយក៏និយាយទៅកាន់នាងថារឿងអាចកំបាំងទាំងអស់ខ្ញុំគឺអាចប្រាប់នាងបានទាំងអស់ព្រោះនាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំទុកចិត្តបំផុតនៅក្នុងពិភពលោកភពផែនដីមួយនេះស៊ីយូឮចឹងហើយក៏និយាយទៅកាន់ស៊ីនយុនវិញថាមែនហើយចុះពីសម្លេងមួយនេះលោកមិនមែននិយាយតែជាមួយខ្ញុំម្នាក់ណាដែលនាងនិយាយនេះគឺសំដៅទៅលើមនុស្សស្រីទាំង7នាក់ដែលត្រូវជាសង្សារចាររបស់ស៊ីនយុននោះឯងចឹងណាគេដែលមើលភាពមុនប្រកាសជាយល់ហើយថាស៊ីនយុនគឺមានសង្សារច្រើនខ្លាំងមែនទេអាមួយហ្នឹងមានដល់7នាក់ហើយក្រោយមកទៀតពួកគេទាំងពីរក៏ចាប់ផ្ដើមញ៉ាយញ៉ងគ្នាមើលទៅកាន់មេជាមួយគ្នាមើលទៅគឺ speed ខ្លាំងមែនទែនកំពុងតែញ៉ាយញ៉ងគ្នា speed សុកហ្នឹងថាតែក្នុងពេលហ្នឹងក៏មានដ្រូនមួយមកថតសកម្មភាពរបស់ពួកគេហើយក្រោយមកទៀតក៏មានអ្នកវិទ្យាសាស្ត្រឡើងមកដល់ទីកន្លែងនេះដូចគ្នាដោយសារតែពួកគេទាំងពីរនាក់ហ្នឹងគឺបានឃើញជាមួយថាពលនៃការអវេខិនរបស់នាងផ្ទុះឡើងទៅលើមេឃនោះគ្រាន់តែរត់ទៅដល់ភ្លាមអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងក៏បានសួរទៅកាន់ពួកគេទាំងពីរថាការអវេខិនថាពលមិញហ្នឹងស៊ីយូក៏បានប្រាប់ទៅថានាងនេះហើយគឺជាអ្នកអវេខិនថាពលអ្នកវិទ្យាសាស្ត្រប្រុសបន្ទាប់ពីចឹងហើយក៏បានប្រាប់នាងថាមិនបាច់ភ័យទេហើយក៏វាមិនមែនជាឈឺអីណាដែរហើយក៏បានប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថាឲ្យយកអំពង់នៃការតេស្តឈាមយកមកណែក៏បានចាក់យកឈាមរបស់ស៊ីយូយកទៅពិសោធន៍នៅក្នុងហ្នឹងដំណក់ឈាមដែលបានតក់ទៅហ្នឹងគឺភ្លឺចាងៗខ្លាំងមែនទែនដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រប្រុសម្នាក់ហ្នឹងមើលគឺសឹងតែខ្វាក់ភ្នែកទៅហើយដែលវាគឺជាប្រភេទឈាមដ៏កម្របំផុតដែលអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងគឺមិនដែលឃើញនោះឡើយក៏เลยទៅមើលការតេស្តឈាមរបស់ស៊ីនយុនវិញមើលទៅគឺឃើញធម្មតាខ្លាំងមែនទែនចំណែកក្នុងចិត្តរបស់ស៊ីនយុនវិញគឺភ័យមិនស្ទើរនោះទេដោយសារតែខ្លួនគឺមានសែនតែតងជាមួយនឹងស្ដេចបិសាចដូច្នេះហើយបើសិនជាគេពិនិត្យឃើញស៊ីនយុនប្រកាសជាមានគ្រោះថ្នាក់ប៉ុន្តែការពិនិត្យរបស់អ្នកគ្រូពេទ្យមើលចង់មើលឡើងទៅក៏ឃើញថាប្រភេទឈាមរបស់ស៊ីនយុនហ្នឹងគឺខ្សោយខ្លាំងយូរតែមែនទែនដល់វាគឺជាប្រភេទឈាមដ៏ខ្សោយដ៏កម្រនិងពិបាករោហ្មងវាខ្សោយកម្រិតកំពូលហ្មងនាងក៏បានរៀបការប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រប្រុសផងដែរអ្នកវិទ្យាសាស្ត្រប្រុសលើបែបហ្នឹងហើយក៏បាននិយាយប្រាប់នាងថាឲ្យនៅពួកគេទាំងពីរនាក់ហ្នឹងទៅកន្លែង lab ធំរបស់ពួកគេតែម្ដងទៅដើម្បីពិនិត្យមើលហើយនឹង research មើលបន្ថែមទៀតស៊ីនយុនក្រោយពីលើថាឈាមរបស់ខ្លួនគឺជាប្រភេទឈាមដ៏ខ្សោយបំផុតដ៏កម្រហើយខ្សោយខ្លាំងបំផុតចឹងគឺធ្វើឲ្យស៊ីនយុនគឺឆ្ងល់ខ្លាំងមែនទែនដោយសារតែក្នុងឈាមរបស់
ស៊ីនជុនគឺជាសែនតតងជាមួយនឹងស្រាយបិសាចដូច្នេះហើយវាមិនស័ក្តិសមនឹងខ្សោយបែបហ្នឹងនោះទេគិតចោះកន្លងក៏បាននឹកឃើញថាខ្លួនគឺទៅតែស៊ីសាច់បិសាចចំណែកបិសាចមួយក្បាលហ្នឹងវាក៏បានស៊ីដៃរបស់អ្នកដែលមានថាមពលពិសេសហើយក៏បានធ្វើឲ្យការតែឈាមរបស់ស៊ីនជុនប្រែទៅជាបែបនេះបន្តមកទៀតរឿងរបស់យើងក៏បានកាត់ទៅដល់លទ្ធំនៃការពិសោធន៍របស់ពួកគេវិញជាក៏បានឃើញអ្នកវិទ្យាសាស្ត្រស្រីការណាប្រាប់ scan សន្តីគេនោះយកទៅ scan ទៅលើ six pack របស់ស៊ីនជុនហើយថានតែបាននិយាយសរសើរស៊ីនជុនថាស៊ីនជុនគឺមានរាងកាយដ៏សែនរឹងមាំហើយជាមួយនឹងរាងកាយមួយនេះគឺវាមិនស័ក្តិសមជាមួយនឹងសែនឬក៏ឈាមនៃការពិនិត្យពិសោធន៍មុននឹងសោះដោយពិនិត្យទៅឃើញឈាមដ៏ខ្សោយបំផុតហ្នឹងហើយពិនិត្យមើលហ្នឹងដូចជាមិនចង់ឲ្យស៊ីនជុនបិទអាវសោះចង់ប៉ះ six pack ស៊ីនជុនអីចឹងទៅស៊ីនជុនក៏សួរអ្នកគ្រូថាឥឡូវមិនអីខ្ញុំអាចបិទអាវរបស់ខ្ញុំបានទៅចាហ្នឹងក៏បានតទៅវិញរៀងអៀនថាបិទបានហើយតែក្នុងចិត្តវិញដូចជាមិនចង់ឲ្យស៊ីនជុនបិទសោះដល់ហើយស៊ីនជុនក៏នៅតែគិតតទៅជាមួយនឹងរឿងដែលខ្លួនបានស៊ីសាច់បិសាចហើយក៏បានធ្វើឲ្យសែនរបស់ខ្លួនក៏ដូចជាឈាមរបស់ខ្លួនប្រតិជាប្រភេទឈាមដ៏ខ្សោយបំផុតបែបនេះប៉ុន្តែវាក៏ល្អម្យ៉ាងផងដែរដែលបានជួយបិទបាំងជាមួយនឹងសែនបិសាចដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនជុនដែលធ្វើឲ្យអ្នកគ្រប់គ្នាមិនអាចដឹងអំពីសែនពិតប្រាកដរបស់ស៊ីនជុនចឹងណាប៉ុន្តែក្នុងចិត្តរបស់ស៊ីនជុនក៏នៅរៀងភ័យបន្តិចផងដែរខ្លាចថាខ្លួនឯងមិនអាចចូលទៅក្នុងសាលាណានយូបានសាលាណានយូហ្នឹងគឺជាសាលាមួយដែលប្រមូលផ្ដុំអ្នកដែលមានថាមពលពិសេសចូលទៅហ្វឹកហាត់ក៏ដូចជាប្រមូលផ្ដុំអ្នកដែលមានសមត្ថភាពថាមពលពិសេសដើម្បីការពារប្រយុទ្ធប្រឆាំងតទល់ជាមួយនឹងពពកបិសាចការពារពិភពលោកដល់អញ្ចឹងក៏បានសួរអ្នកវិទ្យាសាស្ត្រស្រីបញ្ជាក់ម្ដងទៀតសួរថាបើខ្លួនមានប្រភេទឈាមក៏ដូចជាសែនខ្សោយអញ្ចឹងតែខ្លួនគឺអាចចូលទៅក្នុងសាលាណានយូបានអត់អ្នកវិទ្យាសាស្ត្រស្រីក៏បានតទៅវិញថាវាគឺអាស្រ័យទៅលើការធ្វើតែបន្តទៀតអញ្ចឹងណាដល់ហើយអ្នកវិទ្យាសាស្ត្រស្រីហ្នឹងក៏រៀងចង់ញ៉ាស៊ីនជុនបន្តិចផងដែរដោយសារតែស៊ីនជុនមានសាច់ដុំធំស្អាតអីចឹងណាក៏និយាយទៅថាលើក្រោយមិនបាញ់ច្បាច់ហៅខ្ញុំហ្នឹងអ្នកវិទ្យាសាស្ត្រស្រីទៀតទេអាចថារាប់ខ្ញុំជាបងស្រីអីចឹងទៅហៅថាបងស្រីចឹងបានហើយដល់ហើយក៏សួរស៊ីនជុនថាឥឡូវបងស្រីអាចជួយបិទអាវបានអត់តែស៊ីនជុនក៏និយាយថាអត់អីទេឥឡូវខ្ញុំបិទហើយហ្នឹងហើយចេះស្រីហ្នឹងគឺចង់ប៉ះរាងកាយរបស់ស៊ីនជុនចឹងណាក្រោយមកទៀតអ្នកវិទ្យាសាស្ត្រស្រីក៏បានប្រាប់ថាស៊ីនជុនហ្នឹងទៅសារ៉ាលីសិនទៅហើយនាងក៏បានបើកទ្វារនៅពេលដែលបើកទ្វារទៅក៏បានឃើញអ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏ឆោឡោខ្លាំងមែនទែនដោយសារតែការពិនិត្យពិសោធន៍របស់ពួកគេគឺមានមនុស្សម្នាក់ដែលមានប្រភេទឈាមដ៏ពិសេសនិងកម្រខ្លាំងណាស់ហើយក៏មានថាពលរន្ទះដ៏ខ្លាំងផងដែរហើយមនុស្សដែលពួកគេកំពុងតែឆោឡោសម្ដៅទៅហ្នឹងគឺជា CU នោះហើយដែលនឹងគឺមានថាពលបំបែកកំណត់ត្រាពិភពលោកតែម្ដងក៏เลยទៅមើលកន្លែងធ្វើតេស្តនៅវិញដែលពួកគេក៏បានចាប់ CU ទៅឃុំនៅក្នុងបន្ទប់មួយកន្លែងហើយឲ្យនាងបញ្ចេញនូវថាពលរន្ទះរបស់នាងដើម្បីតេស្តនៅកម្រិតពលរបស់វាចឹងណាអ្នកវិទ្យាសាស្ត្រដែលនៅជុំវិញហ្នឹងក៏សប្បាយចិត្តនឹងអខ្លាំងមែនទែនដោយសារតែមាន CU គឺជាអ្នកដែលមានថាពលផ្គររន្ទះបែបនេះដែលថាពលផ្គររន្ទះគឺជាថាពលដ៏ល្អមួយក្នុងការកម្ចាត់ពពួកបិសាចដើម្បីការពារពពួកមនុស្សពីពពួកបិសាចក៏เลยទៅមើលការធ្វើតេស្តថាពលរបស់ CU នៅក្នុងនោះនៅវិញដោយអ្នកវិទ្យាសាស្ត្រក៏នៅតែចុចកងតាក់សន្តីគេម្យ៉ាងនោះហើយក៏បានធ្វើឲ្យនាងបញ្ចេញថាពលរន្ទះរបស់នាងចេញជាច្រើនវ៉ុលខ្លាំងមែនទែនចាប់ពី100វ៉ុលឡើងរហូតដល់2000វ៉ុលឯណោះដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងការធ្វើតេស្តក៏នៅតែបន្តទៀតឡើងរហូតដល់2800វ៉ុលអ្នកវិទ្យាសាស្ត្រក៏បានសួរទៅកាន់នាងដែលនៅខាងក្នុងសួរថាតើនាងមានអារម្មណ៍យ៉ាងម៉េចដែរក្រោយពីការបញ្ចេញថាពលធ្វើការតេស្តបែបនេះ CU នៅក្នុងនោះក៏បានឆ្លើយតបទៅវិញថាគឺមានអារម្មណ៍ថាធម្មតាហ្នឹងទោះបីជាបញ្ចេញថាពលអស់ជាច្រើនវ៉ុលហើយក៏ដោយក៏នៅតែមានអារម្មណ៍ថាធម្មតាអញ្ចឹងក៏មានន័យថាពលរន្ទះរបស់នាងស្ថិតនៅក្នុងខ្លួនរបស់នាងគឺមានសាហាវច្រើនខ្លាំងមែនទែនអ្នកវិទ្យាសាស្ត្រក្រោយពីឮថានាងមានអារម្មណ៍ធម្មតាបែបនេះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនដោយឡែកការធ្វើតេស្តរបស់ CU ក៏នៅតែបន្តឡើងរហូតដល់3000វ៉ុលណោះនៅពេលដល់ចំណុចមួយនេះក៏បានប្រាប់ឲ្យអ្នកវិទ្យាសាស្ត្រនឹងចុះធ្វើតេស្តនាងទៅបើសិនជានៅតែបន្តធ្វើតេស្តបន្តទៀតនោះថាពលរន្ទះរបស់នាងប្រកបជាចេញឡើងច្រើនឡើងនៅពេលដែលខ្លាំងលើសលប់ខ្លាំងពេកនោះនាងគឺមិនអាចគ្រប់គ្រងនៅថាពលទាំងអស់នោះបានឡើយអាចនឹងផ្ទុះតិចនៅ lab ទាំងមូលបានអ្នកវិទ្យាសាស្ត្រក្រោយពីឮចឹងភ័យខ្លួនខ្លាំងមែនទែនក៏ស្ទុះជិះបិទនៅការធ្វើតេស្តនាងយ៉ាងលឿនដោយឡែកស៊ីនយុនក៏ចង់ចូលទៅខាងក្នុងដើម្បីមើល CU ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានហាមប្រាមមិនឲ្យស៊ីនយុនចូលនោះទេខ្លាចថានៅពេលដែលស៊ីនយុនចូលទៅប៉ះពាល់ជាមួយនឹងថាពលគ្រោះទេអាចគ្រោះថ្នាក់ទៅដល់ជីវិតរបស់ស៊ីនយុនស្រាប់នៅក្នុងពេលហ្នឹងក៏មានបរិយាម្នាក់ជាមួយនឹងកូនប្រុសរបស់គាត់ដែលប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Dean Fan អាប៉ា Dean Fan ហ្នឹងជាមួយនឹងកូនប្រុសរបស់វាហ្នឹងគឺចង់ចូលទៅខាងក្នុងប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានតបទៅទាំងញ័រទាំងភ័យមិនចង់ឲ្យពួកគេនឹងចូលនោះឡើយតបទៅទាំងភ័យទាំងញ័រហ្នឹងដោយសារតែខ្លាចនៅអំណាចរបស់ពួកអាកតហ្នឹងចឹងណាអ្នកវិទ្យាសាស្ត្រក៏បានប្រាប់ទៅកាន់អាកតហ្នឹងផងដែរបើសិនជាចង់ចូលត្រូវតែផ្លាស់ប្ដូរសម្លៀកបំពាក់សិនឲ្យស្លៀកពាក់សម្លៀកបំពាក់បែបការពារជាមួយនឹងខាងពលរន្ទះទាំងអស់នោះដើម្បីកុំឲ្យឆក់ស្លាប់ចឹងទៅអាប៉ា Dean Fan ក៏បានតបទៅវិញថាត្រឹមតែរន្ទះកាក់អញ្ចឹងគឺមិនអាចធ្វើអីរកគាត់បាននោះឡើយចឹងរឿងរបស់យើងក្នុងពេលនេះសូមស្រាវត្រឹមសិនចាំជួបគ្នាក្នុងវីដេអូក្រោយហើយខ្ញុំនឹងចេញរឿងលឿនជាងមុនណាគ្នាយើងស្អែកនឹងនៅបានមើលអត់ឲ្យចាំយូរដោយការពីមុនទៀតទេហើយកុំភ្លេចចុច like និង subscribe ហើយជាមួយនឹង comment នៅលើវីដេអូនេះបានច្រើនផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតចឹងណាបាយបាយជួបគ្នាក្នុងវីដេអូក្រោយរឿងរបស់យើងក៏បានបន្តនៅពេលដែលពុកកូនទាំងពីរនាក់ហ្នឹងចូលទៅក្នុងកន្លែងធ្វើតេស្ត CU អាកតមួយដែលមានឈ្មោះថា Dean Fan ដែលត្រូវជាឪពុកនឹងវិញក៏កំពុងតែឈរចាំនៅខាងក្រៅចំណែកកូនរបស់គាត់នឹងវិញក៏បានចូលទៅនិយាយរតែជាមួយនឹង CU ឃើញអាកតនឹងដើរចូលមកចិត្តខ្លួនចឹងក៏បានហាមប្រាមអាប៉ែតនឹងថាមិនឲ្យមកចិត្តខ្លួននោះឡើយខ្លាចថានៅពេលដែលអាប៉ែតនឹងមកចិត្តនាងចឹងទៅប៉ះទាំងកិច្ចជាមួយថាពលរន្ទះរបស់នាងដែលកំពុងតែសរសៃពេញនឹងចឹងណាអាកតនឹងមិនស្ដាប់នោះឡើយនៅតែបន្តចូលទៅទៀតហើយបញ្ចេញជាមួយថាពលភ្លើងរបស់ខ្លួនចេញមកអូនប្រាប់ទៅកាន់ CU ថាថាពលរបស់នាងមិនមានឥទ្ធិពលអ្វីជាមួយនឹងខ្ញុំនោះឡើយដោយខ្ញុំក៏មានថាពលភ្លើងការពាររាងកាយរបស់ខ្ញុំបន្តមកទៀតក៏បានអោនចង់ទៅចាប់ដៃជាមួយនឹង CU ហើយថាទៅបានណែនាំឈ្មោះទៅកាន់ CU ផងដែរថាខ្លួនគឺមានឈ្មោះថា Fancy បន្តមកក៏បបួល CU ឲ្យចូលរួមក្រុមជាមួយនឹងខ្លួនហើយក៏និយាយញ៉ាយនាងថែមទៀតថានាងគឺមានឈ្មោះខ្ជូតឈ្មោះអីចឹងទៅស៊ីនជន់នៅពេលដែលឃើញអាកតនឹងលុកថ្លំរបស់ខ្លួនចឹងគឺខឹងខ្លាំងមែនទែនចំណែក CU នាងក៏បដិសេធក្នុងការចាប់ដៃជាមួយនឹងអាកតនឹងដែលរកលេសថានៅពេលនេះគីសានីកំពុងតែពីពេញដៃរបស់នាងខ្លាចថានៅពេលដែលប៉ាអាកតនឹងតែអាកតនឹងឆក់ងាប់ចឹងណាអាប៉ែ Fancy នឹងក៏នៅតែនិយាយព្យាយាមអូសទាញនាងចូលទៅក្នុងក្រុមរបស់ខ្លួនបន្តទៀតដោយនិយាយថាគ្រួសាររបស់ខ្លួនមានឈ្មោះតកូល Fong គឺជាគ្រួសារមួយដែលមានអំណាចរៀងគួរសមដែរហើយគប់ផ្សំជាមួយនឹងសមត្ថភាពរបស់វាគឺជាថាមពលភ្លើងដែលមានសមត្ថភាពរៀងខ្លាំងដែរហើយក៏សង្ឃឹមថានាងនឹងចូលរួមជាមួយនឹងក្រុមរបស់ខ្លួន CU បន្ទាប់ពីស្ដាប់ហើយក៏បានបដិសេធអាកតនឹងភ្លាមហើយក៏និយាយតទៅវិញថាខ្លួនក៏មាន partner ក៏ដូចជាមាន team ចូលរួមជាមួយ
ជាមួយហើយអាប៉ែហ្វង់ឈីវិញក៏សួរនាងបញ្ជាក់ថាអាគាត់មួយដែលមកជាមួយនឹងនាងនឹងមែនស៊ីយូនាងក៏បានតបថាហ្នឹងហើយនិយាយមិនទាន់ផុតពីមាត់ស្រួលផងស៊ីនយុនរបស់យើងក៏បានដើរចូលមកតាមក្រោយស៊ីនយុនក៏បានដើរចូលទៅកាន់មកអាគាត់នឹងហើយគ្មានរយៈតេជាមួយនឹងអាគាត់នឹងឡើយធ្វើដូចជាអាប៉ែហ្នឹងគឺគ្មានវត្តមាននៅនឹងអញ្ចឹងអាប៉ែហ្វង់ឈីនៅពេលដែលឃើញអញ្ចឹងហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទៅហើយក៏លានាងចេញទៅជាមួយនឹងពូរបស់ខ្លួនបានរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលអាប៉ែហ្វង់ឈីនៅបន្ទប់ជាមួយនឹងពូរបស់ខ្លួនដែលមានឈ្មោះថាដៀងហ្វង់នោះឯងហើយគ្នាយើងសុំទោសខ្លាំងមែនទែនភាគមុនខ្ញុំច្រឡំថាពួកគេទាំងពីរត្រូវជាឪពុកកូនអញ្ចឹងណាអាប៉ែហ្វង់ឈីក៏លោកប្រាប់ពូរបស់ខ្លួនថាខ្លួនគឺមិនអាចអូសទាញនាងចូលជាមួយនឹងក្រុមរបស់ខ្លួនបានឡើយដោយសាររបស់នាងគឺជាសារដ៏កម្រខ្លាំងមែនតែបើសិនជាអាចអូសទាញនាងចូលទៅក្នុងគ្រួសារហ្វង់របស់យើងបាននោះប្រកាសជាល្អជាមិនខានពូរបស់វាក៏បានតបទៅវិញថាទោះបីជាឯងខំប្រឹងអូសទាញនាងយ៉ាងណាក៏ដោយក៏មិនអាចបាននោះឡើយនោះក៏ដោយសារតែនាងគឺមានមនុស្សដែលនាងចូលចិត្តក៏ដូចជាចង់ចូលរួមក្រុមជាមួយបាត់ទៅហើយដូច្នេះដើម្បីយកនាងចូលរួមក្រុមជាមួយនឹងឯងក៏ដូចជាចូលរួមជាមួយនឹងគ្រួសារតកូហ្វង់របស់យើងគឺត្រូវតែកម្ចាត់អាម្នាក់ដែលនាងចូលចិត្តជាមុនសិនដែលមានឈ្មោះថាស៊ីនយុននោះហើយខណៈពេលជាមួយគ្នាក៏មានអ្នកខលរាយការណ៍ទៅកាន់គាត់ដោយរាយការណ៍ទៅថាមានមនុស្សម្នាក់ដែលមានសារដ៏ខ្សោយខ្លាំងមែនទែនដែលមានត្រឹមតែ 1% តែប៉ុណ្ណោះដែលនេះគឺជាសារដ៏ខ្សោយបំផុតនៅក្នុងពិភពលោកនេះហើយគេម្នាក់នោះក៏បានចោះឈ្មោះចូលរួមជាមួយនឹងសាលាណនយ៉នផងដែរលោកគ្រូនាយកបន្តពីលើចឹងហើយក៏បានតទៅវិញថាសារដែលខ្សោយបែបនេះដែលមានត្រឹមតែ 1% បែបនេះគឺដូចជាមនុស្សធម្មតាទូទៅអញ្ចឹងដូច្នេះហើយលោកគ្រូនិយមអ្នកហ្នឹងក៏មិនអនុញ្ញាតឲ្យស៊ីនយុនរបស់យើងចូលរួមជាមួយនឹងសាលាណានយូនោះឡើយដែលនិយាយទៅគឺមើលងាយទៅកាន់ស៊ីនយុនខ្លាំងមែនទែនថាស៊ីនយុនគឺជាមនុស្សធម្មតាមនុស្សដែលគ្មានសមត្ថភាពដូច្នេះហើយគឺត្រឹមតែជាកាកសំណល់តែប៉ុណ្ណោះអ្នករាយការណ៍ក៏បានតបទៅកាន់លោកគ្រូនិយមវិញថាបើយើងទៅតាមច្បាប់នៃសាលាណានយូមនុស្សដែលមានសារ 1% ក៏អាចមានសិទ្ធិក្នុងការចោះឈ្មោះចូលជាមួយនឹងសាលាណានយូផងដែរលោកគ្រូនិយមក៏ខឹងខ្លាំងមែនទែនក៏បានតបទៅទាំងកំហឹងថាតើឯងចាត់ទុកសម្ដីរបស់យើងជាសម្ដីអបប្រយោជន៍អ្នករាយការណ៍ឮហើយក៏ភ័យញ័រខ្លាំងមែនទែនគឺមិនហ៊ានតបតអ្វីទៅកាន់លោកគ្រូនិយមនោះទេហើយក៏បិទទូរស័ព្ទត្រឹមហ្នឹងទៅបន្ទាប់មកលោកគ្រូនិយមម្នាក់ហ្នឹងក៏បានទៅនិយាយជាមួយនឹងក្មួយរបស់ខ្លួនថាឯងមិនចាំបាច់ភ័យព្រួយទេមិនចាំបាច់ចាត់ទុកអាស៊ីនយុនម្នាក់ហ្នឹងនៅក្នុងខ្សែភ្នែករបស់ពួកយើងនោះទេលេទៅមើលស៊ីយូជាមួយនឹងស៊ីនយុនវិញស៊ីយូនាងក៏បានសួរទៅកាន់ស៊ីនយុនថាសែនពិសេសដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនយុនហ្នឹងតើវានឹងមានផលប៉ះពាល់អ្វីខ្លះទៅកាន់ស៊ីនយុនទៅស៊ីនយុនក៏បានតបទៅវិញថាផលប៉ះពាល់អ្វីកើតមាននៅពេលដែលស៊ីនយុនឃ្លាននៅពេលដែលឃ្លានគឺវាឃ្លានចង់ស៊ីសាច់មនុស្សមានអីមនុស្សក្នុងពិភពលោកនេះសម្បូរមនុស្សអាក្រក់ដែរតាអញ្ចឹងនៅពេលដែលឃ្លានធ្វើការស៊ីសាច់ពពួកមនុស្សអាក្រក់ទាំងអស់ហ្នឹងទៅស៊ីនយុនលឺហើយគាំងបណ្ដោយដែលខ្លួនគឺខំជៀសវាងពីការស៊ីសាច់មនុស្សទៅស៊ីសាច់បិសាចប៉ុន្តែនាងបែរជាជំរុញឲ្យស៊ីនយុនទៅស៊ីសាច់មនុស្សទៅវិញខណៈពេលជាមួយគ្នាអ្នកវិទ្យាសាស្ត្រស្រីក៏បានដាក់ចូលមកហើយក៏បានរាយការណ៍ប្រាប់ទៅកាន់ស៊ីយូថានៅពេលនេះឪពុកម្ដាយរបស់នាងកំពុងតែម្ដងនាងស៊ីយូលឺហើយគឺអរខ្លាំងមែនទែនចង់ទៅរាយការណ៍ប្រាប់ឪពុកម្ដាយរបស់ខ្លួនប៉ុន្តែមុននឹងចាក់ចេញទៅរកឪពុកម្ដាយរបស់ខ្លួនស៊ីយូនាងក៏បាននិយាយលេងសើចជាមួយនឹងស៊ីនយុនផងដែរកុំភ័យនៅពេលណាដែលលោកឃ្លានប្រាប់ខ្ញុំមកខ្ញុំនឹងទៅចាប់ពពុះមនុស្សអាក្រក់ឲ្យលោកស៊ីហើយនាងក៏បន្ថែមទៀតថាបន្តិចទៀតនាងនឹងប្រាប់អំពីដំណឹងល្អដែលពួកយើងនឹងបានចូលរួមក្រុមជាមួយនឹងគ្នាក្នុងការកម្ចាត់ពពុះបិសាចឬមួយក៏បានចូលរៀនថ្នាក់ជាមួយគ្នាដើម្បីហ្វឹកហាត់ក្នុងការកម្ចាត់បិសាចចឹងណាពេលដែលនាងចាក់ចេញទៅបាត់ហើយស៊ីនយុនក៏សួរទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថានៅពេលនេះឈ្មោះរបស់ខ្លួនដែលបានចោះឈ្មោះចូលទៅក្នុងសាលាណានយូនោះតើចប់ដែរអត់នាងក៏បានតបទៅវិញថាការស្នើសុំរបស់ស៊ីនយុនហ្នឹងគឺត្រូវបានគេបដិសេធបាត់ទៅហើយដោយសារតែស៊ីនយុនគឺមានសែនដែលខ្សោយបំផុតត្រឹមតែ 1% បែបនេះដូចជាមនុស្សធម្មតាអញ្ចឹងហើយក៏ត្រូវបាននាយកបដិសេធហើយស៊ីនយុនលើការបដិសេធខាងសាលាបែបនេះហើយក៏បានតមកទៅវិញថាក្រែងសែនរបស់ខ្ញុំក៏ជាសែនមួយដែរនឹងកម្រមានក៏ដូចជាសែនមិនធម្មតាដែរតើមើលថាមានអ្នកណាគេដែលមានសែនត្រឹមតែ 1% ដូចខ្ញុំនោះវាគឺជាសែនដ៏ខ្សោយជាងគេបំផុតមែនប៉ុន្តែវាក៏ជាសែនដ៏កម្រផងដែរក្រែងខាងច្បាប់សាលានឹងជ្រើសរើសយកអ្នកដែលមានសែនមិនធម្មតាបែបនេះមែនទេអ្នកជាសាស្ត្រីក៏បានតទៅវិញថាជាការពិតណាខាងច្បាប់សាលាពិតជាអញ្ចឹងមែនប៉ុន្តែនាងក៏មិនដឹងឡើយថានរណាគេជាអ្នកសម្រេចចិត្តនឹងបដិសេធការស្នើសុំរបស់ស៊ីនយុនទេប៉ុន្តែមិនអីនោះទេនាងនឹងធ្វើការស្នើសុំឲ្យស៊ីនយុនម្ដងទៀតបើថាម្ដងនេះទៀតមិនជោគជ័យខ្ញុំនឹងស្នើម្ដងទៀតស្នើហើយស្នើទៀតស្នើហើយស្នើទៀតស្នើរហូតតទៅជោគជ័យបានសម្រេចស៊ីនយុនលឺហើយក៏បានអរគុណទៅកាន់នាងខ្លាំងមែនទែនហើយក៏បានប្រាប់នាងថាមិនចាំបាច់ស្នើខ្លួនច្រើនបែបនេះនោះឡើយបើស្នើកាន់តែច្រើនទៅខ្លាចថាមានបញ្ហាប៉ះពាល់ទៅដល់នាងអញ្ចឹងណាស៊ីនយុនដល់វិញបានធ្វើការបញ្ចេញនៅថាមពលរបស់ខ្លួនដែលមានពលឺបន្តិចបន្តួចហើយក៏និយាយក្នុងចិត្តថាតាមមើលទៅតតែខ្លួនបញ្ចេញនៅសែនពិសេសរបស់ខ្លួនចេញមកទៅពួកគេសម្រេចឲ្យខ្លួនចប់មើលទៅនាងក៏បានតបទៅកាន់ស៊ីនយុនថាខ្ញុំមិនខ្លាចនោះទេស្របពេលជាមួយគ្នាទូរស័ព្ទរបស់នាងក៏បានលោតសារមកប្រាប់ដែលអ្នកខាងថ្នាក់លើក៏បាននិយាយពិចារណាទាក់ទងជាមួយនឹងសែនរបស់ស៊ីនយុនដែលជាសែន 1% មិនធម្មតាហ្នឹងឯងដែលនេះគឺជាដំណឹងល្អខាងថ្នាក់លើក៏បានផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយូក្លែងទៅមើលទឹកមុខស៊ីនយុនវិញគឺមិនសូវជាអសប្បាយចិត្តប៉ុន្មាននោះទេហើយក៏ដឹងខ្លួនជាស្រេចផងដែរថាអ្នកខាងថ្នាក់លើប្រកាសជាចាប់អារម្មណ៍ជាមួយនឹងខ្លួនជាជាមិនខានក៏លេចមកអាប៉ែហ្វុងស៊ីដែលមានថាវពលភ្លើងក្នុងខ្លួននៅនេះវិញនៅក្នុងអំឡុងពេលហ្នឹងគឺវាក្តៅក្រហាយខឹងខ្លាំងមែនទែនធ្វើការបញ្ចេញថាវពលភ្លើងរបស់ខ្លួនចេញមកដុតបំឡោយទៅកាន់សត្វមូសនៅជុំវិញហ្នឹងដែលវាគឺខឹងខាងថ្នាក់លើដែលបានផ្ដល់សិទ្ធិផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយូហើយវាក៏បានសច្ចាថានឹងធ្វើការកម្ចាត់ស៊ីនយុនចេញក៏ដូចជាទៅតាមស៊ីយូពីស៊ីនយុនឲ្យតទៅបានខណៈពេលជាមួយគ្នាពូរបស់វាក៏បានមកពីក្រោយខ្នងរបស់វាហើយក៏បានប្រាប់ទៅកាន់វាថាខាងថ្នាក់លើក៏បានថាខ្លួនផងដែរក៏ដោយសារតែការបដិសេធល្មើសច្បាប់ដែលបណ្ដោយស៊ីនយុនចូលរួមជាមួយនឹងសាលាណានយូប៉ុន្តែអីនោះទេនៅថ្ងៃខាងមុខយើងនឹងធ្វើការផ្ដួលវានៅក្រោមស្នាដៃគ្រួសារហ្វង់របស់យើងក៏ដូចជាចន់ទម្លាក់វាឲ្យដល់បាត់បំផុតមិនត្រឹមតែប៉ុណ្្នឹងនោះទេអាប៉ែឌីងហ្វង់ដែលត្រូវជានាយកសាលាមួយហ្នឹងវាក៏បានធ្វើការសោកសនុកលុយ2លាននៅក្នុងការជួលអ្នកចាត់ចែងនៅក្នុងការធ្វើតេស្តហ្នឹងដើម្បីកម្ចាត់តួឲ្យប្រុសរបស់យើងចេញសាររឿងរបស់យើងក៏បានកាត់ផ្ដល់នៅកន្លែងអ្នកដែលធ្វើតេស្តនៅក្នុងការចូលរួមជាមួយនឹងសាលាណានយូខណៈពេលហ្នឹងក៏មានសម្លេងមួយបានបន្លឺឡើងថារយៈពេល5ថ្ងៃធានាសុវត្ថិភាពនៅក្នុងការធ្វើតេស្តដើម្បីចូលក្នុងសាលាណានយូនៅក្នុងទីតាំងកន្លែងហ្នឹងយើងក៏បានឃើញបរិបទ2នាក់ដែលបរិបទសក់វិញនៅខាងក្រោយក៏ធ្លាក់ទូរស័ព្ទវាក៏រៀងភ្ញាក់បន្តិចហើយក៏សួរទៅកាន់អាកតហ្នឹងថាមានរឿងកើតឡើងមែនអាកតហ្នឹងក៏ឆ្លើយទៅវិញថាអត់មានរឿងអីទេក៏លេចទៅទឹកមុខជាមួយនឹងខ្សែភ្នែករបស់វាវិញដូចជារៀងភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងចំនួនទឹកលុយ1លានណោះដែលត្រូវបានគេកក់នេះគ្រាន់តែជាចំនួនកក់នោះទេចំណែកតម្លៃពេញរហូតដល់20លានណោះដែលរៀបគម្រោងក្នុងការកម្ចាត់តួឲ្យប្រុសរបស់យើងនោះឯងសាររបស់យើងក៏បានកាត់ទៅដល់អាកូនចៅជាមួយនឹងចៅវាយហ្នឹងក៏បានជួបជុំគ្នាហើយក៏
សម្លឹងទៅកាន់ប្រវត្តិរូបសង្ខេបរបស់ស៊ីនយុនដែលពួកគេទាំងពីរនាក់នេះត្រូវបានជួលទៅដោយនាយកសាលាដើម្បីមកកម្ចាត់ស៊ីនយុនចេញក្រោយមកទៀតយើងក៏បានឃើញពួកគេក៏បានតាមដាននៅសកម្មភាពរបស់ស៊ីនយុននៅក្នុងកន្លែងធ្វើតេស្តដែលមើលទៅសកម្មភាពរបស់ស៊ីនយុននៅពេលនេះដូចជាមនុស្សដែលដាច់បាយអញ្ចឹងអាកតនេះវិញក៏និយាយក្នុងចិត្តថាមើលទៅទឹកមុខរបស់វាដូចជាមនុស្សដែលដាច់បាយជាច្រើនថ្ងៃអញ្ចឹងហើយគ្រាន់តែទម្លាក់ឲ្យឯងទៅធ្វើតេស្តជាមួយនឹងពពួកសត្វវិសាចទៅនោះសត្វវិសាចនឹងហាយឯងជាចំណែកដូច្នេះហើយយើងនៅទទួលបានប្រាក់រង្វាន់20លាននៅក្នុងការកម្ចាត់ឯងចេញពីគ្រួសារតកូហ្វងរឿងរបស់យើងក៏បានកាត់ទៅដល់កន្លែងអ្នកដែលធ្វើតេស្តទាំងអស់នោះវិញដែលក្នុងកន្លែងហ្នឹងក៏មានទួយប្រុសរបស់យើងផងដែរហើយក៏មានបេក្ខជនជាច្រើនផ្សេងទៀតដែលត្រូវមកធ្វើតេស្តចំណែកទួយប្រុសរបស់យើងនៅពេលនេះសែនវិសាចរបស់គាត់ដែលស្ថិតនៅក្នុងខ្លួនកំពុងទៅទាមទារចំណីដែលចំណីរបស់វានោះគឺជាសាច់មនុស្សប៉ុន្តែទួយប្រុសរបស់យើងគឺហាមចិត្តខ្លួនឯងមិនត្រូវស៊ីសាច់មនុស្សនោះទេគឺស៊ីសាច់វិសាចជំនួយសាច់មនុស្សស្របពេលជាមួយគ្នាការប្រកាសលក្ខខណ្ឌនៃការប្រកួតក៏ត្រូវបានចាប់ផ្ដើមដែលលក្ខខណ្ឌនៃការប្រកួតគឺមានរយៈពេល3ម៉ោងហើយត្រូវតែធ្វើការប្រយុទ្ធតតាំងជាមួយនឹងពពួកវិសាចដែលពួកគេបានប្រឡែងដើម្បីឲ្យអ្នកធ្វើតេស្តហ្នឹងធ្វើការប្រយុទ្ធតទល់ជាមួយហើយអ្នកដែលអាចរស់ជីវិតចេញមកបាននោះអ្នកហ្នឹងនឹងជាប់នៃការធ្វើតេស្តមួយនេះហើយការធ្វើតេស្តសាកល្បងទាំងអស់ហ្នឹងគឺត្រូវជ្រើសរើសអ្នកធ្វើតេស្តទាំងអស់ហ្នឹងទៅចូលរួមជាមួយនឹងគ្នាទាំងអស់ប៉ុន្តែមានករណីពិសេសមួយសម្រាប់ស៊ីនយុនដោយស៊ីនយុនរបស់យើងគឺត្រូវតែទៅមុនគេបង្អស់តាមក៏ប៉ុន្តែគ្មានករណីពិសេសអីទេគ្រាន់តែពួកអស់ហ្នឹងវាក៏បានរៀបចំល្បិចក្នុងការសម្លាប់ទួយប្រុសរបស់យើងដើម្បីទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានគ្រួសារតកូហ្វងហ្នឹងគឺអាពូហើយនឹងក្មួយនោះឯងគ្នាយើងបេក្ខជនទាំងអស់គ្នាដោយមិនដឹងខ្យល់អីហ្នឹងក៏គិតថាស៊ីនយុនត្រូវបានគេជ្រើសរើសក្នុងករណីពិសេសឲ្យទៅមុនគេបែបនេះក៏គិតថាស៊ីនយុនគឺស៊ីសនុកសុកប៉ាន់ដើម្បីឲ្យខ្លួនចាប់អូតូអីណាណីចឹងទៅក្លេទៅមើលស៊ីនយុនវិញនៅពេលនេះគឺកាន់តែខ្សោះខ្សោយទៅហើយដោយសារតែសែនកំពុងតែទាមទារចំណីជាខ្លាំងដល់ថ្នាក់ស៊ីនយុនក៏បានមើលឃើញមនុស្សគ្រប់គ្នាគឺជាចំណីរបស់ខ្លួនប៉ុន្តែក៏ហាមចិត្តខ្លួនឯងវិញថាខ្លួនគឺមិនស៊ីមនុស្សនោះទេគឺរងចាំស៊ីសាច់វិសាចតែប៉ុណ្ណោះក្នុងពេលបន្តទៀតអាកមម្នាក់នេះក៏បានយកស៊ីនយុនទៅកន្លែងច្រកទ្វារក្នុងការធ្វើតេស្តជាមួយនឹងពពួកវិសាចគ្រាន់តែដល់កន្លែងច្រកទ្វារនឹងភ្លាមស៊ីនយុនក៏សង្កេតឃើញឈាមដែលជាប់លបងទ្វារហ្នឹងស៊ីនយុនក៏ដឹងថាឈាមនេះគឺជាឈាមអ្នកប្រយុទ្ធដែលមានសមត្ថភាពរៀងខ្លាំងគួរសមប៉ុន្តែក៏បានប្រយុទ្ធចាញ់វិសាចស៊ីនយុនក៏បានចូលទៅក្នុងច្រកទ្វារចំណែកទ្វារក៏ត្រូវបានបិទមុននឹងចូលទៅប្រយុទ្ធជាមួយនឹងពពួកវិសាចទាំងអស់ហ្នឹងអាម្នាក់ហ្នឹងវាក៏បានប្រាប់ស៊ីនយុនផងដែរថានៅក្នុងហ្នឹងគឺមានពពួកវិសាចដែលមានឆ្អឹងដែកបែករបស់វារៀងថ្លាដែលឯងគឺទៅតែប្រយុទ្ធជាមួយនឹងពួកវាហើយរួចជីវិតឲ្យបាននៅពេលដែលឯងរួចជីវិតបានហើយអាចចេញតាមច្រកទ្វារមួយនេះបាននោះឯងនឹងជាប់ក្នុងការធ្វើតេស្តសាកល្បងប៉ុន្តែបើសិនជាមិនអាចប្រយុទ្ធឈ្នះនោះទេហើយក៏មិនអាចចាក់ចេញពីទ្វារនេះបាននោះឯងនឹងស្លាប់នៅក្នុងនឹងជាជាមិនខានអញ្ចឹងការធ្វើតេស្តសាកល្បងមួយនេះដូចជាយកជីវិតទៅបដូរអញ្ចឹងបើសិនជាគ្មានសមត្ថភាពនិយាយចប់សពគ្រប់ហើយក្នុងចិត្តរបស់វាក៏សម័យថានៅពេលដែលស៊ីនយុនរបស់យើងទៅជួបជាមួយនឹងពពួកបិសាចទាំងអស់ហ្នឹងនោះពពួកបិសាចទាំងអស់ហ្នឹងនឹងហែកសាច់ស៊ីនយុនជាចំណែកហើយក៏គិតសប្បាយចិត្តថាខ្លួននឹងទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានហើយក៏ដេកសោយសុខជាមួយនឹងលុយហ្នឹងអញ្ចឹងទៅនិយាយរួចរាល់ហើយក៏បានដើរចេញទៅហើយក៏គិតក្នុងចិត្តថាចាំមើលថាឯងនឹងរស់បានប្រមាណវិនាទីបន្តមកទៀតអាម្នាក់នេះវាក៏បានធ្វើដំណើរទៅជួបជាមួយនឹងគ្នារបស់វាម្នាក់ទៀតដែលកំពុងតែរៀបចំគម្រោងជាមួយគ្នាក្នុងការកម្ចាត់ស៊ីនយុននោះឯងហើយក៏មកតាមដានមើលកាមេរ៉ាសុវត្ថិភាពនៃការប្រយុទ្ធរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចអាម្នាក់សក់វែងហ្នឹងវាក៏បានរាយការណ៍ទៅប្រាប់ចៅហ្វាយរបស់វាផងដែរហើយច្រកទ្វារតែមួយគត់ដែលស៊ីនយុនអាចរត់គេចខ្លួនបានក៏វាបានបិទខុំចិត្តអស់លេងផងដែរនិយាយរួមទៅនៅពេលនេះស៊ីនយុនដូចជានៅក្នុងគុកតែមួយអញ្ចឹងដែលមិនអាចចេញទៅណាបាននោះឡើយក្រៅពីប្រយុទ្ធជាមួយនឹងបិសាចហើយក៏បានសើចសប្បាយជាមួយនឹងគម្រោងរបស់ខ្លួនហើយបន្តមកទៀតក៏ចាប់ផ្ដើមភ្នាល់ថាស៊ីនយុនគឺអាចប្រយុទ្ធតទល់ជាមួយពពួកបិសាចទាំងអស់ហ្នឹងត្រឹមតែ5វិនាទីតែប៉ុណ្ណោះនោះស៊ីនយុននឹងងាប់ក្រោមស្រាដៃរបស់បិសាចទាំងអស់ហ្នឹងបន្ទាប់មកពួកគេទាំងពីរក៏សង្កេតទៅមើលការប្រយុទ្ធរបស់ស៊ីនយុនក៏ឃើញថាស៊ីនយុនក៏បានដើរចូលទៅហើយពពួកបិសាចក៏បានហក់មកផងដែរប៉ុន្តែពពួកបិសាចហ្នឹងមិនធ្វើអីស៊ីនយុននោះឡើយដោយសារតែស៊ីនយុនមានសែនរបស់បិសាចដូច្នេះហើយបិសាចទាំងអស់ហ្នឹងបានចាត់ទុកស៊ីនយុនដូចជាគ្នារបស់វាអញ្ចឹងដល់ឡែកក្លេទៅមើលស៊ីនយុនវិញក៏ស្រឡឹងឃើញបិសាចហ្នឹងគឺជាចំណីរបស់ខ្លួនស្រែកថាអាហាកំពុងតែសប្បាយសុកស៊ីនយុនក៏ស្រាប់តែនឹកឃើញថាពពួកបិសាចទាំងអស់ហ្នឹងគឺមិនវាប្រហារខ្លួននោះឡើយដោយសារតែខ្លួនគឺមានសែនបិសាចស្ថិតនៅក្នុងខ្លួនចំណែកពីក្បាលនេះវិញមើលតាមកាមេរ៉ាសុវត្ថិភាពក៏ឆ្ងល់ខ្លាំងមែនទែនហើយបានជាពពួកបិសាចទាំងអស់ហ្នឹងមិនធ្វើការវិបហាទៅកាន់ស៊ីនយុនអញ្ចឹងខណៈពេលហ្នឹងស៊ីនយុនក៏បានមើលឃើញកាតពណ៌មាសដែលកាតពណ៌មាសមួយហ្នឹងនៅពេលដែលស៊ីនយុនរើសបានហើយយកចេញទៅក្រៅនោះស៊ីនយុននឹងជាប់នៅក្នុងការធ្វើតេស្តសាកល្បងមួយនេះពីក្បាលនេះដែលឃើញថាស្ថានភាពមិនសូវស្រួលក៏បញ្ជូនអ្នកធ្វើតេស្តដើម្បីចូលរួមនៅក្នុងការទៅតាមកាតពណ៌មាសពីស៊ីនយុនដែលម្នាក់ហ្នឹងគឺជាអ្នកដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងកន្លែងធ្វើតេស្តមួយនេះម្នាក់ហ្នឹងគ្រាន់តែចូលទៅដល់ភ្លាមក៏បានធ្វើការវាយឆ្មក់ទៅកាន់ស៊ីនយុនដោយប្រើសមត្ថភាពនៅកែវភ្នែករបស់វាដើម្បីបំផិតបំភ័ន្តទៅកាន់ស៊ីនយុនប៉ុន្តែថាវពលរបស់វាមិនមានឥទ្ធិពលអ្វីទៅលើស៊ីនយុននោះឡើយខណៈពេលជាមួយគ្នាថាវពលរបស់ស៊ីនយុនក៏បាននិមិត្តចេញរូបរាងជាស្ដេចបិសាចចេញមកដែលបានធ្វើឲ្យម្នាក់ហ្នឹងគឺភ័យខ្លាចខ្លាំងមែនទែនអូខេគ្នាយើងចឹងចាំមើលការប្រយុទ្ធរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចហ្នឹងនៅភាគក្រោយហើយកុំភ្លេចចុច Sub និងបើកសញ្ញាកណ្ដឹងឲ្យខ្ញុំផងចឹងស្លេះរឿងត្រឹមហ្នឹងសិនបាទមុននឹងចូលទៅក្នុងភាពបន្តគ្នាយើងកុំភ្លេចចុច Sub បើកសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងហើយនឹងចុច Like លើវីដេអូនេះក៏ដូចជា Comment នៅខាងក្រោយបានច្រើនភាពយើងក៏បានបន្តនៅពេលដែលគាត់នេះបានធ្វើការវាយឆ្មក់ទៅកាន់ស៊ីនយុនប្រើជាមួយនឹងកែវភ្នែកនៃថាវពលរបស់វាធ្វើការសន្តំចិត្តទៅកាន់ស៊ីនយុនប៉ុន្តែមិនអាចសន្តំចិត្តរបស់ស៊ីនយុនបាននោះឡើយដោយសារតែចិត្តរបស់ស៊ីនយុនពិតជារឹងមាំខ្លាំងណាស់ដោយនៅពេលហ្នឹងនៅក្នុងចិត្តរបស់ស៊ីនយុនក៏បាននិមិត្តចេញជារូបរាងស្ដេចបិសាចចេញមកជាមួយនឹងកូនចៅរបស់ស្ដេចបិសាចរួមផ្សំជាមួយនឹងសាកសពរបស់មនុស្សផ្សេងៗជាច្រើនទៀតដែលបានធ្វើឲ្យកប់អ្នកហ្នឹងក៏ពិតជាមានការភ័យយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមគិតឆ្ងល់ថាស៊ីនយុនគឺជាមនុស្សឬមួយក៏ជាបិសាចឲ្យប្រកបហេតុអីបានជាខ្លួនមិនអាចសន្តំចិត្តរបស់ស៊ីនយុនបានអញ្ចឹងហើយហេតុអ្វីបានជាក្នុងផ្លូវចិត្តរបស់ស៊ីនយុនពោពេញទៅដោយស្ដេចបិសាចបែបនេះឃើញហើយភ័យខ្លាំងមែនទែនក៏បានស្ទុះទៅក្រោយស្រែកគេជួយឡើងពេញណាពេញណីចំណែកផ្ទៃមុខរបស់វាទាំងមូលបានហូរឈាមឡើងសស័កសស្រាំពេញហ្នឹងខណៈពេលជាមួយគ្នាយើងក៏បានឃើញបិសាចកំពុងតែខានរនាំងគោកចំណែកបិសាចទាំងពីរក្បាលនេះវិញក៏បានហក់សម្រុកចូលទៅដើម្បីទៅវាយអាកប់ម្នាក់មួយដែលបានប្រើនៅវិជាសន្តំចិត្តស៊ីនយុននោះឯងដែលវាមិនវាយស៊ីនយុនទេដោយសារតែស៊ីនយុនគឺមានសែនវិសាចដូចជាវាដល់ឡែកស៊ីនយុនដែលឃើញចំណីមកនៅមុខខ្លួនចឹងហើយក៏ធ្វើការស៊ីវាតែម្ដងប៉ុន្តែមិនមែនជាស៊ីតាមមាត់នោះទេដោយសារតែកន្លែងនេះមានកាមេរ៉ាអញ្ចឹងហើយក៏ធ្វើការប្រើនៅដៃរបស់គាត់បញ្ចេញនៅមាត់របស់វិសាចស៊ីសាច់វិសាចក៏ដូចជាស្រូបថាមពលជាមួយនឹងឈាមសែនរបស់វាចូលទៅក្នុងរាងកាយរបស់ខ្លួនដើម្បីបំពេញកាពះអំឡុងពេល
ពេលហ្នឹងស៊ីនយ៉ុនគឺស្រូបបានតែបន្តិចទេហើយធ្វើឲ្យគាត់គឺមានកម្លាំងស្រួលខ្លួនខ្លាំងមែនទែនចំណែកបេសាចវិញក៏ចាប់បានធ្វើការបោកការវិបាហាទៅកាន់ស៊ីនយ៉ុនផងដែរស៊ីនយ៉ុនឃើញអញ្ចឹងក៏ខឹងបដ ស្អីគេទៅស៊ីបន្តិចសោះឲ្យខឹងអញទៅថ្នាក់ហ្នឹងក៏លេចមើលពួកអ្នករៀបចំកម្រងវិញមើលតាមកាមេរ៉ាសុវត្ថិភាពហើយក៏បានផ្ដោតគ្នាចាំមើលអាស៊ីនយ៉ុនម្នាក់ហ្នឹងវានឹងរស់បានរយៈពេលប្រមាណក៏លេចមើលកន្លែងស៊ីនយ៉ុនវិញអាគាត់នោះវិញក៏បានហាមគាត់ស៊ីនយ៉ុនថារត់មកក្រោយភ្លាមមកបើមិនចង់ងាប់ប៉ុន្តែគ្មានទេស៊ីនយ៉ុនរបស់យើងគាត់ក៏បានចូលទៅដាក់ទៅកាន់បេសាចត្រឹមតែម្ដាយតែប៉ុណ្ណោះដែលបានធ្វើវាដាច់ក្បាលជាពីរចំណែកបេសាចមួយក្បាលទៀតវិញស៊ីនយ៉ុនក៏បានដាក់ត្រឹមតែម្ដាយថែមទៀតបានធ្វើវាដាច់ខ្លួនជាពីរធ្វើឲ្យបេសាចទាំងពីរក្បាលហ្នឹងងាប់ឡើងខ្ទេចអាគាត់នេះឃើញសមត្ថភាពរបស់ស៊ីនយ៉ុនខ្លាំងបែបនេះហើយក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនចំហមាត់ដល់ក៏ប៉ុណ្ណាណីហើយក៏ដឹងខ្លួនផងដែរថាហេតុអ្វីបានជាខ្លួនមិនអាចសំណប់ចិត្តរបស់ស៊ីនយ៉ុនបានក៏លេចមើលពួកពីរក្បាលនេះវិញឃើញហើយក៏តក់ស្លុតខ្លាំងមែនទែនដោយនឹកស្មានមិនដល់នោះឡើយថាសមត្ថភាពរបស់ស៊ីនយ៉ុនខ្លាំងដល់កម្រិតនេះដោយប្រើត្រឹមតែកដាប់ដៃធម្មតាមាត់សម្រាប់បេសាចម្ដាយងាប់ខ្ទេចដល់ពេលអញ្ចឹងពួកអភិបាលនេះក៏បានរៀបចំនៅគម្រោងការថ្មីដើម្បីកម្ចាត់ស៊ីនយ៉ុនប៉ុន្តែពួកយើងអត់ដឹងថាគម្រោងការអ្វីទៀតនោះទេក៏លេចមើលកន្លែងធ្វើតេស្តរបស់ពួកគេវិញនៅក្នុងពេលនេះអ្នកដែលគ្រប់គ្រងទៅលើការធ្វើតេស្តហ្នឹងក៏បានអនុញ្ញាតឲ្យអ្នកគ្រប់គ្នាបាននៅជុំផ្ដុំគ្នាដើម្បីប្រយុទ្ធតតាំងជាមួយបេសាចដែលពួកគេនឹងប្រឡែងចេញមកក្នុងពេលឆាប់ៗនេះនៅអំឡុងពេលហ្នឹងអាកតនេះវាក៏បាននិយាយទៅកាន់ស៊ីនយ៉ុនដោយនិយាយទៅរបៀបដូចថាស៊ីនយ៉ុនហ្នឹងគឺជាអ្នកដែលស៊ីសនុកសុកប៉ាន់អញ្ចឹងដោយសារតែគេឲ្យស៊ីនយ៉ុនចូលមកមុនគេអញ្ចឹងណាហើយថែមទាំងមើលងាយថាស៊ីនយ៉ុនហ្នឹងគឺជាមនុស្សដែលគ្មានសមត្ថភាពថែមទៀតអាក្បាលខៀវក្រោយពីឃើញអញ្ចឹងក៏បានប្រាប់ទៅកាន់អាកតហ្នឹងដាក់ទឿនអាកតហ្នឹងថាកុំទៅញញជាមួយស៊ីនយ៉ុនអីព្រោះស៊ីនយ៉ុនគឺសាហាវខ្លាំងណាស់បើមិនចង់ត្រូវឬក៏មិនចង់ជួបគ្រោះថ្នាក់ទេកុំទៅក្បែរស៊ីនយ៉ុនឲ្យសោះហើយពីដើមឡើយខំគិតថាហែងនេះគឺជាមនុស្សដែលខ្លាំងខំចាត់ទុកថាហែងគឺជាគូប្រជែងដ៏ធំសម្រាប់អញប៉ុន្តែពេលនេះហែងក៏ត្រឹមតែជាសម្រាប់ដូចជាស៊ីនយ៉ុនអញ្ចឹងនិយាយមកស្រាប់ហើយថែមទាំងមើលងាយថែមទៀតអាក្បាលខៀវវាក៏នៅតែប្រាប់បន្តទៀតអញ្ចឹងថាស៊ីនយ៉ុនគឺជាមនុស្សដែលមានអំណាចខ្លាំងមែនបើសិនជាមិនចង់ត្រូវទេកុំទៅញញជាមួយស៊ីនយ៉ុនឲ្យសោះអាម្នាក់ហ្នឹងក៏នៅតែមិនស្ដាប់ហើយក៏បន្តតឲ្យទៀតនោះឡើយក៏បានហៅគ្នារបស់វាផ្សេងទៀតព្រមពាត់ស៊ីនយ៉ុនដើម្បីបដៅស៊ីនយ៉ុនចេញម្ដងហើយវាក៏បានហៅស៊ីនយ៉ុនថាជាអាសម្រាមខណៈពេលជាមួយគ្នាក៏មានបិសាចមួយក្បាលបានចូលមកប្រជុំជាមួយនឹងពួកគេហើយយើងក៏បានឃើញបរិសម្នាក់ដែលមានសក់ក្បាលតងោនោះឯងអាម្នាក់ហ្នឹងហ៊ានខ្លាំងមែនទែនឈរប្រជុំមុខជាមួយនឹងបិសាចហើយក៏បានមើលងាយបិសាចថាបិសាចក៏ពេកកពុកចឹងដាក់តាមម្ដាយងាប់ហើយចំណែកអាម្នាក់នៅខាងក្រោយនោះវិញក៏បានដាក់ទឿនអាតងោឲ្យបកក្រោយផងដែរប៉ុន្តែអាតងោអត់ស្ដាប់នោះឡើយវានឹងគិតថាវាខ្លាំងដូចជាតួឯងចឹងណាពេលហ្នឹងវាក៏បាននិយាយថាអាស៊ីនយ៉ុនម្នាក់នោះគឺជាមនុស្សម្នាក់ដែលមានសែនខ្សោយខ្លាំងមែនទែនប៉ុន្តែក៏នៅតែអាចសម្លាប់បិសាចទាំងពីរក្បាលនោះបានដែលវាយត្រឹមតែម្ដាយគ្មានអាវុធដើម្បីវាយនោះទេចំណែកយើងក៏មានសែនខ្លាំងជាងអាស៊ីនយ៉ុនដូច្នេះហើយត្រឹមបិសាចក៏ពេកកពុកចឹងប្រកាសជាកាក់សម្រាប់យើងចេះជាមិនខានប៉ុន្តែគ្មានទេអាតងោស៊ីតាមម្ដាយរបស់បិសាចនោះទេបានខ្ទាតទៅកំចាំងបាត់ឃើញចឹងអាម្នាក់នេះក៏បានមើលងាយអាតងោថាអាតងោក្បាលឡៃសំតែតងោចឹងមែនណាហើយវាក៏ចាប់ដើមគិតអំពីស៊ីនយ៉ុនដែលបានវាបហាសម្លាប់ទៅកាន់បិសាចទាំងពីរក្បាលនោះក្នុងពេលតែមួយដោយវាគិតថាស៊ីនយ៉ុនប្រកាសជាមានល្បិចអ្វីមួយហើយដោយឡែកស៊ីនយ៉ុននោះវិញអានោះមកងាយច្រើនពេកក៏បានប្រើកណ្ដាប់ដៃរបស់ខ្លួនហក់មាត់ទៅវាតែម្ដងកំឡុងពេលដែលមាត់ទៅហ្នឹងក៏ចាប់ដើមគិតថាខ្លួនគឺមិនគួរប្រើដៃឆ្វេងមាត់វានោះឡើយដោយសារតែអំណាចនៃដៃឆ្វេងគឺសាហាវខ្លាំងណាស់កន្លងមកហ្នឹងមាត់បិសាចតែម្ដាយងាប់ហើយចឹងហើយក៏ខ្លាចថាខ្លួនច្រូតដៃសម្រាប់អាមួយហ្នឹងចឹងទៅព្រោះថាកន្លងមកហ្នឹងបិសាចតែម្ដាយបាយសាច់ខ្ទេចក្រោយពីនឹកឃើញចឹងហើយស៊ីនយ៉ុនក៏គ្រប់គ្រងកម្លាំងខ្លួនឯងល្មមនោះទេហើយក៏បានមាត់ចំកណ្ដាលមុខអាមួយហ្នឹងតែម្ដងស្អីហែងហៅអាសម្រាមហ៎ទោះបីជាបន្ថយកម្លាំងហើយក៏ដោយមុខអាមួយនោះគឺបែកខ្ទេចកប់ទៅនឹងដីស៊ីនយ៉ុនឃើញចឹងក៏ភ័យខ្លួនបដ ហើយក៏ប្រញាប់ទៅមើលវាចង់នឹងថាវាងាប់ឬមួយក៏រស់បើងាប់ដល់ស្បៃខ្លួនឯងហ្មងប៉ុន្តែមួយហ្នឹងអត់តងាប់នោះទេគឺនៅរស់ដល់ចឹងក៏រៀងធូរទ្រង់បន្តិចអានេះស៊ីនយ៉ុនបន្ថយកម្លាំងផងតែបើសិនជាស៊ីនយ៉ុនអត់បន្ថយកម្លាំងទេក្បាលរបស់វាប្រកាសជាបែកហើយស្របពេលជាមួយគ្នាអាម្នាក់នោះក៏បានបីអាតងោរត់មកហើយក៏ស្រែកសុំជំនួយពីស៊ីនយ៉ុនចំណែកអាមួយដែលស៊ីម្ដាយកប់ដីមុនហ្នឹងធ្លាប់តែមើលងាយស៊ីនយ៉ុនថាជាសម្រាមនៅពេលនេះក៏តង់ជើងស៊ីនយ៉ុនសូមអបអរស៊ីនយ៉ុនឲ្យជួយជីវិតខ្លួនផងតែវាសន្យាជាមួយស៊ីនយ៉ុនថាបើសិនជាស៊ីនយ៉ុនអាចជួយពួកគេបាននោះវានឹងផ្ដល់លុយឲ្យរហូតដល់50000យ៉នឯណោះក៏លេចមើលពួកអកតនេះវិញដែលឃើញថាគម្រោងការរបស់ខ្លួនចាត់ការស៊ីនយ៉ុនអត់បាននោះពួកវាក៏ចាប់ដើមខឹងហើយក៏បានរៀបគម្រោងការថ្មីមួយទៀតដោយគម្រោងការថ្មីរបស់ពួកវាហ្នឹងគឺនឹងធ្វើការប្រឡែងនៅពពួកសត្វបិសាចចំនួនរហូតដល់20ទៅ30ក្បាលឯណោះដើម្បីទៅសម្លាប់ស៊ីនយ៉ុនអាសក់វិញម្នាក់ហ្នឹងគ្រាន់តែលឺហើយភ័យខ្លួនបណ្ដោយបោះប្រឡែងពពួកសត្វបិសាចទាំងអស់ហ្នឹងរហូតដល់20 30ក្បាលឯណោះនោះអ្នកដែលធ្វើតេស្តនៅកន្លែងហ្នឹងប្រកាសជាងាប់ទាំងអស់ហើយបើសិនជាខាងថ្នាក់លើស្រាវជ្រាវដឹងថានរណាគេជាអ្នកសាងនៅកំហុសទាំងអស់នោះពួកយើងប្រកាសជាជាប់ទោសប្រហារជីវិតជាមិនខានឃើញកូនចៅរបស់ខ្លួននិយាយបែបនេះអាគាត់ហ្នឹងក៏បានសម្លូតទៅកាន់កូនចៅរបស់ខ្លួនហើយកំសាកមែនទេអាកំសាកគ្រួសារតកូហ្វងគឺជាគ្រួសារមួយដែលមានអំណាចហើយពួកគេក៏បានជឿជាក់លើពួកយើងឲ្យពួកយើងកំចាត់អបិសិនយ៉ុននឹងចេញហើយឯងមិនបាច់ភ័យនោះទេនៅពេលដែលយើងបានសម្រេចការងាររបស់ពួកយើងនោះពួកយើងនឹងទទួលបានលុយចំនួន20លានយ៉នពីគ្រួសារតកូហ្វង20លានយ៉ននោះយើងនឹងឲ្យឯង10លានយ៉នហើយឯងយកលុយទាំងហ្នឹងរត់គេចពីក្រុងនេះទៅលឺនៅចំនួនលុយដ៏ច្រើនបែបនេះហើយអាគាត់ហ្នឹងវាក៏យល់ព្រមដូច្នេះរឿងបន្ទាប់ដែលពួកគេត្រូវធ្វើគឺទៅដោះលែងពពួកសត្វចម្លែករហូតដល់20ទៅ30ក្បាលឯណោះដើម្បីមកកំចាត់ស៊ីនយ៉ុនដែលពពួកសត្វចម្លែកទាំងអស់ហ្នឹងចំនួន18ក្បាលស្ថិតនៅក្នុងកម្រិតទី1ចំណែកពពួកបិសាចផ្សេងៗទៀតគឺកំពុងស្ថិតនៅក្នុងការពិសោធន៍ដោយស្ថិតនៅក្នុងការពិសោធន៍ទាំងដែរពពួកបិសាចទាំងអស់ហ្នឹងខ្លាំងខុសពីពពួកសត្វបិសាចធម្មតាចឹងហើយគម្រោងបន្ទាប់របស់ពួកវាគឺធ្វើការដោះលែងនៅពពួកសត្វបិសាចស្ថិតនៅក្នុងការពិសោធន៍ទាំងអស់ហ្នឹងចេញមកទាំងអស់លើទៅមើលស៊ីនយ៉ុនវិញនៅក្នុងពេលនេះស៊ីនយ៉ុនក៏បានប្រើនៅកម្រិតដៃរបស់ខ្លួនមាត់សម្រាប់ទៅកាន់បិសាចដើម្បីការពារពួកគេទាំងអស់គ្នានឹងស្ថិតនៅក្នុងកន្លែងហ្នឹងអាកតមួយដែលធ្លាប់តែមើលងាយស៊ីនយ៉ុនហៅស៊ីនយ៉ុនថាអាសម្រាមនេះឥឡូវវាបានចាត់ទុកស៊ីនយ៉ុនដូចជា idol របស់វាអញ្ចឹងហើយអរគុណស៊ីនយ៉ុនខ្លាំងមែនទែនដែលបានជួយជីវិតរបស់វាអញ្ចឹងហើយដើម្បីជាការតបស្នងទៅកាន់បងស៊ីនយ៉ុនខ្ញុំនឹងឲ្យលុយបងស៊ីនយ៉ុនចំនួន50000យ៉នហើយទោះបីជាខ្ញុំអត់មានណាខ្ញុំនឹងខំប្រឹងដើររកខ្ចីគេតទៅបានចេះនៅចិត្តហ្នឹងក៏បានផ្ទះវាម្ដាយស្អីគេហើយចង់អូសទិញអញទៅចោលបំណុលជាមួយនឹងឯងមែនបន្តមកទៀតនាងក៏បានអរគុណស៊ីនយ៉ុនផងដែរដែលបានជួយសង្គ្រោះជីវិតនាងពីការសម្លាប់របស់បិសាចហើយពួកគេទាំង3នាក់ហ្នឹងក៏បានដើរចេញពីកន្លែងហ្នឹងអាកតនោះនៅតែសឹមផ្សាយស៊ីនយ៉ុនអញ្ចឹងហើយវាក៏ថែមទាំងបាននិយាយទៅកាន់ស៊ីនយ៉ុនថាចង់ប៉ៅស៊ីនយ៉ុនឲ្យស៊ីបាយមកពេលខណៈពេលជាមួយគ្នាគឺមានបិសាចមួយក្បាលបានធ្លាក់មកពីលើពីការដោះលែងរបស់ពួកអនុចំកន្លែងពួក3ក្បាលហ្នឹងប៉ុន្តែអាកតនោះក៏វាក្លាហានមែនទែនដែលវាសុកចិត្តឲ្យត្រូវខ្លួនឯងហើយរុញច្រានពួកគេទាំងពីរនាក់នោះគេចេញពីគ្រោះថ្នាក់បិសាចចោះមកលឺសូរតែញ៉ាចអាមួយនឹងកឹបទាំងដីបណ្ដោយអាម្នាក់នោះដែលនៅខាងក្រៅស៊ីនយ៉ុន
គឺវាឆ្ងល់មែនទែនតែការធ្វើតេស្តសាកល្បងនឹងបញ្ចប់ត្រឹមហ្នឹងហើយអីហើយបានជាតម្លាក់បេសាច់មកថែមទៀតហើយនៅពេលដែលតម្លាក់បេសាច់មកហ្នឹងឲ្យមានផ្ដល់ដំណឹងប្រាប់ពួកគេសម្បីតែបានតែតិចសោះស៊ីញ៉ុនក៏ឈប់ប្រឈមមុខជាមួយនឹងពពួកបេសាច់ហើយក៏កើតក្នុងចិត្តពួកអស់នេះប្រកាសជាមានកម្រងអ្វីក្នុងការកម្ចាត់ខ្លួនជាមិនខានចំណែកអំណាចនេះវិញចង់រត់គេចខ្លួនហើយថែមទាំងបានហៅនាងទៅថែមទៀតផងប៉ុន្តែនាងគឺមិនចង់ទៅទេដោយនាងគឺចង់ជួយបងប្រុសរបស់នាងចឹងណាដល់អញ្ចឹងនាងក៏រត់ចូលទៅវាយទៅកាន់បេសាច់មួយកែងនឹងគ្មានបានធ្វើឲ្យបេសាច់នឹងញ័រស្បីតែមកទេដល់អញ្ចឹងនាងក៏អង្គុយយំដែលមិនអាចជួយបងប្រុសរបស់ខ្លួនឯងបានហើយនាងក៏សច្ចាថាសុខចិត្តងាប់នៅនឹងជាមួយបងប្រុសបរោយទៅស៊ីនយន់ចូលមកក៏ចាប់បោះនាងចេញប្រាប់ថាកុំល្ងីល្ងើពេកបោះទៅស្ទួយបុកជាមួយនឹងពឹងដេកក្បៀបបរោយក៏លេទៅមើលស៊ីនយន់វិញដើរចូលទៅឡើងក្លាហានប្រើនៅក្បាច់ teleport ទៅកណ្ដាលវងបេសាច់យ៉ាងលឿនអត់និយាយច្រើនទេក៏ទាត់បេសាច់នោះមកជើងដើម្បីដោះលែងអាកត់នោះមកវិញហើយក៏កាន់ជើងវាក្បត់ទៅមកខាងនិយាយទៅអាមួយហ្នឹងគឺសាច់កម្មមែនតើត្រូវរហូតក៏លេទៅមើលអាកត់នោះវិញនៅពេលដែលដឹងខ្លួនថាស៊ីនយន់បានចូលទៅជួយខ្លួននៅក្នុងកណ្ដាលវងបេសាច់ចឹងក៏សប្បាយអខ្លាំងមែនតើដេករនាដីឡើងពេញហ្នឹងដល់ម្នាក់ហ្នឹងបានចាត់ទុកស៊ីនយន់គឺជានិមិត្តរូបរបស់វាក៏លេទៅមើលស៊ីនយន់នៅកណ្ដាលវងបេសាច់វិញស៊ីនយន់ក៏បានធ្វើការចាត់ការទៅកាន់បេសាច់វិញនោះដែលមាត់ត្រឹមតែម្ដាយនោះទេបានដាច់ខ្លួនប៉ាត់ក៏លេទៅមើលបេក្ខជនដែលមកប្រឡងតេស្តសាកល្បងនេះវិញដោយក្នុងអំឡុងពេលហ្នឹងចង់ចេញតាណាក៏ចេញមិនកើតដែរព្រោះថាច្រកទ្វារត្រូវបានបិទអស់ហើយអញ្ចឹងគ្មានជំរឿក៏ធ្វើការទៅតាមកាតគ្នាទៅវិញទៅមកដែលជាកាតពណ៌លឿងនេះឯងហើយអ្នកដែលមកធ្វើតេស្តសាកល្បងមួយហ្នឹងអ្នកដែលអាចជាប់គឺមានត្រឹមតែម្នាក់តែប៉ុណ្ណោះដែលអាចមាននៅកាតពណ៌មាសមួយនេះនៅពេលហ្នឹងក៏មានអាកតនេះម្នាក់ដែលបានទៅតាមបាននៅកាតហ្នឹងហើយវាក៏បានសង្កត់ទៅលើកាតហ្នឹងដោយមិនឲ្យណាគេមកទៅតាមវាទៀតនោះឡើយហើយវាក៏សច្ចាថាទោះបីជាវាយវាដល់ស្លាប់ក៏វាមិនប្រឡែងកាតនេះដែរមានណានៅក្នុងពេលហ្នឹងគ្មានពីណាគេទៅខ្វល់ជាមួយនឹងកាតលឿងនោះឡើយដោយពួកគេកំពុងតែតក់ស្លុតនៅពេលដែលឃើញបេសាចជាច្រើនបានធ្លាក់មកពីខាងលើចុះមកដល់ខាងក្រោមចាត់ច្បាស់ក្បាលរបស់មនុស្សម្នាក់ចំណែកអាកតនោះវិញកំពុងតែកាន់កាតលឿងនៅកណ្ដាលវងបេសាចព្រោះវាមានការតក់ស្លុតខ្លាំងមែនតើនៅពេលដែលឃើញបេសាចច្រើនបែបនេះធ្វើឲ្យមិនត្រូវនោះទេខណៈពេលដែលបេសាចជាច្រើនកំពុងតែវាប្រហារសម្រាប់ទៅកាន់ពពួកមនុស្សនៅខាងក្រោមអាកតមួយដែលបានរៀបចំល្បិចក៏ដូចជាបានដល់លេងនៅពពួកសត្វបេសាចហ្នឹងវាក៏បានមកឈរសម្លឹងពីខាងលើដែលវាជាអ្នកធ្វើកោហើយក៏ដល់តែបន្ទោសសិញ្ជនទៀតវាក៏និយាយថាសត្វបេសាចទាំងអស់ហ្នឹងគឺមិនត្រូវដល់លេងនោះទេប៉ុន្តែក៏ដោយសារតែដើម្បីសម្រាប់ឯងក៏បានធ្វើឲ្យពពួកមនុស្សនៅខាងក្រោមហ្នឹងក៏រងទុក្ខជាមួយនឹងឯងដូចគ្នាចំនួននៃបេសាចដែលវាបានប្រឡែងហ្នឹងមានរហូតដល់33ក្បាលហើយណោះដល់សិញ្ជនក៏ដឹងខ្លួនថាវាមើលមកហើយក៏បានសម្លឹងទៅកាន់វាវិញក៏ដូចជាញញឹមដាក់វាបន្តិចផងដែរអាកតហ្នឹងឃើញហើយក៏ភ្ញាក់ផ្អើលមែនតើសិញ្ជនគឺបានឃើញវាថែមទាំងសាច់ឌឺវាទៀតដល់អញ្ចឹងអាកបអ្នកហ្នឹងវាក៏បានសាច់ច្មោះទៅកាន់សិញ្ជនជាមើលថាទៅឯងហ្នឹងរកផ្លូវកិច្ចដោយវាបានទៅជាមើលហើយនៅពេលដែលសម្រាប់ឲ្យបានសម្រេចឯងនឹងទទួលបានលុយ10លានអញ្ចឹងក៏អរគុណឯងផងដែរដល់សិញ្ជននៅខាងក្រោមក៏បានហែកដៃវិសាចមួយគប់សម្ដៅទៅកាន់វាអាកតហ្នឹងក៏ដឹងខ្លួនមុនក៏បានបិទទ្វារទាន់ហើយក៏សាច់ឌឺក៏តែខ្លួនឯងហ្នឹងរួចខ្លួនហើយប៉ុន្តែមានណាដៃហ្នឹងក៏បានឡងចូលទៅខាងក្នុងបុកវាធ្លាក់ទៅខាងក្រោមដូចគ្នាធ្លាក់មកគឺចំកណ្ដាលហ្វូងនៃបេសាចតែម្ដងហើយក៏ស្រែកសុំឲ្យសិញ្ជនជួយជីវិតខ្លួនផងហើយវាក៏សន្យាជាមួយសិញ្ជនថាបើសិនជាអាចជួយជីវិតរបស់វាបានណាវានឹងឲ្យលោកសិញ្ជនរហូតដល់10លានយ៉នណោះប៉ុន្តែសិញ្ជនបានខ្វល់ជាមួយលុយនោះទេក៏និយាយឌឺទៅកាន់វាវិញបេសាចច្រើនខ្លាំងពេកបងអើយខ្ញុំជួយមិនទាន់ហើយសិញ្ជនក៏បានរុញបេសាចមួយសម្ដៅទៅកាន់អាកតហ្នឹងហើយក៏និយាយធ្វើដូចភ្ញាក់ផ្អើលថាច្រឡំរុញបេសាចទៅកន្លែងមួយបាត់មួយមើលបន្ទាប់មកក៏បានឈោសាច់យ៉ាងសប្បាយដល់អាកតនោះវិញក៏ត្រូវបានបេសាចចាប់ហៃស៊ីតែម្ដងបន្ទាប់មកទៀតយើងក៏បានឃើញនៅបេសាចមួយក្បាលវាក៏បានដោះកតុយចេញមកដែលបេសាចនេះគឺជាបេសាចកម្រិត level 2ហើយបេសាចហ្នឹងមិនមែនមានតែមួយទេគឺមានច្រើនមែនតើហើយពួកវាក៏បានហក់ស្ទ្រុបធ្វើប្រហារទៅកាន់សិញ្ជនរឿងមួយយើងក៏បានកាត់មកមើលអាតានេះវិញអាតានេះគឺជាមេខ្លោងធំរៀបចំនៅគម្រោងប្រឡែងបេសាចជាច្រើននឹងឯងដើរបដានិយាយម្នាក់ឯងបដាថាខ្លួននឹងគឺមិនជឿនោះឡើយថាសិញ្ជនអាចសម្លាប់ពពួកសត្វបេសាចរហូតដល់30ក្បាលបាននោះហើយក៏រំពឹងទុកមុនថាខ្លួនប្រកាសជាទទួលបានលុយរហូតដល់20លានយ៉នแล้วណោះហើយអាតាហ្នឹងគឺអត់ដឹងឡើយថាកូនចៅរបស់ខ្លួននឹងបានងាប់បាត់ហើយមើលទៅកាន់អាតាហ្នឹងក៏បានដើរចូលទៅក្នុងច្រកទ្វារមួយកាន់ដល់ទឹកមកកៅចេះតែកាន់ពួកអានេះដែលបានគ្រប់គ្រងនៅក្នុងការដោះលែងបេសាចហើយក៏បានស្ដីថាពួកវាមកកាំងឯងមិនក៏ពួកឯងដេកចឹងរឿងមួយពួកឯងអត់ដឹងទេមែនថានៅពេលនេះពពួកបេសាចជាច្រើនត្រូវបានដោះលែងមិនដឹងថាទ្វារហ្នឹងកើតអីនោះទេបាន error ធ្វើឲ្យពពួកបេសាចហ្នឹងចេញទៅអស់លីងហើយដល់ពេលនេះអ្នកដែលធ្វើតេស្តសាកល្បងគឺកំពុងតែមានគ្រោះថ្នាក់ប្រឈមជាមួយនឹងបេសាចរហូតដល់30ក្បាលហើយសូម្បីតែច្រកទ្វារនៅក្នុងកន្លែងធ្វើតេស្តសាកល្បងក៏បានបិទផងដែរធ្វើឲ្យអ្នកប្រកួតនៅក្នុងហ្នឹងគឺមិនអាចរត់ចេញបាននោះឡើយអាពីរអ្នកហ្នឹងក៏បានតបទៅវិញថាខ្លួនមិនបានធ្វើខុសនោះឡើយដោយខ្លួនគឺបានដោះលែងបេសាចត្រឹមតែ2 3តែប៉ុណ្ណោះនៅក្នុងការធ្វើតេស្តសាកល្បងហើយរូបគេក៏មិនដឹងនោះឡើយថាពីណាគេជាអ្នកបើកនៃច្រកទ្វារបលែងបេសាចទៅទាំងអស់មិនតែប៉ុណ្ណោះក៏បានកាត់ផ្ដាច់នៅចរន្តអគ្គិសនីនៅកន្លែងធ្វើតេស្តសាកល្បងធ្វើឲ្យអ្នកតេស្តសាកល្បងក្នុងហ្នឹងគឺមិនអាចរត់គេចចេញទៅណាបាននោះឡើយហើយរឿងមួយទៀតដើម្បីជួសជុលនៅច្រកទ្វារទាំងអស់ហ្នឹងបានគឺចំណាយពេលរហូតដល់កន្លះម៉ោងឯណោះទើបអាចជួសជុលបានអាតាហ្នឹងបន្ទាប់ពីឮថាការជួសជុលហ្នឹងគឺត្រូវចំណាយពេលរហូតដល់30នាទីឯណោះអញ្ចឹងក៏សប្បាយចិត្តបាត់ហើយរយៈពេល30នាទីហ្នឹងគិតថាសិញ្ជនប្រកាសជាស្លាប់នៅក្រោមស្នាដៃពពួកបិសាចហើយអាតាហ្នឹងល្បិចខ្លាំងមែនទែនសម្ដែងធ្វើជាមនុស្សល្អទាំងដែលកម្រងការក្នុងការដោះលែងបិសាចទាំងអស់ហ្នឹងគឺជាស្នាដៃរបស់វាសោះអូខេគ្នាយើងចង់ដឹងថាសិញ្ជនរបស់យើងអាចបញ្ចូលតទល់ជាមួយនឹងបិសាចទាំង30ក្បាលបានឬអត់នោះចាំទស្សនានៅវីដេអូក្រោយកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងហើយនឹងចុច comment លេខខាងក្រោយបានច្រើនផងបាយមុននឹងចូលទៅក្នុងភាពបន្តគ្នាយើងកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងហើយនឹង comment លេខនៅខាងក្រោយច្រើនក៏ដូចជាចុច like លើវីដេអូនេះផងរឿងរបស់យើងក៏បានបន្តនៅពេលដែលអាតានេះបានដឹងថាការជួសជុលនៅច្រកទ្វារមានហ្នឹងគឺចំណាយពេលរហូតដល់កន្លះម៉ោងឯណោះអញ្ចឹងហើយក៏សប្បាយចិត្តខ្លាំងមែនទែនគិតថារយៈពេលកន្លះម៉ោងហ្នឹងគឺសមស្របល្មមក្នុងការកម្ចាត់សិញ្ជនទៅជាមួយសិញ្ជននៅកណ្ដាលហ្វូងបិសាចនោះវិញសិញ្ជនក៏បានធ្វើការដោះដៃម្ខាងរបស់ខ្លួនចេញហើយក៏បានអរគុណទៅកាន់អ្នកដែលចង់រៀបកម្រងក្នុងការសម្លាប់ខ្លួនព្រោះថានៅពេលនេះចរន្តអគ្គិសនីក៏ដូចជាច្រកទ្វារទាំងអស់ហ្នឹងត្រូវបានបិទកាត់ផ្ដាច់អស់លេងហើយដូច្នេះហើយសូម្បីតែកាមេរ៉ាក៏មិនមាននោះដែរដូច្នេះហើយនៅពេលនេះសិញ្ជនក៏អាចប្រើជាមួយនឹងកម្លាំងថោពរបស់ស្ដេចបិសាចបានយ៉ាងពេញលេញស្រែកប្រាប់ពួកបិសាចត្រៀមខ្លួនទៅនរកទៅពួកឯងនិយាយរួចហើយសិញ្ជនក៏បានម៉ាត់ម្ដាយចេញទៅបានធ្វើឲ្យពួកបិសាចទាំង30ក្បាលហ្នឹងខ្ទាតទៅឋានវិចារអស់លេងហើយក៏សូមជូនពរវាថាជាតិក្រោយកាត់មកកុំឲ្យសែនបិសាចគ្រប់គ្រងបែបនេះទៀតសិញ្ជនក៏សច្ចាថានឹងកញ្ចាត់ពពួកពូជបិសាចចេញពីភពផែនដីទាំងអស់ខណៈពេលហ្នឹងបេដងសិញ្ជនក៏ចាប់ដើមលូតខុសចង្វាក់ដោយសារតែសិញ្ជនបានស្រូបនៅសែនបិសាចចូលទៅក្នុងខ្លួនច្រើនខ្លាំងពេកក៏លេចទៅមើលដៃខាងឆ្វេងក៏ឃើញថាដៃរបស់ខ្លួនហ្នឹងគឺមានកម្លាំងថោពលដូចជាខ្លាំងជាងមុនក៏ដូចជាចំហាយបិសាចហ្នឹងចេញមកឡើងពេញ
ពេញណាពេញណីចឹងក៏ដឹងថាសែនស្ដាយពិសេសដែលស្ថិតនៅក្នុងខ្លួនក៏កំពុងតែមានការវិវត្តហើយស៊ីនយ៉ុនក៏នឹកឃើញការពីជីវិតមុននៅពេលដែលសែនរបស់ស្ដាយពិសេសស្ថិតនៅក្នុងខ្លួនមានការវិវត្តបែបនេះនោះវានឹងចាប់ផ្ដើមផ្ដល់សញ្ញាក៏ដូចជាចាប់ទីតាំងនៅសត្វពិសេសផ្សេងទៀតដែលស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលគ្នាហើយការវិវត្តរបស់ស៊ីនយ៉ុននៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងការវិវត្តចូលទៅក្នុងដំណាក់កាលទី3ហើយទីតាំងនៃសញ្ញារបស់ពិសេសផ្សេងមួយទៀតគឺវាស្ថិតនៅក្នុងក្រោមដីក៏លើទៅមើលពួកអាកតនេះវិញអាម្នាក់នោះវាក៏បានប្រាប់ទៅកាន់ពួក3ក្បាលហ្នឹងថាកុំចង់ទៅតាមការពណ៌លឿងចេញពីស៊ីនយ៉ុននេះសោះព្រោះថាដោយសារតែស៊ីនយ៉ុនបានជួយជីវិតរបស់ពួកយើងគ្រប់គ្នាបើសិនជាគ្មានស៊ីនយ៉ុននោះទេនោះពួកយើងប្រកាសជាងាប់ដោយសារតែពិសេសស៊ីហើយអា3ក្បាលហ្នឹងគឺមិនស្ដាប់រឡើយក៏មានគ្នាវាម្នាក់ចូលទៅទាត់ធ្វើអាម្នាក់នោះបានក្អួតចេញឈាមចេញមកហើយក៏និយាយទៅថាអារឿងកំចាត់ពិសេសហ្នឹងគឺយើងមិនបានប្រោយវាការពារយើងក៏ដូចជាកំចាត់ពពួកពិសេសហ្នឹងនោះឡើយគឺវាជាអ្នកចង់ធ្វើជីវិតរបស់ខ្លួនឯងនោះទេដូច្នេះហើយការពណ៌លឿងហ្នឹងយើងនៅទៅតាមពីវាដើម្បីជាប់នៅក្នុងការទេសាកល្បងនិយាយបែបនេះហើយក៏ដល់សម្ដៅទៅរកស៊ីនយ៉ុនគិតថាខ្លួនឯងប្រកាសជាទៅតាមតែការពណ៌ហ្នឹងបានដល់ចូលទៅដល់ក៏បានស្រែកសម្លុតស៊ីនយ៉ុនសួរថាឯងចង់អញតាមសម្រួលឬមួយក៏ឯងចង់អញប្រើកម្លាំងឃើញស៊ីនយ៉ុនមិនឆ្លើយតបបែបនេះវាក៏បានហក់ចូលទៅដើម្បីសម្បងទៅកាន់ស៊ីនយ៉ុនប៉ុន្តែខណៈពេលជាមួយគ្នាក៏មានបិសាចមួយគាត់បានផុសចេញមកពីដីស៊ីអាកតមួយនឹងទៅបានក្រោយពីឃើញអញ្ចឹងអាកតអ្នកនេះគឺតក់ស្លុតមែនតើធ្វើឲ្យមិនចេញនោះឡើយហើយនៅពេលដែលមើលចុះមើលឡើងទៅក៏ដឹងថានេះគឺជាបិសាចនេះក៏បានធ្វើការបញ្ចេញនូវសម្រៃរបស់វាបានធ្វើឲ្យអ្នកគ្រប់គ្នានៅកន្លែងហ្នឹងសឹងតែបែកក្តារជាតិទៅហើយដល់ហើយអាកតនេះក៏បាននឹកឃើញថាបិសាចនេះមួយនេះគឺធ្លាប់ចេញមកអុកលុកលើទីក្រុងម្ដងហើយដែលបានកំចាត់នៅអ្នកដែលមានថាពលពិសេសងាប់អស់ជាច្រើនអ្នកក៏ដូចជាបានបំផ្លិចបំផ្លាញទីក្រុងទាំងមូលសឹងតែខ្ទេចអស់តាំងពី10ឆ្នាំមុនឯណោះប៉ុន្តែក្នុងពេលបច្ចុប្បន្នមកប្រឈមមុខជាមួយនឹងវាតែម្ដងឃើញហើយតក់ស្លុតធ្វើឲ្យមិនចេញនោះឡើយក៏ត្រូវបានបិសាចនេះស៊ីមួយទៀតទៅបិសាចនេះមួយក្បាលនេះបានផុសចេញមកពីដីតាមរយៈសញ្ញារបស់ស៊ីនយ៉ុនហើយមុខសញ្ញារបស់វាបន្តទៀតជាស៊ីនយ៉ុននឹងឯងបន្ទាប់មកក៏ចាប់ផ្ដើមបើកការវិភាគទៅកាន់ស៊ីនយ៉ុនប៉ុន្តែស៊ីនយ៉ុនរបស់យើងគាត់ក៏បានប្រើជាមួយនឹងដៃបិសាចរបស់គាត់ទប់ទល់រងជាមួយនឹងវាតន់ស៊ីនយ៉ុនក៏និយាយក្នុងចិត្តមិនគួរណាថាពររបស់គាត់បានបង្ហាញនូវសញ្ញាបានធ្វើឲ្យស្ដេចបិសាចនេះក្បាលនេះចាប់សញ្ញាទីតាំងបានសោះធ្វើឲ្យស៊ីនយ៉ុនបានខ្ទាតទៅក្រោយយ៉ាងឆ្ងាយចំណែកដៃរបស់ស៊ីនយ៉ុនវិញក៏ចាប់ផ្ដើមហូរឈាមហើយញ៉ៃពេញហ្នឹងប៉ុន្តែអីនោះទេជាមួយនឹងថាពររបស់ស៊ីនយ៉ុនក្នុងពេលបច្ចុប្បន្នគឺអាចទប់ទល់ជាមួយនឹងនាងនឹងបានស៊ីនយ៉ុនក៏បានប្រើជាមួយថាពររបស់ខ្លួនព្យាបាលដៃរបស់ខ្លួនតាន់ពេលវេលាតែម្ដងតមកក៏បានបញ្ចេញនូវមាត់បិសាចតាមរយៈដៃរបស់ខ្លួនរឿងរបស់យើងក៏បានកាត់ទៅដល់កន្លែងឪពុកម្ដាយអ្នកគ្រប់គ្នាដែលកំពុងតែអង្គុយរងចាំកូននៅកន្លែងតែសាឡបងនេះដោយឪពុកម្ដាយខ្លះក៏សូមបន់ស្រន់ទេវតាថាសូមឲ្យកូនរបស់ខ្លួននឹងចេញមកប្រកបទៅដោយសុវត្ថិភាពក៏ដូចជាជាប់ក្នុងការតែសាឡបងអញ្ចឹងទៅចំណែកឪពុកម្ដាយអ្នកខ្លះទៀតក៏គឺត្រេកក្រោយខ្លាំងណាស់ដែលនាំកូនរបស់ខ្លួនចូលមកធ្វើតែសាឡបងដោយសារតែការតែសាឡបងហ្នឹងដូចជាយកជីវិតមកដូរអញ្ចឹងព្រោះថាត្រូវប្រកួតប្រជែងជាមួយនឹងពពួកបិសាចតម្លៃស៊ីយូដែលកំពុងតែអង្គុយចាំនៅវិញនាងក៏ឆ្ងល់ខ្លាំងមែនទែនការធ្វើតែសាឡបងហ្នឹងមិនក៏យូរខ្លាំងមែនដែរឲ្យមានបិតាគេចេញមកមួយសោះដល់អញ្ចឹងនាងក៏គិតថានៅក្នុងហ្នឹងប្រកបជាមានបញ្ហាជាជាមិនខានបន្ទាប់មកនាងក៏បានទៅសួរជាមួយនឹងអ្នកយាមសួរថានៅខាងក្នុងហ្នឹងមានបញ្ហាអីអត់ហើយតើនាងអាចចូលទៅខាងក្នុងបានអត់អ្នកយាមក៏បានតបទៅវិញទាំងខឹងថានៅខាងក្នុងគឺគ្មានបញ្ហាទេប្រាប់ឲ្យនាងទៅអង្គុយចាំនៅខាងក្រៅនោះទៅរងចាំមើលលទ្ធផលនៅពេលដែលពួកគេចេញមកប៉ុន្តែស៊ីយូនាងក៏នៅតែមិនស្ដាប់ប្រាប់ទៅកាន់អ្នកយាមថាខ្ញុំគឺមានថាពលកូរ៉ុនតេដូច្នេះខ្ញុំប្រកាសជាអាចការពារខ្លួនឯងបានសូមអនុញ្ញាតឲ្យខ្ញុំចូលទៅខាងក្នុងទៅប៉ុន្តែអ្នកយាមក៏នៅតែហាមឃាត់ហើយក៏បានស្រែកទៅកាន់នាងយ៉ាងខ្លាំងបន្ថែមទៀតដោយនាងទៅអង្គុយកន្លែងដើមវិញទៅខណៈពេលហ្នឹងក៏មានថាពលស្ដាយពិសាចនេះបានដាក់សម្ពាធទៅលើអ្នកទាំងអស់គ្នាដែលនៅកន្លែងហ្នឹងសូម្បីតែអ្នកខ្លះចង់ឈរក៏ឈរមិនចប់នោះឡើយក៏ត្រូវទៅលោតជង្គង់ចោះស៊ីយូឃើញចឹងក៏ដឹងថាខាងក្នុងប្រកាសជាមានបញ្ហាហើយក្នុងចិត្តនាងគឺបារម្ភទៅកាន់ស៊ីយុនខ្លាំងមែនទែនក៏ស្ទុះចូលទៅខាងក្នុងយ៉ាងលឿនសេរីរបស់យើងក៏បានកាត់ទៅដល់នៅកន្លែងអ្នកជួសជុលនៅប្រព័ន្ធអគ្គិសនីដើម្បីបើកនឹងច្រកទ្វារឲ្យអ្នកធ្វើតែសាឡបងចេញមកខាងក្រៅវិញដោយពេលហ្នឹងពួកគេស្វិចស្វាញខ្លាំងមែនទែនហើយក៏មានអាកតម្នាក់នេះក៏បានថាយពួកគេគ្រប់គ្នាថាជួសជុលច្រកទ្វារហ្នឹងឲ្យលឿនទៅអាកតហ្នឹងនិយាយដូចជាមនុស្សល្អអញ្ចឹងប៉ុន្តែក្នុងចិត្តរបស់វាគឺមិនចង់ឲ្យពួកគេជួសជុលច្រកទ្វារហ្នឹងបានលឿននោះឡើយតែម្នាក់ហ្នឹងទំនងជាកូនចៅរបស់អាតាកញ្ចាំម្នាក់នោះដែលរៀបបំរុងចង់សម្លាប់ស៊ីយុនហ្នឹងឯងខណៈពេលជាមួយគ្នាស៊ីយូនាងក៏បានមកដល់បន្ទប់នឹងល្មមក៏ដូចជាស្រែកប្រាប់អ្នកគ្រប់គ្នាថានាងគឺអាចជួសជុលនៅច្រកទ្វារទាំងអស់ហ្នឹងបានដោយសារតែនាងគឺមានថាពលអគ្គិសនីអាកុលមួយដែលទំនងជាមេគេហ្នឹងក៏បានស្រែកប្រាប់ថានាងទៅអង្គុយកន្លែងដើមវិញទៅបើមិនចង់ត្រូវនោះទេហើយក៏កុំអុកលោកកញ្ញាញ៉ៃសោះមាននាងឯងនឹងសម្អាងស៊ីគេចង់មកជួយពួកយើងហ្នឹងលើបែបនេះហើយនាងក៏បានណែនាំខ្លួនថានាងគឺមានឈ្មោះថាស៊ីយូដែលត្រូវជាសិស្សទៅចោះឈ្មោះចូលទៅក្នុងសាលាណាន់យូហើយរូបគេក៏មានថាពលរន្ទះផុសស្វាយក៏ដូចជាថាពលអគ្គិសនីស្ថិតនៅក្នុងខ្លួនច្រើនមែនទែនដូច្នេះហើយខ្លួនគឺអាចប្រើជាមួយថាពលទាំងអស់នេះជួសជុលនៅប្រព័ន្ធអគ្គិសនីទាំងអស់ហ្នឹងដើម្បីបើកនឹងច្រកទ្វារបានអាកតហ្នឹងក៏នៅតែមិនព្រមបានតែនាងចេញបន្តទៀតបើសិនជាមិនចង់ត្រូវទេឆាប់ចេញពីនេះលឿនទៅស៊ីយូក៏នៅតែមិនចេញក៏បានប្រើជាមួយនឹងថាពលរបស់នាងបញ្ចេញចេញមកដើម្បីជួសជុលនឹងច្រកទ្វារទាំងអស់នោះអាកតហ្នឹងឃើញថាពលរន្ទះផុសស្វាយរបស់នាងក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនេះគឺជាថាពលដ៏កម្រមួយហើយវាក៏បានលូកដៃទៅប៉ះជាមួយថាពលរបស់នាងប៉ុន្តែក៏ត្រូវបានឆក់ធ្វើឲ្យមិនកើតនោះឡើយស៊ីយូនាងក៏បន្តដំណើរដើរទៅខាងមុខទៀតដើម្បីទៅបើកនឹងច្រកទ្វាររឿងរបស់យើងក៏បានកាត់ទៅមើលការប្រយុទ្ធរបស់ស៊ីនយ៉ុនជាមួយនឹងស្ដេចបិសាចនេះឯណោះវិញស៊ីនយ៉ុនក៏បានហក់ឡើងទៅប្រយុទ្ធជាមួយនឹងវាដោយប៉ះជាមួយនឹងបន្លាស្រួចនៃរាងកាយរបស់ស្ដេចនេះប៉ុន្តែក៏ដូចជាធ្វើឲ្យមិនបាននោះឡើយបន្លានៃខ្លួនស្ដេចនេះវាក៏បានចាក់ធ្វើឲ្យដៃរបស់ស៊ីនយ៉ុនឲ្យយះឡើងប្រវែងណាស់ហើយប៉ុន្តែអីទេស៊ីនយ៉ុនក៏អាចព្យាបាលដៃរបស់ខ្លួនត្រឡប់មកដូចដើមវិញបន្ទាប់មកក៏ចាប់ផ្ដើមរកនៅពីវិធីសាស្ត្រក្នុងការកម្ចាត់ស្ដេចនេះហើយរូបគេក៏សរឱកាសត្រឹមតែពីរដងទៀតតែប៉ុណ្ណោះបើសិនជាស្ដេចនេះត្រូវវាបហាចំទៀតនោះស៊ីនយ៉ុននឹងមិនអាចវិវត្តចូលទៅក្នុងដំណាក់កាលទី3បាននោះឡើយកំពុងតែគិតសឹកសោកស្ដេចនេះក៏បានវាបហាទៅកាន់ស៊ីនយ៉ុនប៉ុន្តែស៊ីនយ៉ុនក៏បានកិច្ចផុតហើយក៏ធ្វើការវិបកទៅកាន់ស្ដេចនេះវិញដោយប្រើជាមួយនឹងខ្សែអ្វីម្យ៉ាងចេញមកពីដៃរបស់ខ្លួនទ្រង់ព័ទ្ធជាមួយនឹងស្ដេចនេះក៏ដូចជាបានឡើងទៅទុំជាមួយនឹងសកាស្បែករបស់ស្ដេចនេះហើយក៏ចង់ចាប់ហែកសាច់របស់ស្ដេចនេះប៉ុន្តែមិនអាចហែកបាននោះឡើយដោយសការបស់វាពិតជាក្រាស់ខ្លាំងមែនទែនចំណែកបន្លានៃរាងកាយរបស់វាគឺអាចបញ្ចេញបានគ្រប់ទីកន្លែងតែម្ដងហើយក៏បានចាក់ទម្លុះដៃរបស់ស៊ីនយ៉ុនម្ដងទៀតប៉ុន្តែរឿងរបស់យើងក៏បានកាន់តែមើលកន្លែងស៊ីយូឯណោះវិញខណៈពេលនេះអាកតនេះក៏បានសម្លឹងទៅកាន់ស៊ីយូខ្សែភ្នែកគឺមិនធម្មតានោះឡើយក្នុងចិត្តក៏សរសើរទៅកាន់ស៊ីយូផងដែរដោយស៊ីយូនាងគឺមានសែន 95% ក៏ដូចជាមានជាមួយនឹងថាពលក្រនតែពណ៌ស្វាយដូច្នេះក៏ពិបាកនៅក្នុងការហាមឃាត់នាងខ្លាំងមែនទែនចំណែកថាពលក្រនតែរបស់នាងដែលកំពុងតែសរសៃពេញនឹងដើម្បីជួសជុលនឹងច្រកទ្វារដែលធ្វើឲ្យអ្នកគ្រប់គ្នាដែលនៅជុំវិញនឹងឆក់ឡើងពេញណាពេញដីដល់អញ្ចឹងពួកគេក៏បានបាញ់គ្រាប់កាភ្លើងសម្ដៅទៅកាន់នាងគ្រាប់កាភ្លើងជាច្រើនបានហោះសម្ដៅទៅនាងប៉ុន្តែអីទេនាងក៏បានប្រើថាពលរបស់នាងគ្រប់គ្រងទៅលើទឹកដៅដែល
ក្រោកកំភ្លើងនៅទាំងអស់បញ្ជីវាបាញ់ខុសវិញស៊ីយូក៏រៀងភ្ញាក់ផ្អើលជាមួយថាវពលរបស់ខ្លួនផងដែរដែលអាចបញ្ជានៅដែនម៉ាញ៉េទិកបានដឹងបែបនេះហើយនាងក៏បានប្រើថាវពលស្រូបយកនៅទូរស័ព្ទរបស់ពួកគេគឺដូចជាកំភ្លើងអីហ្នឹងយកទៅកវែងចោលនៅក្រោយអស់លេងសេរីរបស់យើងក៏បានកាត់មកដល់ខាងនេះវិញដែលក្នុងអំឡុងពេលហ្នឹងពួកគេក៏ទទួលបាននូវសម្ពាធស្រេចវិស័យនេះផងដែរដែលបានធ្វើឲ្យពួកអស់ហ្នឹងគឺមានការជឿចាប់ឡើងពេញណាពេញណីបន្តមកទៀតអាតាកចាំអ្នកហ្នឹងវាក៏បាននិយាយជាមួយនឹងអាពីក្បាលនោះថាជួសជុលនៅច្រកទ្វារនឹងឲ្យលឿនទៅខាងក្នុងពួកគាត់ជាមានបញ្ហាប៉ះពាល់ទៅដល់អ្នកធ្វើតែសាក់លបងហើយចំណែកក្នុងចិត្តរបស់វាក៏សប្បាយចិត្តខ្លាំងមែនទែនគិតថាស៊ីនយុនគឺកំពុងតែងាប់បាត់ហើយមិនតែប៉ុណ្ណោះវាក៏គិតថាច្រកទ្វារទាំងអស់ហ្នឹងគឺមិនទាន់ជួសជុលហើយនោះទេប៉ុន្តែគ្មានទេនៅក្នុងអំឡុងពេលហ្នឹងច្រកទ្វារគឺទទួលបានថាពលអគ្គិសនីគ្រប់គ្រាន់ហើយពីក្បាលនេះក៏បានធ្វើការចុចនៅកងតាបញ្ជានៅបើកទ្វារនឹងមកនៅពេលដែលបានបើកច្រកទ្វារហើយពួកគេក៏បានឃើញជាមួយនឹងស្ដេចនាគឡើងកំប៉ុណ្ណាណីក៏ធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែស៊ីយូក៏ភ្ញាក់ផ្អើលផងដែរហើយកន្លងមកថាស្ដេចនាគមួយនេះគឺជាស្ដេចនាគធ្លាប់បង្ហាញខ្លួនកាលរយៈពេល10ឆ្នាំមុនហើយក្នុងពេលបច្ចុប្បន្នវាបានបង្ហាញខ្លួនជាម្ដងទៀតហើយពួកគេគឺភ័យខ្លាំងមែនទែនមិនតែប៉ុណ្ណោះឥទ្ធិពលនៃស្ដេចនាគមួយក្បាលនេះវាបានធ្វើឲ្យមានការរញ្ជួយដីបណ្ដាទីក្រុងទាំងមូលត្រូវបានផ្ដាច់ប្រព័ន្ធអគ្គិសនីទូទាំងក្រុងសិទ្ធិរបស់យើងក៏បានកាត់ទៅដល់កន្លែងខាងថ្នាក់លើនេះវិញដល់ពួកគេក៏បានរាយការណ៍ទៅកាន់ថ្នាក់លើមកតង់ទៀតដែលត្រូវជាប្រធាននៃសាលាណានយួរស្ដីប្រាប់ពីបញ្ហាទាំងអស់ដែលកំពុងតែកើតមានឡើងមានតាំងពីការរញ្ជួយដីក៏ដូចជាបញ្ហាប្រព័ន្ធអគ្គិសនីទាំងអស់ត្រូវបានផ្ដាច់ហើយរូបនាងក៏មិនដឹងច្បាស់នោះឡើយថាកំពុងតែមានរឿងអ្វីកើតឡើងនៅក្នុងកន្លែងការធ្វើតេស្តសាឡបងដឹងត្រឹមថានៅពេលនេះដូចជាមានសម្ពាធអ្វីខុសប្រក្រតីលំបែមិនដឹងនោះទេប្រធាននៃសាលាណានយួរក៏បានតបទៅកាន់នាងវិញថាត្រូវតែតាមដានរឿងនេះឲ្យដល់មែនទែនសិទ្ធិរឿងក៏បានកាត់ទៅមើលការប្រយុទ្ធរបស់ស៊ីនជុនជាមួយនឹងស្ដេចនាគនោះវិញដោយសារតែបានជំនួយពីថាមពលក្រនតែរបស់ស៊ីយូធ្វើស៊ីនជុនមានឱកាសក្នុងការវាយរំដោះខ្លួនចេញពីស្ដេចនាគស៊ីនជុនក៏បានប្រើជាមួយថាមពលអណ្ដាតភ្លើងពណ៌ខៀវរបស់ខ្លួនដូរបំឡុយទៅកាន់ស្ដេចនាគហើយក៏បានរំដោះខ្លួនចេញមកបានមិនទាន់ចប់នោះទេស៊ីនជុនក៏នៅតែតស៊ូជាមួយនឹងស្ដេចនាគដោយឡែកអតាកញ្ចាស់ដែលកំពុងតែសន្លឹងមើលពីខាងលើនេះវិញវាក៏មាននៅកំណត់មួយដែលឃើញថាស៊ីនជុនកំពុងតែរវល់ទប់ទល់ជាមួយនឹងស្ដេចនាគវាក៏ចង់ចុះទៅខាងក្រោមដើម្បីឆ្លៀតឱកាសសម្រាប់ស៊ីនជុនចោលដល់អញ្ចឹងវាក៏បានស្រែកប្រាប់អ្នកទាំងពីរដែលនៅខាងក្រោយខ្នងរបស់វាឲ្យត្រូវវិធីសាស្ត្រក្នុងការកម្ចាត់ស្ដេចនាគដើម្បីការពារអ្នកធ្វើតែសាក់លបងដែលនៅមានជីវិតលេទៅមើលស៊ីនជុនវិញនៅពេលនេះក៏កំពុងតែទប់ទល់ជាមួយនឹងស្ដេចនាគក៏ដូចជា3 CU រត់គេចផងដែរ CU ដោយសារតែនាងបានប្រើប្រាស់ថាវពលរបស់នាងច្រើនលើសលប់ខ្លាំងពេកទៅបណ្ដានាងអស់កម្លាំងធ្វើឲ្យនាងស្លាប់បាត់ទៅខណៈពេលដែលកំពុងតែរត់នឹងដៃរបស់ស៊ីនជុនក៏ចាប់ដើមឡើងពលឺទៅជាពណ៌ក្រហមវិញស៊ីនជុនក៏មើលដឹងថាដៃរបស់ខ្លួននៅពេលនេះគឺកំពុងតែវិវត្តចូលទៅក្នុងកម្រិតទី3ចិត្តបានចុះជ័យហើយស្របពេលជាមួយគ្នាគឺមានការវិភាហាមួយសម្រាប់ទៅកាន់ស៊ីនជុនប៉ុន្តែអីទេស៊ីនជុនក៏បានចាប់ជាប់ក៏ដូចជាបានច្បាច់វាលាខ្សលផងដែរដោយការវិភាហាមួយហ្នឹងគឺបានចេញមកពីអតាកញ្ចាំម្នាក់នេះឯងក្រោយពីឃើញបែបហ្នឹងហើយអតាកញ្ចាំម្នាក់ហ្នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយកន្លងមកថាក្នុងមួយជីវិតរបស់វាគឺមិនដែលឃើញថាវពលអ្វីចម្លែកបែបនេះនោះទេបន្តមកទៀតវាក៏បន្តគោលដៅរបស់វាទៀតដោយចង់សម្លាប់ស៊ីនជុនប្រើជាមួយថាវពលរបស់ខ្លួនបំលែងនៅកុកមួយនោះខ្លាចទៅជាអាវុធរបស់វាបញ្ជានៅថាវពលរបស់ខ្លួនចាក់សម្ដៅទៅកាន់ស៊ីនជុនប៉ុន្តែស៊ីនជុនក៏បានយកដៃរបស់ខ្លួនទប់ទល់ជាមួយថាវពលទាំងអស់ហ្នឹងទាន់ហើយតែម្នាក់ហ្នឹងក៏ព្យាយាមប្រើនៅកម្លាំងរបស់ខ្លួនសឹងតែអស់ពីខ្លួនហើយប៉ុន្តែក៏នៅតែមិនអាចចាក់ទម្លុះដៃរបស់ស៊ីនជុនបានហើយវាក៏ស្រែកសួរថាតើនេះគឺជាថាវពលសន្តិគេវយមួយក៏ថាវពលរបស់យើងមិនអាចចាក់ទម្លុះដៃរបស់ឲ្យបានសោះអញ្ចឹងក្រោយពីឃើញសមត្ថភាពដ៏ខ្លាំងរបស់ស៊ីនជុនបែបនេះហើយទើបវាក៏បានហៅស៊ីនជុនថាជាអាបិសាចដោយឡែកស៊ីនជុនក៏បានប្រើនៅថាវពលអណ្ដាតភ្លើងពណ៌ខៀវរបស់ខ្លួនដូចបំឡោតនៅអាវុធថាវពលរបស់អតាកញ្ចានោះតិចហើយក៏ពលុះដៃរបស់ខ្លួនយ៉ាងវែងវាយខ្ទប់អាប៉ែនោះទៅនឹងដីប៉ុន្តែសំណាងល្អខ្លាំងមែនទែនអតាកញ្ចាម្នាក់ហ្នឹងវាក៏បានគេចផុតវាក៏ស្រែកហៅថាស៊ីនជុនគឺជាបិសាចបន្តមកទៀតវាក៏រនឹកវិធីសាស្ត្រក្នុងការកម្ចាត់ស៊ីនជុនដោយប្រើជាមួយនឹងថាវពលរបស់វាបង្កើតទៅជាសៀលមួយដើម្បីការពារខ្លួនដោយវាក៏គិតក្នុងចិត្តថាថាវពលសៀលរបស់វាបែបនេះស៊ីនជុនគឺមិនអាចបំបែកបាននោះឡើយហើយវាធ្វើបែបនេះគឺដើម្បីពជាពេលដើម្បីឲ្យស៊ីនជុនអស់នៅថាវពលនៅក្នុងខ្លួននេះចឹងទៅក្រេកទៅមើលស៊ីនជុននៅវិញកំណត់ដៃបិសាចរបស់ខ្លួននៅពេលនេះក៏កំពុងតែវិវត្តខ្លួនចូលទៅក្នុងដំណាក់កាលទី3បានយ៉ាងសម្រេចស៊ីនជុនក៏មិននឹកស្មានដល់នោះឡើយថាការវិវត្តចូលទៅក្នុងកម្រិតទី3វាសាហាវខ្លាំងបែបនេះចំណែកទឹកមុខរបស់ស៊ីនជុនមើលទៅគឺកំណាញ់ខ្លាំងមែនទែនជាមួយនឹងកែវភ្នែកពណ៌ខៀវដោះនៅសរសៃប្រព័ន្ធបិសាចទៅលើផ្ទៃមុខក៏វាមិនដៃចេញទៅត្រឹមតែបន្តិចនោះទេបានធ្វើឲ្យសៀលរបស់តាកញ្ចានោះបែកយ៉ាងតិចក៏ដូចជាវាបានខ្ទាតទៅក្រោយហូរឈាមរាំងឡាឡាក្នុងចិត្តរបស់វាក៏មិននឹកស្មានដល់នោះឡើយថាស៊ីនជុនខ្លាំងបែបនេះដល់ពេលដំបូងឡើយចោះមកគេថាអាចកម្ចាត់ស៊ីនជុនត្រឹមតែ2 3នាទីប៉ុន្តែនៅពេលនេះបែរជាខ្ចប់របស់ស៊ីនជុនទៅវិញប៉ុន្តែតាកញ្ចាម្នាក់នេះគេនៅតែសម្ដីលយមិនប្រមាណខ្លួនមែនក៏បោះសម្ដីទៅកាន់ស៊ីនជុនថាយើងនឹងប្រើថាវពលរបស់យើងចុងក្រោយបំផុតសម្រាប់ឯងនៅពេលនេះប៉ុន្តែមិនតន់នឹងវាយចេញទៅផងស៊ីយូនាងក៏បានឆក់អាតាមម្នាក់ហ្នឹងបានធ្វើឲ្យវាកម្រើកតារាមិនកើតនោះឡើយដល់ឡែកស៊ីនជុនក៏បានបង្ហើយវាចុងក្រោយដែលបានប្រើជាមួយនឹងកណ្ដាប់ដៃស្ដាច់បិសាចរបស់ខ្លួនវាយប្រហារទៅកាន់វាធ្វើវាបញ្ញាច់ទៅនឹងដីឬសូត្រតែច្រចហើយអូខេរឿងរបស់យើងក៏បញ្ចប់ត្រឹមនេះសិនចាំជួបគ្នានៅវីដេអូក្រោយបើចង់ឲ្យខ្ញុំចេញរឿងលឿនអីចឹងទីយើងកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងហើយនឹង comment លេងនៅខាងក្រោមទាំងអស់គ្នាក៏ដូចជាចុច Like ឲ្យបានច្រើនផងបន្តពីភាពមុនទៅពេលដែល CU បានឆក់ទៅកាន់អតាកចាំដាក់នឹងដល់ឡែកស៊ីនយុនបានប្រើជាមួយនឹងដៃបិសាចរបស់ខ្លួនឡើងក៏ប៉ុណ្ណាដីសង្កត់បញ្ញាអតានឹងខ្ទប់ទៅនឹងដីដោយសារឃើញដៃរបស់ខ្លួនមានថាវពលខ្លាំងបែបនេះស៊ីនយុនខ្លាចថាខ្លួនឯងគ្រប់គ្រងខ្លួនឯងលេងបានចឹងណាដោយសារតែថាវពលបិសាចកាន់តែខ្លាំងនោះនឹងធ្វើឲ្យស៊ីនយុនប្រែខ្លាចខ្លួនខ្លាចជាបិសាចក៏ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយដល់អញ្ចឹងក៏បានប្រាប់ CU ឲ្យនាងរកកន្លែងរត់គេចខ្លួនទៅ CU នាងគឺមិនព្រមចេញនោះឡើយថែមទាំងទៅតោងដៃរបស់ស៊ីនយុនហើយនិយាយទៅកាន់ស៊ីនយុនថាទោះបីជាបែបណាក៏ដោយខ្ញុំនៅតែស្ម័គ្រស្លាប់ជាមួយនឹងលោកចំណេចស្របពេលជាមួយគ្នាអ្នកនៅមើលការខុសត្រូវនៅកន្លែងហ្នឹងគឺបានបញ្ជូននៅទាហានរបស់ពួកគេកាន់នៅកំភ្លើងដើម្បីមកការពារសសដែលនៅរស់ប៉ុន្តែក៏ដូចជាអត់ប្រយោជន៍យកទៅមែនទែនស្រ័យបិសាចនេះបានក្បត់ពួកគេមួយកន្ទុយដែលបានធ្វើឲ្យពួកគេទាំងអស់គ្នានឹងគឺបានខ្ទាតឡើងពេញណាពេញណីចំណែកអ្នកផ្សេងទៀតក្រោយពីឃើញចឹងគឺភ័យខ្លាចយកទៅមែនទែនដូច្នេះហើយក៏សម្រេចចិត្តដកខ្លួនចេញប៉ុន្តែក៏ដូចជាមិនទៅណាបាននោះឡើយដោយស្រ័យនេះក៏បានប្រើជាមួយនឹងអំណាចថាពលរបស់វាដាក់សម្ពាធទៅកាន់អ្នកគ្រប់គ្នាដែលធ្វើឲ្យអ្នកគ្រប់គ្នាឈោឆ្កឹងមួយកន្លែងសូម្បីតែចង់ឈោក៏ឈោមិនកាន់ដែរគឺត្រូវទៅលុតចង្កងចោស្រ័យបិសាចនេះវាបានបើកមាត់របស់វាត្រៀមនឹងស៊ីទៅកាន់ពួកគេហើយស្រាប់តែពេលហ្នឹងក៏មាននារីម្នាក់ដែលនេះគឺមានអាវុធនៅក្នុងដៃចេះតែមួយឆ្វាច់បានជួយទៅកាន់ពួកគេក៏ដូចជាបានកាត់នៅក្បាលនេះបានដាច់ជាពីរផងដែរប៉ុន្តែស្រ័យបិសាចនេះគឺខ្លាំងមែនទែនតែក្បាលប៉ុណ្្នឹងហើយគឺវាមិនងាប់នោះទេបានតបចប់នៅក្បាលរបស់វាចូលទៅក្នុងខ្លួនរបស់វាវិញយើងក៏មកស្គាល់ឈ្មោះនាងដែលនាងគឺមានឈ្មោះថាខ្វាន់
យួរនាងគឺជាអ្នកប្រយុទ្ធដែលមានកម្រិតផ្កាយ4និង91%នៃសាររបស់នាងហើយនាងក៏បានប្រាប់ពួកគេថានាំអ្នកដែលមានជីវិតចាក់ចេញពីទីកន្លែងនេះអស់ទុកឲ្យនាងប្រឈមមុខកំចាត់បិសាចមួយនេះតែម្នាក់ឯងបិសាចក៏ចាប់បានបើកការវិភាគដែលបានហាមាត់ឡើងក៏ប៉ុណ្ណាណីរៀបនឹងចាត់ការទៅកាន់នាងទៅហើយហើយលឺបើយើងក៏បានកាត់ទៅមើលស៊ីយូជាមួយស៊ីនយុនដល់វិញស៊ីយូនាងក៏បានសួរទៅកាន់ស៊ីនយុនសួរថាដៃរបស់ស៊ីនយុននឹងអាចប្រែមកធម្មតាដោយមនុស្សធម្មតាទូទៅវិញបានអត់ស៊ីយូនក៏បានប្រាប់ទៅវិញថាបានប៉ុន្តែវាត្រូវចំណាយពេលរៀងយូរគួរសមដឹងបែបនេះនាងក៏បានប្រាប់ស៊ីនយុនចូលទៅលាក់ខ្លួនសិនទៅចាំពេលដែលដៃរបស់ស៊ីនយុនប្រែមកធម្មតាវិញចាំចេញមកក្រៅបើមិនចឹងនោះទេនៅពេលដែលអ្នកផ្សេងឃើញថាស៊ីនយុនមានសារវិសាចបែបនេះគេប្រកាសជាសម្រាប់ស៊ីនយុនចោលហើយបន្តមកស៊ីយូនាងក៏បានរត់ទៅរកឲ្យគេជួយធ្វើដូចជានាងនឹងគឺជាមនុស្សអន់អីចឹងទៅក្លេកមកស៊ីនយុនវិញនៅពេលនេះស៊ីនយុនបានវិវត្តខ្លួនចូលទៅក្នុងកម្រិតទី3ហើយដែលបានធ្វើឲ្យដៃរបស់ស៊ីនយុនប្រែទៅជាពណ៌ខ្មៅរួមផ្សំជាមួយនឹងបន្លាឡើងពីពេញដៃស៊ីនយុនក៏មានអារម្មណ៍ដឹងខ្លួនផងដែរថាខ្លួនគឺមានរាងកាយខ្លាំងជាងមុនក៏ដូចជាកម្លាំងថាមពលនឹងក៏ខ្លាំងជាងមុនផងដែរនោះក៏ដោយសារតែសែន 1% ដែលស្ថិតនៅក្នុងខ្លួនរបស់គាត់វាគឺបាន awaken ហើយជាស្ដែងទៅស៊ីនយុនគឺមានសែនពីរប្រភេទនៅក្នុងរាងកាយដែលមួយគឺជាសែន 1% ដែលជាសែនដ៏ខ្សោយបំផុតដូចជាមនុស្សដែលមានថាមពលវិសេសទូទៅអញ្ចឹងគ្រាន់តែថាសែនរបស់គាត់ខ្សោយអញ្ចឹងទៅចំណែកសែនមួយទៀតដែលស្ថិតនៅក្នុងរាងកាយរបស់គាត់គឺជាសែនរបស់ស្រេចបិសាចឬបើយើងក៏បានកាន់មកខាងនេះវិញយើងក៏បានឃើញអ្នកដែលមានថាមពលពិសេសគឺបានជួយទៅកាន់សិស្សគ្រប់គ្នាដូចជាអ្នកផ្សេងទៀតដែលនៅមានជីវិតអញ្ចឹងណាហើយនៅកន្លែងហ្នឹងក៏មាន CU ផងដែរស្របពេលជាមួយគ្នាយើងក៏បានលើកសលេងអ្វីមួយយ៉ាងក៏បានធ្វើឲ្យអ្នកគ្រប់គ្នាដែលនៅកន្លែងហ្នឹងក៏រៀងភ័យខ្លួនបន្តិចផងដែរខ្លាចថានោះគឺជាសលេងបិសាចដល់បែបនេះពួកគេក៏បានដើរទៅតាមសំឡេងហ្នឹងតែ CU ក៏ភ័យខ្លួនមែនតើខ្លាចថាពួកគេរកឃើញស៊ីនយុននៅក្នុងរឿងជាបិសាចអញ្ចឹងទៅក៏បារម្ភខ្លាចថាគេនឹងកំចាត់ស៊ីនយុនអញ្ចឹងទៅប៉ុន្តែអត់អីទេនៅពេលដែលគេទៅអើទៅតាមសំឡេងហ្នឹងក៏បានឃើញថានោះគឺជាស៊ីនយុននោះទេហើយនៅពេលនេះស៊ីនយុនក៏បានប្រែខ្លួនខ្លាចជាមនុស្សធម្មតាវិញហើយក្រោយមកអបិមេក្រុមនេះក៏បានទៅប្រាប់ទៅខាងថ្នាក់លើដែលត្រូវជាប្រធានដែលបានប្រាប់ទៅកាន់ពួកគេថានៅពេលនេះក៏បានរកឃើញសិស្សដែលនៅរស់រានមានជីវិតគឺមានចំនួន5នាក់នៅពេលនេះពួកគេគឺនៅតំបន់សុខភាពហើយក៏เลยទៅមើលស៊ីនយុនក៏បានប្រាប់ទៅកាន់ស៊ីយូថានៅពេលនេះរាងកាយរបស់គាត់គឺត្រូវបានជាសះស្បើយអស់ហើយបន្ទាប់មកក៏គិតក្នុងចិត្តអំពីរាងកាយថ្មីរបស់ខ្លួនដោយការវិវត្តចូលទៅក្នុងកម្រិតទី3បែបនេះធ្វើឲ្យឆ្អឹងរបស់ស៊ីនយុនប្រែពីពណ៌សទៅជាពណ៌ខ្មៅក៏ដូចជាមានថាមពលនឹងក៏ខ្លាំងជាងមុនផងដែរទោះបីជាថាមពលនិងសមត្ថភាពរបស់ស៊ីនយុនបានកើនឡើងបែបនេះក៏ដោយក៏ស៊ីនយុនដឹងខ្លួនឯងផងដែរថាខ្លួនឯងគឺមិនអាចកំចាត់នៅស្រ័យវិស័យនេះបានឡើយក៏เลยទៅមើលជជែកខ្វាន់យូរណាស់វិញដែលនាងក៏បានប្រើនៅអាវុធរបស់នាងហក់ចូលទៅវាបហាទៅកាន់ស្រ័យវិស័យនេះដែលបានធ្វើស្រ័យវិស័យនេះបានដាច់ក្បាលជាច្រើនកំណាត់ហើយស្រ័យវិស័យនេះក៏បានងាប់បាត់ទៅបន្ទាប់ពីនោះទោះឲ្យប្រពន្ធយើងគាត់ក៏បាននិយាយពីវិស័យជាច្រើនដែលស្ថិតនៅក្រោមដីដែលមនុស្សភាគច្រើនមិនអាចស្វែងយល់បាននោះឡើយហើយក៏មិនដែលដឹងថែមទៀតថាមានពពួកវិស័យជាច្រើនដែលកំពុងតែស្ថិតនៅខាងក្រោមជើងរបស់ពួកគេគឺនៅក្នុងដីនឹងឯងដោយវិស័យទាំងអស់នោះគឺសុទ្ធតែខ្លាំងនិងសាហាវទាំងអស់មិនមែនដូចជាវិស័យទូទៅដោយអាចអចាយនោះឡើយគឺសុទ្ធសឹងតែជាវិស័យដែលមានកម្រិតខ្ពស់ទាំងអស់ស៊ីនយុនក៏សច្ចាថានឹងធ្វើការកម្ចាត់នៅពពួកវិស័យទាំងអស់ដើម្បីការពារពិភពលោកឲ្យតទៅបានទោះបីជាលះបង់ជីវិតរបស់ខ្លួនក៏ស៊ីនយុនព្រមផងដែរបន្ទាប់មករឿងរបស់យើងក៏បានកម្មដល់នៅក្នុងអំឡុងពេលដែលពួកគេបានដើរចាក់ចេញពីសាលានៅទាំងអស់គ្នាដោយការធ្វើតេស្តសាឡបងនៅពេលហ្នឹងគឺបានចប់ហើយកំពុងតែដើរសោកស៊ីយូនេះក៏បានសួរទៅកាន់ស៊ីនយុនសួរថាស៊ីនយុនហ្នឹងមានបានលួចមើលស្រីស្អាតផ្សេងៗអត់ស៊ីនយុនក៏បានតបទៅវិញថាគ្មានស្រីណាដែលស្អាតជាងស៊ីយូនោះឡើយចូលមកដល់រឿងសាច់ការវិញស៊ីនយុនក៏បានប្រាប់ទៅកាន់ស៊ីយូថានៅក្នុងរយៈពេល1ឆ្នាំទៀតពពួកវិស័យប្រកាសជាមានការវិវត្តខ្លាំងជាងមុនជាមិនខានដូច្នេះហើយពួកយើងក៏ដូចជាស៊ីយូហ្នឹងគឺត្រូវតែវិវត្តខ្លួនចូលទៅក្នុងកម្រិតផ្កាយ5បន្តទៅបានដើម្បីជួយសង្គ្រោះនឹងការពីពិភពលោកស៊ីយូក៏សួរទៅកាន់ស៊ីនយុនថាចុះអ្នកដែលមានថាមពលពិសេសបច្ចុប្បន្នមិនអាចតបតល់ជាមួយនឹងវិស័យក្នុងរយៈពេល1ឆ្នាំទៀតបានទេមែនស៊ីនយុនក៏បានតបប្រាប់នាងវិញថានៅក្នុងរយៈពេល1ឆ្នាំទៀតនោះនាងនឹងដឹងដល់ខ្លួនឯងហើយស៊ីនយុនក៏ណែនាំទៅកាន់ស៊ីយូថាខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងទៅនៅក្នុងរយៈពេល3ខែទៀតគឺត្រូវតែឡើងចូលទៅក្នុងកម្រិតផ្កាយ3ឲ្យបានស៊ីយូក៏បានសន្យាជាមួយនឹងស៊ីនយុនថានាងនឹងធ្វើឲ្យបានដើម្បីជួយសង្គ្រោះពិភពលោកកំពុងតែដើរសោកក៏មានអ្វីក្បាលនោះបានស្រែកហៅឈ្មោះរបស់ស៊ីនយុនដោយពួកវានឹងគឺពិតជាអរគុណស៊ីនយុនខ្លាំងមែនទែនដែលបានជួយសង្គ្រោះជីវិតរបស់ពួកវាបើសិនជាមិនមានស៊ីនយុននោះទេនោះពួកវានឹងក្លាយទៅជាចំណីរបស់បិសាចហើយលើពីនោះទៅទៀតខាងសាលាណាន់យួរក៏បានអនុញ្ញាតឲ្យពួកគេទាំងអស់គ្នាដែលនៅរស់រានមានជីវិតចេញពីការតែសាឡបងនឹងជាប់ចូលទៅក្នុងសាលាណាន់យួរទាំងអស់បន្តមកពួកគេទាំង3ក្បាលនឹងក៏បានអោនគោរពនិងអរគុណទៅកាន់ស៊ីនយុនយ៉ាងខ្លាំងស៊ីយូដែលនៅខាងក្រោយនេះវិញនាងក៏លួចសរសើរទៅកាន់ស៊ីនយុនផងដែរដល់ឡែកពួក3ក្បាលនោះក៏បានសួរទៅកាន់ស៊ីនយុនសួរថាចែចែមួយដែលនៅខាងក្រោយស៊ីនយុននឹងគឺជាពីណាគេស៊ីនយុនក៏បានប្រាប់ទៅថានាងគឺមានឈ្មោះថាស៊ីយូពួកគេគ្រាន់តែដឹងថានាងគឺមានឈ្មោះថាស៊ីយូភ្លាមពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏លន់មកថាស៊ីយូនឹងគឺជាមនុស្សម្នាក់ដែលល្បីនិងមានសមត្ថភាពខ្លាំងមែនទែននៅក្នុងសាលាគឺនាងមានសែន 95% នៃថាមពលគ្រុនតែរបស់នាងដែលនេះគឺជាកម្រិតសែនមួយដែលសាហាវអស្ចារ្យខ្លាំងណាស់នៅក្នុងប្រវត្តិសាស្ត្រតែម្ដងដែលវាគឺសាហាវលើសលប់ខ្លាំងជាងគេយ៉ាងឯងតែម្ដងណាហើយក៏ជាហេតុដែលធ្វើឲ្យឈ្មោះរបស់នាងល្បីវាពេញសាលាអាម្នាក់នោះក៏បានសរសើរថាគូស្នេហ៍ល្អចែចែនោះក៏ខ្លាំងលបងប្រុសឯងក៏ខ្លាំងអញ្ចឹងគឺសមគ្នាខ្លាំងណាស់លើបែបនេះហើយស៊ីនយុននិងស៊ីយូគឺមានការកៀងឡើងខ្លាំងហើយក៏បានប្រកែកទៅកាន់ពួកគេថាមិនបានមានទំនាក់ទំនងជាមួយគ្នាទេអាក្បាលខៀវណាវិញវាក៏បាននិយាយទៅកាន់ស៊ីនយុនហើយជាមួយនឹងស៊ីយូលបងមុនពេលដែលយើងបានចូលមកក្នុងសាលានេះបានយ៉ាងពេញលេញបែបនេះពួកយើងក៏បានឆ្លងកាត់ឧបសគ្គជាមួយគ្នាជាច្រើនដោយក្នុងនោះឧបសគ្គដែលយើងបានឆ្លងកាត់តាំងពីការចោះឈ្មោះចូលរៀនដំបូងតាំងពីការប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចក្នុងរយៈពេល3ម៉ោងហើយក៏ជួបជាមួយនឹងបិសាចនេះដ៏សែនធំទៀតផងនិយាយរួមទៅរឿងទាំងអស់ហ្នឹងយើងបានឆ្លងកាត់មួយគ្នាច្រើនខ្លាំងណាស់ហើយបើតាមខ្ញុំដឹងនៅពេលដែលយើងបានជាប់ឈ្មោះចូលក្នុងសាលាណាន់យួរនៅក្នុងកម្រិតឆ្នាំទី1បែបនេះនោះខាងសាលានឹងឲ្យពួកយើងចាប់រកគ្នាបង្កើតជាក្រុមមួយអញ្ចឹងហើយសរុបនៃខ្លីទៅតែខ្ញុំអាចសុំបងឯងចូលរួមក្រុមមួយគ្នាបានអត់អាគាត់នោះដែលមានការដឹងគុណទៅកាន់ស៊ីនយុនយ៉ាងខ្លាំងវាក៏បានស្រែកសម្លុតទៅកាន់មួយដឹងសិនដីគេពួកយើងគ្រាន់តែជាសិស្សដែលមានសមត្ថភាពការតែប៉ុណ្ណោះហើយការដែលយើងបានជាប់នៅក្នុងការតេស្តសាឡបងនេះក៏ដោយសារតែបងស៊ីនយុនបានជួយផងដែរអញ្ចឹងហើយពួកយើងគឺមិនស័ក្តិសមក្នុងការចូលរួមក្រុមជាមួយនឹងបងស៊ីនយុននោះទេចូលទៅដល់ទៅដៃទៅជើងគាត់នោះទេហើយពួកពីក្បាលហ្នឹងក៏បានចាប់ដើមឆ្លោះប្រកែកគ្នាអញ្ចឹងទៅស៊ីនយុនដែលឃើញបែបហ្នឹងក៏បានចូលព្រមឲ្យពួកវានឹងចូលក្រុមជាមួយនឹងខ្លួនហើយស៊ីនយុនក៏បានប្រកាន់ជាមួយនឹងសមត្ថភាពរបស់វាខ្លាំងឬខ្សោយឯដែរសង្ឃានបំផុតឲ្យតែមានចិត្តស្មោះសរជាមួយនឹងគ្នានៅក្នុងមិត្តរួមក្រុមទៅបានហើយពួកប្រមាណក្បាលហ្នឹងក៏សប្បាយចិត្តខ្លាំងមែនទែនព្រោះថាបានចូលរួម
រួមក្រុមជាមួយនឹងអ្នកខ្លាំងហើយការចូលរៀននៅសាលាហ្នឹងគឺត្រូវប្រកួតប្រជែងគ្នាជាក្រុមបន្តមកទៀតរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលពួកគេបានដើរចូលទៅក្នុងថ្នាក់ជាលើកដំបូងដែលពួកគេទាំងអស់គ្នាហ្នឹងគឺសុទ្ធតែជាសិស្សនៅឆ្នាំទី1ទាំងអស់គ្រាន់តែចូលទៅដល់ក្នុងព្រាមពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារបន្ទប់ថ្នាក់ហ្នឹងគឺធំខ្លាំងណាស់ចំណែកលោកគ្រូនៅវិញក៏បានណែនាំខ្លួនថាខ្លួនគឺមានឈ្មោះថា Fuliang ហើយក៏បានប្រាប់ទៅកាន់សិស្សគ្រប់គ្នាថាខ្លួនគឺនឹងបង្រៀនសិស្សគ្រប់គ្នាក្នុងរយៈពេល1ឆ្នាំហើយបើឆ្នាំក្រោយទៀតក៏មិនដឹងថាអាចនឹងជួបគ្នានឹងបរិញ្ញាបត្រទៀតដែរហើយក៏និយាយពីការតេស្តសាកល្បងដែលពួកគេបានឆ្លងកាត់សិស្សណាដែលបានចេញពីការតេស្តសាកល្បងហើយនៅតែមិនអាចដាក់កម្រិតថាវពលរបស់ខ្លួនបានទៀតនោះគាត់នឹងបណ្ដឹងចេញពីថ្នាក់ក៏ដូចជាចេញពីសាលាមិនឲ្យរៀនទៀតនោះឡើយហើយក៏សួរសិស្សគ្រប់គ្នាសួរថាណាគេខ្លះដែលមានសែនក្រោម 50% សិស្សដែលមានក្រោម 50% ក៏បានលើកដៃអ្នកខ្លះក៏មាន41អ្នកខ្លះក៏មាន39អ្នកខ្លះក៏មាន38អីចឹងទៅហើយគ្រូក៏និយាយបន្តទៀតអាសិស្សខ្សោយដែលមានសែនក្រោម 50% បើនៅក្នុងរយៈពេល1ឆ្នាំការរៀនជាមួយនឹងគ្រូមិនមានការដាក់ថាវពលអ្វីនោះទេនោះគាត់នឹងបណ្ដឹងចេញពីថ្នាក់នឹងមិនឲ្យចូលរៀនទៀតនោះឡើយសិស្សផ្សេងៗទៀតក្រោយពីឮចឹងក៏បានសាយចង្អុលទៅកាន់អាគាត់នឹងតែម្ដងលោកគ្រូក៏និយាយបន្តទៀតនៅក្នុងថ្នាក់មួយនេះក៏មានសិស្សស្រីម្នាក់ដែលនាងគឺមានសែនសាហាវខ្លាំងមែនទែនគឺ 95% សែននេះគឺជាសែនដ៏សាហាវជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយសិស្សគ្រប់គ្នាដែលបានឮចឹងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាដាក់ភ្នែកស្រឡឹងទៅកាន់ CU គ្រប់គ្នាហើយនៅក្នុងថ្នាក់ហ្នឹងក៏មានសែនដ៏ខ្សោយបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរគឺមានសែនត្រឹមតែ 1% តែប៉ុណ្ណោះហើយសែនត្រឹមតែ 1% អញ្ចឹងក៏មិនខុសពីមនុស្សធម្មតានោះឡើយនិយាយបែបនេះហើយគាត់ក៏បានហៅនៅសិស្សម្នាក់ហ្នឹងឲ្យក្រោកឈរឡើងសិស្សគ្រប់គ្នាឮចឹងហើយក៏ឆ្ងល់ខ្លាំងណាស់អាណាគេដែលមានសែនខ្សោយអញ្ចឹងស៊ីញ៉ុនក៏បានក្រោកឈរឡើងសើចប្រាប់គ្រប់គ្នាថាខ្ញុំនេះហើយគឺជាអ្នកដែលមានសែន 1% ហើយរូគេក៏បានដាស់នៅកម្រិតថាវពលរួចហើយដែលជាថាវពលលោហៈធាតុអាគាត់មួយដែលនៅខាងក្រោយសឹងតែមិនជឿនឹងភ្នែកនោះឡើយថាស៊ីញ៉ុនគឺមានសែនដ៏ខ្សោយបំផុតលោកគ្រូក៏បានលើបែបហ្នឹងហើយក៏បានហៅស៊ីញ៉ុនឲ្យឡើងទៅឈរនៅខាងលើបន្ទាប់មកលោកគ្រូក៏បានបញ្យល់អំពីថាវពលទាំងអស់នៅក្នុងចក្រវាឡទាំងមូលដែលថាវពលទាំងអស់ហ្នឹងគឺមានថាវពលទៅទៅមួយឈើទឹកភ្លើងដីទឹកកកខ្យល់ហើយនឹងផ្គររន្ទះក៏ដូចជាអំណាចផ្លូវចិត្តជាដើមហើយថាវពលទាំងអស់ហ្នឹងខ្លាំងខ្សោយគឺអាស្រ័យទៅលើភាគរយនៃសែនរបស់យើងទាំងអស់និយាយបែបនេះហើយគាត់ក៏ចង់ធ្វើតេស្តទៅកាន់ស៊ីញ៉ុនក៏បានកាន់ដៃដ៏ធំមួយកាច់បំលែងវាដល់តូចបោះឲ្យទៅកាន់ស៊ីញ៉ុនធ្វើតេស្តវាដោយឲ្យស៊ីញ៉ុនហ្នឹងបំលែងវាទៅជាលោហៈធាតុហើយក៏បាននិយាយប្រាប់ទៅកាន់សិស្សគ្រប់គ្នាអ្នកណាក៏ដោយឲ្យតែមានសែនលើពី 90% សុទ្ធតែមានថាវពលខ្លាំងទាំងអស់ហើយសែនគឺដើរតួនាទីយ៉ាងសំខាន់ខ្លាំងមែនទែនដែលបានកំណត់នៅកម្រិតថាវពលរបស់ពួកគេពីណាគេដែលមានសែនភាគរយកាន់តែខ្ពស់នោះកាន់តែខ្លាំងជាឧទាហរណ៍ជាក់ស្ដែងដូចជា CU អញ្ចឹងនាងក៏មានសែន 95% នៃថាវពលកូរ៉ុនតេរបស់នាងដែលជាហេតុដែលធ្វើឲ្យនាងគឺមានចំនួនវ៉ុលនៅក្នុងខ្លួនច្រើនខ្លាំងណាស់ដែលមានថាវពលអគ្គិសនីលើសពី 3000 វ៉ុលទៅទៀតបន្តមកក៏និយាយអំពីអ្នកប្រយុទ្ធកម្រិតផ្កាយ4ដែលនាងគឺជាខ្វាន់យួរដែលបានសម្លាប់នៅស្រែកពិសាចនេះហើយនាងក៏មានសែន 91% ជាហេតុដែលធ្វើឲ្យថាវពលរបស់នាងសាហាវជាខ្លាំងចំណែកប្រភពមនុស្សដែលមានសែនដល់ 100% នោះពួកគេនឹងស្ថិតនៅក្នុងកម្រិតព្រះហើយតាំងពីកើតមកគាត់គឺមិនដែលឃើញនោះឡើយអ្នកដែលមានសែនស្ថិតនៅក្នុងកម្រិតក្រោម 20% ទើបតែឃើញមួយនេះទេគឺជាស៊ីនជុននឹងឯងកំពុងតែនិយាយណែនាំសោកស៊ីនជុនក៏បានហៅឈ្មោះរបស់គ្រូលោកគ្រូក៏គិតថាស៊ីនជុនកំពុងតែហៅឲ្យខ្លួនជួយប៉ុន្តែមានណាស៊ីនជុនក៏បានបង្ហាញយកដៃមួយនោះដែលស៊ីនជុននៅពេលនេះបានបំលែងវាទៅជាលោហៈធាតុបានសម្រេចហើយលោកគ្រូក្រោយពីឃើញចឹងភ្ញាក់ផ្អើលយកទៅមែនទែនមិនដឹកស្មានដល់ឡើយថាស៊ីនជុនគឺជាមនុស្សដែលមានទេពកោសល្យដល់ថ្នាក់នេះបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់ស៊ីនជុនថាលោកគ្រូនឹងបង្រៀនឯងអំពីភាពខុសគ្នារវាងសែន 1% ជាមួយនឹង 80% របស់គាត់វិញហើយក៏បញ្ចេញនូវថាវពលរបស់ខ្លួនសម្ដៅទៅកាន់ដែកនៅក្នុងដៃរបស់ស៊ីនជុនសិស្សគ្រប់គ្នាឃើញបែបនេះហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងគិតថាថាវពលនឹងអស្ចារ្យអញ្ចឹងទៅណាស៊ីនជុនក៏បាននឹកឃើញកាលពីជីវិតមុនក៏បានចាំថាអាគ្រូម្នាក់ហ្នឹងឯងដែលបានងាប់នៅក្រោមស្នាដៃរបស់ខ្លួននៅក្នុងរូបរាងជាស្រេចវិសាចហើយក៏សម្លឹងទៅផ្ទៃមុខរបស់លោកគ្រូក៏ឃើញថាលោកគ្រូម្នាក់ហ្នឹងដូចជាប្រឹងយ៉ាងខ្លាំងហើយក៏បាច់ញើសឡើងកប៉ុនប៉ុនក្រពោតហើយការខិតខំរបស់លោកគ្រូទៅលើដៃរបស់ស៊ីនជុនហ្នឹងគឺគ្មានឥទ្ធិពលអ្វីទាំងអស់ដល់អញ្ចឹងក៏បានធ្វើឲ្យសិស្សគ្រប់គ្នាឃើញថាសែនត្រឹមតែ 1% ក៏មិនអាចមើលស្រាប់បាននោះឡើយហើយសែនត្រឹមតែ 1% ហ្នឹងក៏មិនអាចកំណត់អំពីថាវពលពិតប្រាកដរបស់ស៊ីនជុននោះឡើយដោយថាវពលរបស់គាត់មិនមានឥទ្ធិពលអ្វីទៅលើដៃរបស់ស៊ីនជុនបែបនេះទើបគាត់ក៏សន្និដ្ឋានថាស៊ីនជុនប្រកាសជាមានអាចកម្បាំងផ្សេងទៀតអូខេរឿងរបស់យើងស្លេះត្រឹមហ្នឹងសិនចាំចុច Sub នៅក្នុង Channel ថ្មីរបស់ខ្ញុំផងទាំងអស់គ្នាបើចង់ខ្ញុំជិះវីដេអូលឿនអញ្ចឹងគឺយើងកុំភ្លេចចុច Sub ឲ្យច្រើនផងក៏ដូចចុច Like និង Comment ឲ្យច្រើនផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់ការចេញភាពបន្តរឿងរបស់យើងនៅក្នុងភាគនេះលោកគ្រូក៏បានធ្វើការបញ្ចេញថាវពលរបស់គាត់ដាក់សម្ពាធទៅលើដៃរបស់ស៊ីនជុនហើយលោកគ្រូម្នាក់ហ្នឹងគឺខំប្រឹងខ្លាំងមែនទែនបែកញើសឡើងកប៉ុនប៉ុនក្រពោតប៉ុន្តែក៏គ្មានឥទ្ធិពលអ្វីទៅលើស៊ីនជុនទាំងអស់ស៊ីនជុនដែលឃើញបែបនេះខ្លាចថាគេដឹងអាចកម្បាំងរបស់ខ្លួនដូច្នេះហើយក៏សុខចិត្តធ្វើជាចាញ់ហើយក៏ខ្ទាតប៉ាងទៅក្រោយស្រែកប្រាប់លោកគ្រូថាខ្ញុំគឺចាញ់ហើយលោកគ្រូខ្ញុំមិនអាចទប់ទល់ជាមួយនឹងថាវពលរបស់លោកគ្រូបាននោះទេអំឡុងពេលដែលស៊ីនជុនគឺខ្ទាតទៅក្រោយលោកគ្រូក៏ដឹងក្នុងចិត្តថាស៊ីនជុនគឺធ្វើជាចាញ់ទេសិស្សដែលនៅខាងក្រោយក៏បានមើលងាយទៅកាន់ថាវពលរបស់ស៊ីនជុនដែលមានសែនត្រឹមតែ 1% ប្រៀបដូចជាមនុស្សធម្មតាដោយឡែកលោកគ្រូម្នាក់នេះក៏បានគិតក្នុងចិត្តថាស៊ីនជុនប្រកាសជាមានអាចកម្បាំងលាក់បាំងខ្លួនចិត្តជាមិនខានប៉ុន្តែក៏សរសើរស៊ីនជុនផងដែរថាស៊ីនជុនគឺជាមនុស្សដែលមានទេពកោសល្យបន្តមកក៏ងាកទៅនិយាយជាមួយនឹងសិស្សគ្រប់គ្នាចាប់ពីថ្ងៃនេះតទៅការហ្វឹកហាត់របស់ពួកគេគឺស្ថិតទៅលើការដឹកនាំរបស់សាលាហើយតើពួកឯងត្រៀមខ្លួនហើយឬនៅក្នុងចំណោមសិស្សទាំងអស់ក៏មានសិស្សម្នាក់ក៏បាននិយាយថាខ្ញុំគឺបានត្រៀមខ្លួនរួចរាល់ហើយក៏សួរផ្សេងៗទៅកាន់ស៊ីនជុនសួរថាស៊ីនជុននឹងគឺត្រៀមខ្លួនហើយឬនៅដល់ចេញពីតុហើយក៏និយាយថាស៊ីនជុនគឺជាមនុស្សដែលមានអំណួតមានសែនត្រឹមតែ 1% ប៉ុន្តែដូចជាមានអំណួតដល់ហើយអាក្អូនស៊ីនជុនតាមទៅហើយហ្នឹងខំប្រឹងប្រកាសជាមិនធម្មតានោះទេទ្រាំតែអាចឲ្យវឹកខិននៅថាវពលសែន 1% របស់ឯងហ្នឹងហើយគាត់នឹងក៏បានណែនាំឈ្មោះរបស់ខ្លួនហើយរូគេហ្នឹងគឺមានឈ្មោះថាស៊ូសៀងដែលមានសែនពិសេស 85% បន្ទាប់មកគាត់ហ្នឹងក៏បានចូលទៅចង់កំពុះស៊ីនជុនចូលជាមួយនឹងបកសម្ព័ន្ធក្រុមរបស់ពួកវាហើយក៏ណែនាំបកសម្ព័ន្ធក្រុមរបស់វាដែលមានសែនចាប់ពី 60% ឡើងទៅមនុស្សគ្រប់គ្នាសុទ្ធតែមិនខ្សោយនោះទេប៉ុន្តែក្នុងចិត្តរបស់វាគឺមិនចង់បានស៊ីនជុននោះទេគឺវាចង់បាន CU ដោយសារតែ CU គឺមានសែនសមត្ថភាព 99% ហើយបើសិនជាវាអូសទាញស៊ីនជុនចូលបាននោះ CU មិនស្រីរបស់ស៊ីនជុនប្រកាសជាចូលដែរហើយប៉ុន្តែស៊ីនជុនគឺមិនព្រមចូលក្រុមជាមួយនឹងវានោះឡើយហើយក៏មិនចាប់ដៃជាមួយនឹងវាថែមទៀតផងដល់អញ្ចឹងក្នុងចិត្តរបស់វាក៏បានមើលងាយស៊ីនជុនថាស៊ីនជុនគឺជាមនុស្សសម្រាមដែលពឹងផ្អែកទៅលើសមត្ថភាពរបស់មនុស្សស្រី
ក្នុងចិត្តអាកតនឹងខឹងខ្លាំងមែនទែនដើរបកទៅវិញស្រេចដេកទៅកាន់ស៊ីនយុនមនុស្សសម្រាមចាប់នៅក្នុងការតេស្តសាឡបងចូលទៅក្នុងសាលាណានយូក៏ដោយសារតែស៊ីយូជួយក៏មិនឯងគ្មានវាសនាក្នុងការដើរចូលក្នុងសាលាណានយូនោះឡើយប៉ុន្តែស៊ីនយុនគឺអត់ខ្វល់នោះទេក៏និយាយដូចទៅកាន់វាវិញក៏បានធ្វើវាគឺឆេះដុំបរោយអាកតនោះវិញក៏គុំស៊ីនយុនទុកហើយនឹងសងសឹកស៊ីនយុននៅពេលណាមួយលោកគ្រូនោះវិញចាប់ផ្ដើមប្រកាសប្រាប់ទៅសិស្សគ្រប់គ្នាថាបន្តិចទៀតពួកគេនឹងមានការប្រកួតប្រជែងគ្នាដោយការប្រកួតគឺបែងចែកជាក្រុមហើយត្រូវតែប្រយុទ្ធតតាំងគ្នាដោយប្រើសមត្ថភាពរៀងៗខ្លួនដើម្បីទៅតាមយកនៅកាត់នៅលើដៃរបស់គាត់នឹងបន្ទាប់ពីនិយាយលក្ខខណ្ឌនៃការប្រកួតហើយគាត់ក៏បានប្រកល់កាត់ឲ្យទៅកាន់ស៊ីនយុនហើយនឹងសិស្សគ្រប់គ្នាចំណែកទីតាំងនៃការប្រកួតវិញគឺប្រកួតគ្នានៅក្នុងព្រៃដែលស្ថិតនៅខាងក្រោយសាលាហើយការប្រកួតក៏ត្រូវបានចាប់ផ្ដើមកលេចជាមួយក្រុមរបស់ស៊ីនយុនគឺមានគ្នាចំនួន4នាក់ខណៈពេលហ្នឹងអាកតវ៉ាខៀវនោះវាក៏ចង់ចាក់ចេញពីក្រុមរបស់ស៊ីនយុនដោយលើកហេតុផលថាស៊ីនយុនគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពត្រឹមតែ41%តែប៉ុណ្ណោះដូច្នេះហើយខ្លាចថាក្រុមរបស់ខ្លួនគឺត្រូវចាញ់គេអញ្ចឹងហើយវាក៏ចង់ទៅរកក្រុមណាដែលខ្លាំងជាងក្រុមរបស់ស៊ីនយុនអញ្ចឹងទៅដែលមាន40%ខ្ពស់ជាងហ្នឹងអាកតមួយដែលស្មោះត្រង់ជាមួយស៊ីនយុនឬបែបនេះហើយវាក៏ខឹងខ្លាំងមែនទែនដោយសារតែអាកវ៉ាខៀវនឹងគឺមិនស្មោះត្រង់ជាមួយនឹងក្រុមស៊ីយូឃើញពួកគេឆ្លោះគ្នាបែបនេះក៏បានហាមឃាត់ពួកគេហើយក៏បានប្រាប់អាកវ៉ាខៀវនោះទៅណាក៏ទៅក្លែងមកខាងនេះវិញយើងក៏បានឃើញពួកអភិបាលនេះក៏ពិភាក្សាគ្នារៀបចំគម្រោងក្នុងការវិភាគកាន់ស៊ីនយុនដើម្បីតាមយកនៅការលើដៃរបស់ស៊ីនយុនដោយពួកអភិបាលហ្នឹងគឺមើងងាយស៊ីនយុនខ្លាំងមែនទែនឃើញថាស៊ីនយុនគឺមានភាគរយសែនត្រឹមតែ1%បែបនេះទៅវាក៏គិតថាការវាយប្រហារទៅកាន់ស៊ីនយុនទៅតាមយកនៅកាតមួយហ្នឹងគឺវាងាយស្រួលខ្លាំងណាស់ក្លែងមកខាងនេះវិញយើងក៏ឃើញនារីម្នាក់ដែលកំពុងតែរត់គេចពីការវាយប្រហាររបស់នរណាម្នាក់ដោយរត់ហត់ខ្លាំងពេកក៏សារ៉ានៅខាងក្រោយដើមឈើសិនហើយក៏គិតថាអាម្នាក់នោះប្រកាសជាតាមមិនតនោះទេប៉ុន្តែគ្មានទេអាគាត់ហ្នឹងក៏បានតាមនាងតន់ហើយក៏បាននិយាយទៅកាន់នាងចង់រត់ទៅណាសើសាច់និយាយបែបនេះហើយវាក៏បានប្រោនៅថាពលទឹករបស់វារំពាត់ទៅកាន់រាងកាយរបស់នាងទាំងមូលព្រោះនាងគឺមិនអាចតដៃជាមួយនឹងអាគាត់នឹងបាននោះទេហើយការប្រយុទ្ធលើកហ្នឹងអាគាត់នឹងក៏បានឈ្នះនាងក៏ដូចជាបានទៅតាមយកនៅការចេញពីនាងបានមិនត្រឹមតែប៉ុណ្្នឹងនោះទេអាគាត់នឹងក៏បានប្រើថាពលទឹករបស់ខ្លួនទៅវាយប្រហារអ្នកផ្សេងៗដទៃទៀតហើយយើងក៏ឃើញថាគ្មានពីណាគេត្រូវជាដៃគូវានោះឡើយខណៈពេលជាមួយគ្នាអាប៉ែហ្វុងស៊ីក៏បានដើរចូលមកអាម្នាក់ហ្នឹងគឺត្រូវជាក្មួយរបស់នាយកសាលានឹងឯងដែលគ្រាន់តែចូលមកដល់ភ្លាមវាក៏បានស្រែកមើលងាយទៅកាន់អាម្នាក់ហ្នឹងដែលថាអាម្នាក់ហ្នឹងគឺអាចយកឈ្នះបានត្រឹមតែអ្នកដែលមានសមត្ថភាពខ្សោយៗតែប៉ុណ្ណោះបើសិនជាប៉ះរូគេវិញណាឲ្យស្បៃហ្មងបន្ទាប់ពីលឺបែបនេះហើយអាគាត់នេះក៏បាននិយាយឌឺដងទៅវិញបណ្ដាលក្នុងពេលហ្នឹងអាគាត់នោះក៏ខឹងចាប់ដើមប្រើជាមួយថាពលភ្លើងរបស់វាប្រហារទៅកាន់អាប៉ែថាពលទឹកនឹងតែម្ដងឃើញបែបនេះក៏បញ្ចេញនូវថាពលទឹករបស់ខ្លួនវាបកទៅវិញប៉ុន្តែថាពលទឹកហ្នឹងគឺគ្មានគីឡូជាមួយថាពលភ្លើងនោះទេនៅពេលដែលប៉ះជាមួយថាពលភ្លើងទៅក៏ត្រូវលេខខ្សលបាត់បន្ទាប់ពីឃើញបែបនេះហើយបើកភ្នែកលឹកកំប៉ុនប៉ុណ្ណាណីនឹកស្មានមិនដល់នោះឡើយថាពលទឹករបស់ខ្លួនបែរជាចាញ់ថាពលភ្លើងទៅវិញក៏លេចក៏មើលកន្លែងស៊ីនយុនវិញនៅក្នុងគណៈពេលនេះក៏មានអាកតនោះម្នាក់បានហៅស៊ីនយុនថាជាអាសម្រាមបន្ទាប់មកក៏ហក់ទៅវាប្រហារទៅកាន់ស៊ីនយុនដាក់ទៅម្ដាយស៊ីនយុនក៏បានទប់ជាប់ត្រូវស៊ីនយុនចាប់បែបនេះធ្វើវាគឺឈឺខ្លាំងមែនទែនក្នុងចិត្តក៏សួរខ្លួនឯងថាស្អីគេអាហ្នឹងមិនកម្លាំងដៃរបស់មនុស្សដែលមានសែនត្រឹមតែ1%ក៏លេចមកមើលអាគ្រូម្នាក់នេះវិញនៅក្នុងចិត្តរបស់អាកតហ្នឹងដូចជាកំពុងតែមានកម្រងអ្វីមិនដឹងនោះទេគ្រាន់តែថាសាច់រឿងអត់បានប្រាប់លេចក៏មើលកន្លែងស៊ីនយុនវិញអាកតម្នាក់នោះដែលជាប់នៅក្នុងដៃរបស់ស៊ីនយុនវាក៏បានស្រែកហៅគ្នាបើវាផ្សេងទៀតដើម្បីមកជួយគ្នារបស់ពួកអាកតហ្នឹងចូលមកគឺអត់បានការនោះទេចូលមកគឺត្រូវបានស៊ីនយុនចាប់ទាំងអស់ចំណែកស៊ីយូជាអ្នកប្រើថាពលរន្ទះឆក់ទៅកាន់ពួកអាកតហ្នឹងធ្វើឲ្យពួកវាគឺមិនអាចកម្រើកបាននោះទេហើយស៊ីនយុនរបស់យើងគឺមិនទទួលរងនឹងថាពលឆក់របស់នេះនោះទេដោយសារតែស៊ីនយុនគឺមានថាពលអំណាចស្ដេចវិសាចនៅក្នុងខ្លួនស៊ីនយុនក៏សួរស៊ីយូសួរថាពេលណាទៅដោះលែងពួកគេស៊ីយូនេះក៏បានតបទៅវិញថាគឺមិនទាន់ដល់ពេលដោះលែងនោះទេដោយសារតែនៅសល់គ្នារបស់វាផ្សេងទៀតប៉ុន្តែដោយសារតែចាំយូរពេកអត់ឃើញគ្នារបស់ពួកអាកតហ្នឹងមកជួយអញ្ចឹងនាងក៏បានប្រើថាពលរន្ទះរបស់នាងទៅតាមរយៈខ្យល់ដើម្បីតាមដានមើលថាពួកគេនឹងនៅណាហើយក៏បានឃើញពួកគេគឺកំពុងតែវាយប្រហារគ្នាដោយប្រើថាពលទឹកនិងប្រើថាពលភ្លើងដោយឃើញគ្នារបស់ពួកអាកតហ្នឹងផ្សេងទៀតកំពុងតែប្រយុទ្ធគ្នានៅកណ្ដាលព្រៃឆ្ងាយខ្លាំងពេកស៊ីយូនិងស៊ីនយុនក៏សម្រេចចិត្តដោះលែងវាប៉ុន្តែក៏បានទៅតាមយកនៅការចូលរួមប្រកួតចេញពីពួកអាកតទាំងអស់ហើយស៊ីនយុនក៏បាននិយាយប្រាប់ទៅកាន់ស៊ីយូថារូគេនឹងទៅតាមយកនៅការទាំងអស់ហ្នឹងចេញពីអ្នកដែលចូលរួមក្នុងការប្រកួតនេះតទៅអស់លេខទៅមើលអាប៉ែស៊ូសៀវនោះវិញដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងអាប៉ែហ្វុងស៊ីនៅពេលនេះថាពលទឹករបស់អាកតហ្នឹងគឺមិនអាចទប់ទល់ជាមួយថាពលភ្លើងបាននោះទេហើយក៏លុតជង្គង់ចុះខ្ទប់ទៅនឹងដីចំណែកក្នុងចិត្តរបស់អាប៉ែស៊ូសៀវហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនហើយសម្ដីក៏នៅតែថ្លោះទៀតដល់អញ្ចឹងអាប៉ែហ្វុងស៊ីក៏បានមាត់មួយកដាប់ដៃភ្លើងទៅបន្ថែមទៀតមាត់សាប់យោហើយបន្ទាប់មកក៏ចាប់ប្រើនៅអំណាចដៃភ្លើងចាប់ទីអាកតហ្នឹងហោះឡើងទៅលើចាំមើលថាអីនឹងអាចទ្រាំជាមួយថាពលភ្លើងរបស់យើងបានប្រហែលនាទីក្នុងចិត្តរបស់អាកតហ្នឹងវិញគឺខឹងចិត្តខ្លាំងមែនទែនដែលមិនអាចតទល់ទប់ទល់ជាមួយនឹងអាប៉ែហ្វុងស៊ីបានបន្ទាប់ពីនោះអាប៉ែហ្វុងស៊ីក៏បានប្រឡែងអាប៉ែស៊ូសៀវចេញពីដៃទម្លាក់ចោះទៅនឹងដីហើយក៏ចាប់ដើមនិយាយអូសទាញអាប៉ែស៊ូសៀវឲ្យចូលបាក់សម្ព័ន្ធជាមួយនឹងរូគេចូលជាមួយនឹងបាក់សម្ព័ន្ធរបស់ពួកយើងនោះឯងប្រកាសជាទទួលបាននូវគុណសម្បត្តិជាច្រើនព្រោះថាគ្រួសារតកូហ្វុងរបស់យើងគឺពេញចិត្តនឹងចូលចិត្តមនុស្សដែលមានសមត្ថភាពដូចជាឯងណាហើយក៏លោកដៃចូលទៅចាប់ដៃជាមួយនឹងអាប៉ែស៊ូសៀវក៏បានចូលព្រមនៅក្នុងការចូលរួមជាមួយនឹងបាក់សម្ព័ន្ធជាមួយនឹងអាកតនឹងផងដែរប៉ុន្តែមិនទាន់នឹងបានចាប់ដៃជាមួយនឹងគ្នាផងស៊ីយូនាងក៏បានឃើញតាន់ក៏ដូចជាបានប្រើជាមួយថាពលរន្ទះរបស់នាងបាញ់ពីចម្ងាយទៅតែម្ដងអំណាចនៃថាពលរន្ទះរបស់នាងគឺសាហាវខ្លាំងមែនទែនក៏បណ្ដាលឲ្យអាប៉ែស៊ូសៀវបានឆក់បាកាច់ដេកនៅនឹងកន្លែងតែម្ដងចំណែកអាប៉ែហ្វុងស៊ីឃើញបែបនេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយថាពលរន្ទះដ៏សាហាវបែបនេះក្រុមរបស់ស៊ីនយុនក៏បានដើរចូលទៅដើម្បីកម្ចាត់ទៅកាន់អាប៉ែហ្វុងស៊ីម្នាក់ទៀតព្រោះថាការប្រកួតនឹងគឺបានកម្ចាត់អស់ហើយនៅសល់តែអាប៉ែហ្វុងស៊ីមួយទេកំឡុងពេលដែលដើរសម្ដៅទៅរកអាប៉ែហ្វុងស៊ីហ្នឹងស៊ីនយុនក៏បានប្រាប់ពួកគេទាំងពីរថាដើរប្រមូលការទាំងអស់ហ្នឹងមកចំណែកអាប៉ែហ្វុងស៊ីតើរូគេជាអ្នកដោះស្រាយពេលដែលដើរទៅដល់ស៊ីយូនេះក៏បានស្រ័យ5ទៅកាន់អាកតហ្នឹងថារូគេក៏បានគិតម្ដងទៀតហើយគឺនៅតែមិនចង់ចូលរួមក្រុមជាមួយនឹងអាប៉ែហ្នឹងទៅដែរអាប៉ែហ្វុងស៊ីក៏បានឆ្លើយតបទៅកាន់ស៊ីយូវិញថាមិនអីទេទោះបីជាមិនចូលក៏មិនអីដែរខ្ញុំគោរពទៅតាមការសម្រេចចិត្តរបស់នាងប៉ុន្តែនាងគឺគួរតែសម្រេចចិត្តសាជាថ្មីម្ដងទៀតហើយរូគេក៏បានប្រើជាមួយថាពលបាត់ដៃលើរបស់ខ្លួនមាត់សម្ដៅទៅកាន់ស៊ីយូតែម្ដងប៉ុន្តែស៊ីនយុនក៏ស្ម័គ្រចិត្តចូលទៅការពារនាងនៅពេលដែលកំតាប់ដៃភ្លើងមកដល់ស៊ីនយុនក៏បានបញ្ឆោតវាដោយប្រើជាមួយល្បឿនដ៏លឿនរបស់ខ្លួនកិច្ចពីថាពលភ្លើងនេះយ៉ាងលឿនហើយក៏ស្ទុះទៅដល់ចំពោះមុខអាប៉ែហ្វុងស៊ីតែម្ដងហើយនិយាយឌឺវាទៀតសួរថាមានតែប៉ុណ្្នឹងទេមែនឬហើយខឹងមែនតើអាប៉ែហ្វុងស៊ីក៏បានប្រើជាមួយថាពលភ្លើងរបស់ខ្លួនបញ្ចេញនៅកណ្ដាប់ដៃទាំងពីរសងខាងមកហើយក៏ចាប់កដោបស៊ីនយុនចូល
ចូលទៅក្នុងដៃអាប៉ែស៊ូស៊ីវដែលកំពុងទៅដេកនៅខាងក្រោយក៏បានដាស់តឿនទៅកាន់អាប៉ែហ្វុងស៊ីថាឯងគឺប្រើថាពលរបស់ឯងលើលុបពេកហើយថាពលរបស់ឯងគឺអាចសម្លាប់ពួកគេបានណាប៉ុន្តែគ្មានទេស៊ីនយុនក៏បានវាយបំបាច់ដៃភ្លើងនឹងចេញមកឃើញបែបនេះអាប៉ែស៊ូស៊ីវដែលកំពុងទៅដេកខាងក្រោយភ្ញាក់ផ្អើលមែនទែនស្អីគេនេះមែនគឺជាមនុស្សដែលមានអំណាចថាពលសែនត្រឹមតែ 1% ក្នុងការប្រកួតអន្តរវិញអាប៉ែហ្វុងស៊ីក៏បាននិយាយថាគួរចាប់អារម្មណ៍បន្ទាប់មកអាកតនឹងក៏បានប្រើជាមួយថាពលភ្លើងរបស់ខ្លួនបង្កើតបានជាដៃជាច្រើនបានរុំព័ទ្ធទៅកាន់ស៊ីនយុនប៉ុន្តែក៏នៅតែមិនអាចធ្វើអ្វីទៅលើស៊ីនយុនបានដែរស៊ីនយុនបានកាន់ជាមួយនឹងដៃតូចមួយដែលស៊ីនយុនបានបំលែងវានៅក្នុងថ្នាក់នោះឯងទូកាប់នៅដៃភ្លើងទាំងអស់ហ្នឹងបានយ៉ាងតិចទីអស់លីងហើយក៏បានចុះមកដល់ខាងក្រោមអាប៉ែហ្វុងស៊ីឃើញហើយភ្ញាក់ផ្អើលខ្លាំងមែនទែនបើកភ្នែកឡើងក៏ប៉ុណ្ណាណីស៊ីនយុនមានសែនត្រឹមតែ 1% ប៉ុន្តែបែរទៅជាអាចបំផ្លាញនៅថាពលបាត់ដៃភ្លើងរបស់អាកតនឹងបានយ៉ាងងាយទៅវិញពិតជាមិនគួរឲ្យជឿនោះទេបន្ទាប់មកអាកតនឹងក៏ចាប់ដើមគិតចង់ប្រើជាមួយនឹងថាពលរបស់ខ្លួនទាំងអស់វាប្រហារទៅកាន់ស៊ីនយុនដើម្បីឲ្យស៊ីនយុនទទួលរងនឹងថាពលដ៏ខ្លាំងបែបនោះហើយនឹងធ្វើឲ្យស៊ីនយុនប្រែក្លាយទៅជាមនុស្សឈួតប៉ុន្តែអាប៉ែហ្វុងស៊ីគឺមិនអាចប្រើថាពលបន្តទៀតបាននោះឡើយដោយសារតែអាប៉ែនឹងគឺបានប្រើថាពលអស់ចេញពីរាងកាយបាត់ទៅហើយបន្ទាប់មកក៏ចាប់ដើមគិតអំពីសមត្ថភាពរបស់ស៊ីនយុនដែលនៅស្មានមិនដល់នោះឡើយមនុស្សដែលមានសែនត្រឹមតែ 1% បែបនេះបែរជាអាចប្រយុទ្ធឈ្នះខ្ញុំដែលមានសែន 90% ទៅវិញហើយបើតាមសមត្ថភាពរបស់ខ្ញុំបច្ចុប្បន្នគឺស្មើនឹងអ្នកប្រយុទ្ធលំដាប់កាយ3ទៅហើយប៉ុន្តែបែរជាប្រយុទ្ធចាញ់ស៊ីនយុនទៅវិញអញ្ចឹងក៏មានន័យថាស៊ីនយុនគឺមានសែនត្រឹមតែ 1% ប៉ុន្តែសមត្ថភាពគឺស្មើជាមួយនឹងអ្នកប្រយុទ្ធលំដាប់កាយ4ទៅហើយបន្ទាប់ពីនិយាយបែបនេះហើយក៏លេចទៅមើលស៊ីនយុនទៅវិញស៊ីនយុនក៏ធ្វើពុតជាចាញ់ដើម្បីកុំឲ្យគេសង្ស័យតែអ្នកស៊ីនយុនគឺមិនដឹងនោះឡើយថាប៉ែហ្វុងស៊ីបានបញ្ចេញថាពលរបស់ខ្លួនអស់ចេញពីរាងកាយបាត់ទៅហើយមិនអាចប្រយុទ្ធតទៀតបាននោះទេហើយការប្រយុទ្ធរបស់អ្នកទាំងពីរក៏បានចប់ត្រឹមនឹងផងដែរសាររឿងរបស់យើងក៏បានកាត់ទៅពេលបន្តទៀតនៅពេលដែលលោកគ្រូប្រកាសរកអ្នកឈ្នះវិញមើលទៅកាន់សិស្សគ្រប់គ្នាឃើញមុខស៊ុយប៉ែអស់លេងហើយដោយសារតែស៊ីនយុនបានកម្ចាត់ពវានិងទៅតាមការពីវាអស់លេងហើយស៊ីនយុនក៏បានដើរទៅខាងមុខហើយក៏បានបកគលនៅការទាំងអស់ហ្នឹងឲ្យទៅកាន់លោកគ្រូសរុបចំនួនការទាំងអស់ហ្នឹងគឺមានចំនួន76ការដែលស្មើនឹងចំនួនសិស្សទាំងអស់ស្មើនឹងស៊ីនយុនគឺឈ្នះគេគ្រប់គ្នាតែម្ដងឃើញបែបនេះហើយលោកគ្រូក៏ស្ងប់ស្ងាត់នៅសមត្ថភាពរបស់ស៊ីនយុនក៏ដូចជាសរសើរនៅមិត្តរួមក្រុមរបស់ស៊ីនយុនគ្រប់គ្នាផងដែរបន្ទាប់មកក៏កលេចទៅនិយាយជាមួយនឹងក្មួយប្រុសរបស់នាយកសាលាវិញសួរថាតើក្នុងការប្រកួតប្រជែងនេះអាប៉ែហ្នឹងមានវាឆ្នះពីណាគេមួយអត់ហើយនៅពេលនេះក្នុងខ្លួនគឺមានកាតមានអីអត់ឬហើយអាប៉ែហ្នឹងក៏បានស្ទាបរោនកាតរបស់ខ្លួនប៉ុន្តែរកមិនឃើញនោះឡើយទើបស៊ីនយុនក៏បានប្រាប់វាថាក្នុងពេលដែលពួកគេទាំងពីរនាក់កំពុងតែប្រយុទ្ធគ្នាហ្នឹងស៊ីនយុនគឺបានទៅតាមកាតចេញពីដៃរបស់វាបានបាត់ទៅហើយបន្ទាប់មកស៊ីនយុនក៏និយាយឌឺទៅកាន់អាកតហ្នឹងតែម្ដងសួរថាចង់បានកាតហ្នឹងវិញអត់បើចង់បានមកយកមកអាប៉ែហ្នឹងក៏និយាយតបទៅវិញថាលេងត្រូវការហើយក្នុងចិត្តរបស់វាវិញគឺខឹងខ្លាំងមែនតើសច្ចាថានឹងសម្រាប់ស៊ីនយុននៅពេលណាមួយតទៅបានអូខេគ្នាយើងកុំភ្លេចចុច Subscribe ក្នុង Channel ថ្មីរបស់ខ្ញុំផង Channel ចាស់របស់ខ្ញុំគឺបានខូចបាត់ហើយមិនអាចបើក Monitor ជាមួយ YouTube បានទេអញ្ចឹងតែខ្ញុំក៏ធ្វើ YouTube ថ្មីអញ្ចឹងណាហ្នឹងហើយចុច Subscribe Control ក្នុង Channel ថ្មីផងបាយបាយជួបគ្នានៅវីដេអូក្រោយថ្ងៃស្អែកខ្ញុំនឹងចេញវីដេអូថ្មីបើចង់ខ្ញុំចេញវីដេអូលឿនគ្នាយើងកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងចុច Like និង Comment ឲ្យបានច្រើនផងផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំរឿងរបស់យើងគឺបានបន្តនៅពេលដែលស៊ីនយុនបានជួយឈ្នះនៅក្នុងការប្រកួតមួយហ្នឹងហើយអាកតនោះក៏បានចាត់ទុកស៊ីនយុនគឺជាសត្រូវរបស់វាក៏ដូចជាគុំស៊ីនយុនទុកសច្ចាថានឹងសម្រាប់ស៊ីនយុននៅថ្ងៃណាមួយតទៅបានរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលស៊ីនយុនធ្វើដំណើរជាមួយនឹងក្រុមគ្នារបស់ខ្លួនដើម្បីទៅកន្លែងសម្រាប់រៀងខ្លួនបន្ទាប់ពីបានយកឈ្នះក្នុងការប្រកួតជាក្រុមបែបនេះហើយពួកគេក៏ទទួលបានប្រអប់ម្យ៉ាងដែលជាសមិទ្ធផលរបស់ក្រុមពួកគេជាលើកដំបូងប៉ុន្តែយកតដឹងនោះទេថាក្នុងប្រអប់ហ្នឹងមានអីគេហើយកំពុងតែដើរសុកចែចែនោះក៏សួរទៅកាន់ស៊ីនយុនដែលហៅឈ្មោះរបស់ស៊ីនយុនស្មើអាកតនោះបន្ទាប់ពីលើថាចែចែហ្នឹងហៅឈ្មោះរបស់ស៊ីនយុនស្មើបែបនេះអាកតហ្នឹងក៏ថាឲ្យនាងតែម្ដងអត់ត្រូវហៅស៊ីនយុនស្មើបែបហ្នឹងនោះទេត្រូវហៅគាត់ថាបងធំនាងក៏ប្រោពាក្យសម្ដីហៅស៊ីនយុនថាជាបងធំវិញហើយនាងក៏មានសំណួរមួយសួរទៅកាន់ស៊ីនយុនសួរថាស៊ីនយុនគឺជាអ្នកដែលយកឈ្នះអាប៉ែហ្វុងស៊ីហ្នឹងមែនហើយបើលបងឯងនឹងបានយកឈ្នះគេហើយថែមទាំងបានយកនៅការចេញពីក្នុងដៃរបស់គេបានទៀតនោះហើយអីបានជឿលបងសុខចិត្តនិយាយធ្វើដូចជាខ្លួនឯងជាអ្នកចាញ់ទៅវិញស៊ីនយុនក៏បានឆ្លើយតបប្រាប់ទៅនាងវិញដោយក្នុងការប្រកួតប្រយុទ្ធជាមួយនឹងអាប៉ែហ្វុងស៊ីហ្នឹងស៊ីនយុនគឺអត់បានផ្ដួលអាកតហ្នឹងផ្ទុកទៅនឹងដីនោះទេហើយហេតុនេះហើយទើបស៊ីនយុនមិនបានទទួលស្គាល់នោះឡើយថាខ្លួនឯងគឺយកឈ្នះអាប៉ែហ្វុងស៊ីហ្នឹងប៉ុន្តែបើតាមការប្រយុទ្ធជាក់ស្ដែងស៊ីនយុនគឺអាចយកឈ្នះអាប៉ែហ្នឹងបាន 100% ហើយប៉ុន្តែគ្រាន់តែស៊ីនយុនគឺទុកមកឲ្យអាកតហ្នឹងតែប៉ុណ្ណោះដោយសារតែវាគឺនៅក្នុងគ្រួសារតកូលធំគូសំអាកតនោះក៏សរសើរស៊ីនយុនថាលបងប្រុសឲ្យវកាយមែនតើនេះកំពុងតែដើរតាមផ្លូវជុំគ្នាសោកអាកតនោះក៏បានស្រែកប្រាប់ស៊ីនយុនថាលបងអាកន្លែងនៅរបស់យើងមិនមែននៅកន្លែងហ្នឹងនោះទេកន្លែងដែលលបងកំពុងតែដើរទៅត្រង់ហ្នឹងកន្លែងហ្នឹងគឺជាអគារកន្លែងអ្នកស្នាក់នៅអ្នកដែលមានថាពលពិសេសកម្រិតសែនខ្ពស់តែប៉ុណ្ណោះស៊ីនយុនក៏បានតបប្រាប់ទៅកាន់អាកតហ្នឹងវិញថាកន្លែងដែលគាត់ស្នាក់នៅក៏នៅក្នុងអគារនឹងដូចគ្នាអាកតហ្នឹងបន្ទាប់ពីលឺចឹងក៏ក្បាលឆ្ងល់បងស្រីរបស់វាក៏បានតេះក្បាលវាម្ដាយហើយក៏បានប្រាប់វាថាក្រែងពួកគេទាំងពីរគឺជាសង្សារនឹងគ្នាអីអញ្ចឹងពួកគេទៅស្នាក់នៅជាមួយគ្នាចឹងអីអាកតហ្នឹងបន្ទាប់ពីលឺបែបហ្នឹងហើយក៏ចាប់ដើមយល់ពីស្ថានភាពហើយក៏បានប្រាប់ស៊ីយូជាមួយនឹងស៊ីនយុននាំគ្នាទៅសម្រាប់ឲ្យស្រួលបួលទៅបន្ទាប់ពីហ្នឹងពួកគេក៏បានប្រវាយផ្លូវគ្នានៅពេលដែលដើរតាមផ្លូវទៅជាមួយនឹងគ្នាស៊ីនយុនក៏បានប្រាប់ស៊ីយូថានៅក្នុងយប់នេះពួកគេទាំងពីរនាក់នឹងស្នាក់នៅក្នុងបន្ទប់មួយជាមួយនឹងគ្នាដោយលើកហេតុផលថានឹងបរិញ្ញានាងពីរបៀបក្នុងការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពក៏ដូចជាបង្កើនកម្លាំងថាមពលរបស់ខ្លួនឯងអញ្ចឹងទៅបន្ទាប់ពីបានប្រាប់បែបនេះហើយពួកគេក៏បានដើរទៅជាមួយនឹងគ្នាស៊ីយូដែលកំពុងតែដើរខាងក្រោយសម្លឹងមើលទៅកាន់ស៊ីនយុនក៏មានអារម្មណ៍ថាស៊ីនយុនថ្ងៃនេះដូចជាចម្លែកល្មិចមិនដឹងនោះទេបន្ទាប់មកពួកគេទាំងពីរក៏បានចូលទៅក្នុងបន្ទប់ជាមួយនឹងគ្នាស៊ីនយុនក៏បានណែនាំនាងអំពីរបៀបក្នុងការប្រើប្រាស់ដបទឹកអំពូលទាំងអស់នេះឲ្យមានប្រសិទ្ធភាពនៅក្នុងការបង្កើននៅកម្រិតថាមពលរបស់ខ្លួនឯងហើយក៏ហាមកុំឲ្យប្រើលើកម្រិតអីសោះដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗប្រាប់ស៊ីយូរួចហើយស៊ីនយុនក៏បានយកទឹកនឹងមួយបាញ់យកទៅផឹកបន្ទាប់ពីបានផឹករួចស៊ីនយុនក៏ចាប់ដើមមានអារម្មណ៍ថាស្រឡះស្រួលខ្លួនខ្លាំងណាស់ដល់ឡៃស៊ីយូណាវិញក៏សម្លឹងទៅកាន់ផ្ទៃមុខរបស់ស៊ីនយុនក្នុងកសែភ្នែកគឺចម្លែកយកទៅមែនទែនហើយក៏ចាប់ដើមនឹកគិតកាលពីអតីតកាលកំឡុងពេលដែលស៊ីនយុនគឺចូលទៅជួយខ្លួនដោយការនោះសម្ដីសម្ដៅដែលស៊ីនយុននិយាយជាមួយនឹងស៊ីយូគឺល្អខ្លាំងណាស់ហើយថែមទាំង take care នឹងថាទៀតផងប៉ុន្តែថ្ងៃនេះស៊ីនយុនដូចជាចម្លែកខ្លាំងម្ល៉េះដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹងខណៈពេលនេះកំពុងតែគិតសុកស៊ីនយុននៅនោះវិញក៏បានទៅច្បាច់ថ្ពាល់របស់នាងបន្ទាប់មកក៏សត្រុបទៅលើរាងកាយរបស់នាងទាំងមូលមករបស់ពួកគេទាំងពីរគឺសឹងតែប៉ះគ្នាទៅហើយនាងក៏ងាកមកចេញហើយឆ្ងល់ខ្លាំងណាស់មានរឿងអ្វីខុសប្រក្រតីទៅលើស៊ីនយុនមែនបន្ទាប់មកនាងក៏ប្រាប់ឲ្យស៊ីនយុនឆាប់ងើបចេញភ្លាមទៅថាធ្វើរឿងផ្ដេសផ្ដាសឲ្យសោះហើយនាងក៏សួរស៊ីនយុនមិនក៏ក្លិននេះចម្លែកមិនអញ្ចឹងប៉ុន្តែ
តែសិនយន្តគឺបានឆ្លើយនាងទេបើជានិយាយប្រាប់នាងថាខ្ញុំគឺចង់ស៊ីនាងស៊ីយូក៏សួរសិនយន្តថាមិនបាននិយាយប្លែកៗមិនចឹងប៉ុន្តែនៅពេលដែលកលេចទៅមើលផ្ទៃមុខរបស់សិនយន្តនៅពេលនេះសិនយន្តគឺបានប្រែកាឡាខ្លាចទៅជាបិសាចបាត់ទៅហើយឃើញបែបនេះស៊ីយូក៏បានស្ទុះងើបមកយ៉ាងលឿនរុញច្រានសិនយន្តហើយក៏ដូចជាបានប្រើថាពលកូនរន្ទះបាញ់សម្ដៅទៅកាន់សិនយន្តឡើងលាន់ពេញហ្នឹងសមាជិកនៃក្រុមរបស់សិនយន្តក្រោយពីឃើញអញ្ចឹងគឺឆ្ងល់មែនទែនថាចំពួកគេកំពុងតែធ្វើស្អីគេនៅក្នុងបន្ទប់ហ្នឹងកលេចទៅមើលពួកគេនៅក្នុងបន្ទប់ឯនោះវិញសិនយន្តក៏បានបកស្រាយប្រាប់ស៊ីយូថាខ្លួនគឺគ្រាន់តែធ្វើលេងជាមួយនឹងនាងនោះទេហើយក៏ប្រាប់ឲ្យស៊ីយូខំប្រឹងហ្វឹកហាត់បន្តទៀតទៅដើម្បីបង្កើននូវកម្រិតថាពលរបស់ខ្លួនហើយរូកេគឺសុំចេញទៅក្រៅផ្លេតស៊ីយូនាងក៏បានប្រាប់សិនយន្តផងដែរថាឲ្យប្រយ័ត្នខ្លួនផងពេលចេញទៅកណ្ដាលយប់ចឹងសិនយន្តក៏បានប្រាប់នាងវិញថាមិនអីទេខ្ញុំចេញទៅតែមកផ្លេតនោះទេគ្រាន់តែចេញទៅដើម្បីរកចំណីឆេះបន្តិចបន្តួចចឹងរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលសិនយន្តចេញទៅខាងក្រៅដែលនៅពេលនេះសិនយន្តគឺស្លៀកពាក់បិទឡើងចិត្តឆឹងតែម្ដងដើម្បីបិទបាំងតែសញ្ញាពិតរបស់ខ្លួនមិនឲ្យពីណាគេស្គាល់នោះឡើយបន្ទាប់មកក៏បានប្រើជាមួយដៃស្រាច់វិសាចរបស់ខ្លួនបញ្ចេញនូវអណ្ដាតភ្លើងពណ៌ខៀវចេញមកដែលអណ្ដាតភ្លើងពណ៌ខៀវមែនទេសិនយន្តគឺទៅតែ weapon ថ្មីៗនោះទេហើយថាពណ៌មួយហ្នឹងគឺខ្លាំងមែនទែនដែលអាចកម្ចាត់ក៏ដូចជាទប់ទល់ជាមួយនឹងពពួកបិសាចដែលមានសមត្ថភាពខ្លាំងជាងសិនយន្តបានកំពុងតែឈរគិតអំពីថាមពលអណ្ដាតភ្លើងពណ៌ខៀវនេះសុកសិនយន្តក៏ចាប់បានទទួលអារម្មណ៍សញ្ញាដឹងថានៅពេលនេះគឺកំពុងតែមានស្ដេចបិសាចនេះស្ថិតនៅក្រោមជើងរបស់ខ្លួនដល់អញ្ចឹងគឺមិនអាចបើកថាមពលនេះបានយូរទៀតនោះឡើយខ្លាចថាថាមពលនេះគឺផ្ដោតសញ្ញាទៅដល់ស្ដេចបិសាចនេះហើយនៅពេលដែលវាចេញមកប្រកាសជាមានរឿងអញ្ញែញ៉ៃជាមិនខានប៉ុន្តែថាមពលអណ្ដាតភ្លើងចេញហើយក៏បានដើរសម្ដៅទៅមុខបន្តទៀតដើរបដាគិតបដាអំពីអ្នកដែលមានថាមពលពិសេសប្រយុទ្ធតតាំងជាមួយនឹងពពួកបិសាចបើយើងតាមសមត្ថភាពរបស់ពួកគេបច្ចុប្បន្នគឺវាមិនស័ក្តិសមក្នុងការប្រយុទ្ធជាមួយនឹងពពួកបិសាចដែលកម្រិតសាហាវជាងនឹងទៀតនោះឡើយពពួកសត្វបិសាចត្រឹមតែ level 2ពួកគេគឺកម្ចាត់សឹងតែមិនបានផងហើយពពួកបិសាចមិនមែនមានត្រឹមតែកម្រិត level 2នោះទេគឺមានសាហាវខ្លាំងជាងនឹងទៅទៀតដូច្នេះហើយបើសិនជានៅតែបន្តបែបនេះពិភពលោកប្រកាសជាវិនិច្ឆ័យហិនហោចដោយការពីអតីតកាលជីវិតមុនរបស់ខ្លួនជាមិនខានក្លេមមកខាងនេះវិញយើងក៏បានឃើញបរិសម្នាក់កំពុងតែព្យាយាមបើកភ្នែកយ៉ាងក្នុងឡានមួយហើយនៅពេលដែលបានបើកភ្នែកហើយក៏បានឃើញនៅជនបុកមុខទាំងពីរនាក់កំពុងតែធ្វើការដឹកពួកគេជាច្រើនអ្នកផ្សេងទៀតដែលគោលដៅគឺមិនដឹងថាទៅណានោះទេក្នុងចំណោមទាំងអស់គ្នាដែលត្រូវបានចាត់ចម្រិតហ្នឹងគឺមានតែម្នាក់តែប៉ុណ្ណោះដែលត្រូវបានភ្ញាក់ពីការស្លាប់មុនគេហើយក៏ស្រែកប្រាប់ទៅកាន់អ្នកទាំងពីរដែលនៅខាងមុខថាចង់បានលុយប្រមាណក៏បានដែរឲ្យទៅប្របដល់លេខរូបគេចេញវិញប៉ុន្តែជនបុកមុខទាំងពីរនាក់នោះក៏មិនខ្វល់នោះឡើយបែរជាវិភាសាគ្នាទៅវិញឆ្ងល់ខ្លាំងណាស់ហើយបានជាម្នាក់ហ្នឹងភ្ញាក់មុនការស្លាប់ទៅវិញជាក់ស្ដែងទៅឋានសណ្ដោរបស់ពួកគេទាំងពីរនាក់គឺចំណាយពេលរហូតដល់3ម៉ោងឯណោះទើបអស់ជាតិថ្នាំប៉ុន្តែម្នាក់ហ្នឹងបែរជាភ្ញាក់មុនការស្លាប់ទៅវិញហើយក៏ចាប់ផ្ដើមដឹងថាម្នាក់ហ្នឹងប្រកាសជាមានសារពិសេសស្ថិតនៅក្នុងខ្លួនយ៉ាងហោចណាស់ក៏ខ្ទង់80%ដែរទៅបាច់តបតល់ជាមួយនឹងថ្នាំសណ្ដោរបស់ពួកគេបានតបពីដឹងអញ្ចឹងហើយពួកគេទាំងពីរនាក់គឺសប្បាយចិត្តយល់ទៅមែនទែនព្រោះថាលើនេះក៏បានចាប់បានអ្នកដែលមានកម្រិតសែនបិសាចដែលស្ថិតនៅក្នុងខ្លួនកម្រិតខ្ពស់បែបនេះហើយពួកអភិបាលនឹងដឹកពួកមនុស្សដែលមានសែនបិសាចយកទៅលក់ឲ្យគ្រួសារតកូហ្វងដើម្បីទទួលបានប្រាក់កម្រៃហើយក៏សប្បាយចិត្តរំពឹងថាប្រកាសជាលក់បានថ្លៃជាមិនខានដោយសារតែមានអ្នកដែលមានសែនបិសាចកម្រិតខ្ពស់នៅក្នុងចំណោមពួកគេទាំងអស់នោះដែរប៉ុន្តែក៏រៀងភ័យខ្លួនខ្លាចថាម្នាក់ហ្នឹងគឺអាចប្រើនៅសែនបិសាចមួយនោះបានបើសិនជាអាចប្រើបានរូគេនៅក្នុងឡានប្រកាសជាជាប់ជាមិនខានចំណែកអាកតនោះវិញក៏នៅតែសងវល់អភិបាលហ្នឹងប្រាប់ថាដល់លេខរូគេទៅព្រោះថារូគេត្រូវមានប្រពន្ធនិងកូនត្រូវមើលថែទៀតហើយរូគេក៏មិនចង់ឲ្យកូនរបស់គេហ្នឹងកាត់មកដែលអត់ឲ្យបែបហ្នឹងនោះឡើយប៉ុន្តែពួកអភិបាលនឹងគឺខ្វល់នោះទេបញ្ញាប់បើកឡានទៅមន្ទីរពិសោធន៍ឲ្យលឿនខ្លាចថាម្នាក់ហ្នឹងគឺអាចអ្វីខានថាពលបានពួកគេទាំងពីរនាក់ប្រកាសជាជាប់ជាមិនខានប៉ុន្តែខណៈពេលដែលបើកសុកក៏ស្ទើរតែមានជនអាចក្បាំងម្នាក់មិនដឹងថាហក់មកពីណាពីណីនោះទេហក់មកសំពងទៅលើឡានរបស់ពួកគេបណ្ដាឲ្យគូតក្រោយគឺបាសតែម្ដងដោយអំណាចថាពលម្នាក់ហ្នឹងគឺសាហាវខ្លាំងមែនតើហើយអ្នកដែលបានវាយសន្ទប់ទៅលើឡានមួយហ្នឹងគឺគ្មានពីណាឆ្ងាយទេគឺជាសិនជនរបស់យើងនឹងឯងជនបាត់មុខទាំងពីរនាក់ហ្នឹងឃើញចឹងហើយគឺភ្ញាក់ផ្អើលមែនតើហើយក៏មូម៉ៅផងដែរបន្ទាប់មកគ្នារបស់វាក៏បានប្រាប់គ្នារបស់វាម្នាក់ទៀតថាមើលថែអ្នកក្នុងឡានស្រួលបូកុំឲ្យពួកវារត់គេចចេញទៅណាបានអីសោះហើយតើរូគេទៅកំចាត់អាអ្នកដែលបានស្ទាក់ផ្លូវរបស់ពួកយើងប៉ុន្តែគ្មានទេនិយាយតាមភពពីមាត់ស្រួលបូផងសិនជនក៏បានស្ទុះមកយ៉ាងលឿនវាយទម្លុះកញ្ចក់ទ្វារហើយក៏ចាប់ទាញក្បាលម្នាក់ហ្នឹងក៏វត្តចេញមកក្រៅទៅបុកមួយដើមឈើយ៉ាងពេញទំហឹងអាម្នាក់ហ្នឹងខឹងខ្លាំងមែនតើក៏បានស្រែកប្រាប់ទៅកាន់សិនជនអញគឺជាអ្នកមករកសេចក្តីស្លាប់ខ្លួនឯងទេក៏មកបន្ទោសយើងឲ្យសោះយើងនឹងបញ្ជូនឯងទៅឋាននរកនិយាយបែបនេះហើយវាក៏បានប្រើជាមួយថាពរន្ទះរបស់វាស្ទុះទៅយ៉ាងលឿនក៏លេចទៅមើលនៅក្នុងឡាននោះវិញអាកប់អ្នកនោះវិញវាក៏បានព្យាយាមដាស់អ្នកដទៃទៀតដើម្បីភ្ញាក់ពីការស្លាប់ប៉ុន្តែទោះបីជាខំប្រឹងដាស់យ៉ាងណាពួកគេទាំងអស់គ្នាហ្នឹងក៏មិនអាចភ្ញាក់ពីការស្លាប់បាននោះដែរអាចជនបុតមុខនៅក្នុងឡាននោះលឺហើយក៏ថ្លង់ខ្លាំងមែនតើហើយក៏មុំមកយ៉ាងខ្លាំងហើយក៏ខ្លាចថាអាម្នាក់ហ្នឹងគឺអាចដាស់អ្នកដែលសន្លប់ផ្សេងទៀតភ្ញាក់មកអញ្ចឹងទៅដូច្នេះហើយវាក៏សម្រេចចិត្តប្រើថ្នាំសណ្ដំរបស់វាទៅលើអាកប់នឹងម្ដងទៀតហើយទោះបីជាអាកប់អ្នកហ្នឹងព្យាយាមសូមអង្វរខ្លាំងក៏ប៉ុណ្ណាក៏ដោយអាម្នាក់ហ្នឹងក៏នៅតែមិនខ្វល់ហើយក្នុងឡានមួយហ្នឹងក៏ពោពេញទៅដោយថ្នាំសណ្ដំចេញមកចំហាយយ៉ាងបញ្ញាពេញន័យក៏លេចទៅមើលការប្រយុទ្ធរបស់សិនយន្តវិញអាម្នាក់នោះវាក៏បានប្រើនៅថាពរន្ទះរបស់វាស្ទុះចូលទៅវាប្រហារទៅកាន់សិនយន្តយ៉ាងលឿនហើយសិនយន្តក៏បានប្រើថាពរអណ្ដាតភ្លើងពណ៌ខៀវទប់ទល់ជាមួយនឹងអាកប់នឹងផងដែរអាជនបាត់មុខម្នាក់ហ្នឹងគឺសែកសប្បាយចិត្តខ្លាំងមែនទែនគាត់ថាថាពរអណ្ដាតរបស់ខ្លួនគឺអាចយកឈ្នះថាពររបស់សិនយន្តបានប៉ុន្តែនៅពេលដែលកលេចទៅមើលថាពររបស់សិនយន្តដែលប្រើប្រាស់នោះវិញគឺជាថាពរអណ្ដាតភ្លើងពណ៌ខៀវទៅវាក៏ចាប់ផ្ដើមភ័យខ្លាចតែម្ដងហើយក៏បើកភ្នែកឡើងក៏បានប៉ុណ្ណាណីជាលទ្ធផលថាពររបស់សិនយន្តក៏បានវិបហាទៅលើអាកប់ហ្នឹងគឺបានខ្ទាតនៅចង្អៃណាណីហើយអាម្នាក់ហ្នឹងវាក៏បានស្រែកថាថាពររបស់សិនយន្តគឺជាប្រភេទថាពរពិសេសកលេចទៅមើលដៃរបស់អាកប់ហ្នឹងវិញដែលទប់ទល់ជាមួយថាពរអណ្ដាតភ្លើងពណ៌ខៀវរបស់សិនយន្តដៃរបស់វានៅពេលនេះគឺប្រែតែជាលួយក៏ហមឡើងឆ្អិនឆ្អៅហើយក៏ស្រែកពោពេញទៅដោយការឈឺចាប់ថាដៃរបស់ខ្ញុំហើយក្នុងចិត្តរបស់វាក៏ឆ្ងល់ខ្លាំងមែនទែនឆ្ងល់ថាសិនយន្តគឺជានរណាកែឲ្យប្រកាសហើយហេតុអ្វីបានជាសិនយន្តមានថាពរអណ្ដាតភ្លើងពណ៌ខៀវស្ថិតនៅក្នុងខ្លួនដោយឡែកសិនយន្តក៏គ្មានការអ្វីទាំងអស់ដែលសម្រាប់ទ្រអាកប់ហ្នឹងឃើញហើយក៏ចាប់ដាំភ័យខ្លាចហើយក៏ឆ្ងល់ខ្លាំងទៀតថាហេតុអ្វីបានជាថាពររបស់វាមិនអាចវិបហានឹងធ្វើស្អីទៅលើសិនយន្តកើតអញ្ចឹងនៅពេលដែលសិនយន្តដើរកាន់ទៅដល់អាកប់ហ្នឹងក៏កាន់តែភ័យហើយក៏បានប្រាប់ទៅកាន់សិនយន្តខ្ញុំគឺដឹងថាឯងប្រកាសជាចង់ជួយសង្គ្រោះអ្នកដែលនៅក្នុងឡានជាមិនខានប៉ុន្តែអ្នកនៅក្នុងឡានហ្នឹងគឺសុទ្ធតែជាអ្នកដែលមានសារពិសាចនៅក្នុងខ្លួនដូច្នេះហើយពួកយើងគឺគ្រាន់តែដឹកពួកអស់ហ្នឹងចេញពីទីក្រុងតែប៉ុណ្ណោះខ្លាចថាពួកអស់ហ្នឹងបើខិនថាពលពិសាចប្រែខ្លួនផ្លែជាពិសាចនឹងវិបហាទៅកាន់មនុស្សនៅក្នុងទីក្រុងប៉ុន្តែសិនយន្តគឺជឿទេជន់ក្បាលរបស់វាអប់ទៅនឹងដីប្របាច់នៅស្រោមមុខទៅហើយនិយាយទៅកាន់អាកប់ហ្នឹងថាឯងគិតថាយើងគឺមិនដឹងមែនទេពួកឯងគឺចាប់ពពួកមនុស្សដែលមានសារពិសាចយកទៅលក់ឲ្យគ្រួសារតកូហ្វងហើយបំបិតនៅការបាត់ខ្លួនរបស់ពួកគេដោយចោទថាពួកគេបានស្លាប់ដោយសារតែពពួក
បេសាច់ស៊ីអាគាត់នឹងបន្តពីលើចឹងហើយក៏គ្មានអីបកស្រាយជាមួយស៊ីនយុននោះទេដោយសារតែស៊ីនយុនគឺនិយាយចង់ចំណុចអស់លេងហើយក៏សួរទៅកាន់ស៊ីនយុនថាឯងគឺជានរណាកែប្រកបហើយអ្វីបានជាដឹងរឿងរបស់ពួកយើងអញ្ចឹងស៊ីនយុនក៏មិនឆ្លើយសំណួររបស់វានោះទេជន់ក្បាលរបស់វាថែមហើយក៏សួរវាថាកន្លងមកហ្នឹងឯងគឺបានចាប់ពួកមនុស្សទាំងអស់ហ្នឹងស្រុតទៅប្រមាណអ្នកហើយអាគាត់នឹងមិនឆ្លើយសំណួររបស់ស៊ីនយុននោះទេនិយាយបកទៅកាន់ស៊ីនយុនវិញពួកអស់ហ្នឹងមិនជាមនុស្សស្លូតត្រង់នោះទេគឺជាមនុស្សដែលសមនឹងស្លាប់ដោយសារតែពួកវាមានសែនពពុះបេសាចស្ថិតនៅក្នុងខ្លួនដូច្នេះហើយមនុស្សទាំងអស់នេះគឺសមតែស្លាប់ស៊ីនយុនលឺហើយមុំម៉ៅខ្លាំងមែនទែនជន់ក្បាលរបស់វាថែមហើយក៏សម្លុតវាថាឆាប់ឆ្លើយសំណួររបស់យើងភ្លាមបើមិនឆ្លើយនោះទេយើងនឹងជន់បបាយក្បាលរបស់ឯងស្លាប់រឿងរបស់យើងសូមស្រេចតែនេះសិនទីទៀតខ្ញុំនឹងចេញវីដេអូថ្មីហើយសូមទោសអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលខ្ញុំបាត់មុខយូរហើយក្រោះចេញវីដេអូអីចឹងហើយមូលហេតុក៏ដោយសារតែ YouTube ហ្នឹងវាធ្វើទុកខ្លាំងពេក channel YouTube របស់ខ្ញុំអាមុនគឺចាប់ view content ហើយប្រហែលថ្ងៃមុនហ្នឹង YouTube គឺ remove channel របស់ខ្ញុំចោលទៀតដល់អញ្ចឹងទៅក៏ពិបាកដែរអូខេចាំជួបគ្នាវីដេអូក្រោយ